Viking ជាកងទ័ពមានឥទ្ធិពលមួយនៅអឺរ៉ុបបង្កើតឡើងពីប្រជាជនដែលមានដើមកំណើតពីប្រទេសដូចជា Denmark, Norway និង Sweden ពួក Viking មានភាពល្បីខ្លាំងនៅសតវត្សទី 8 ដល់សតវត្សទី 11 នៅក្នុងប្រវត្តិសាស្ត្រពិតដោយបានដឹកនាំកងទ័ពរបស់ខ្លួនធ្វើដំណើរក្នុងសមុទ្រគ្រប់ទិសទីនិងធ្វើការកាប់សម្លាប់ទន្ទ្រានយកធនធានពីភូមិក្នុងប្រទេសផ្សេងៗតាមទន្លេនិងសមុទ្រដែលពួកគេធ្វើដំណើរទៅដល់ឬរកឃើញការទន្ទ្រានយកធនធានឬទ្រព្យសម្បត្តិដោយការវាយប្រហារនានានោះបានធ្វើឲ្យមានភាពភ័យខ្លាចនិងគ្មានប្រទេសណាអាចតតាំងជាមួយពួកគេបានទេនៅតំបន់ព្រំដែននាទ្វីបអឺរ៉ុបដោយពួកគេបានដឹកនាំកងទ័ពយោធាឆ្មក់ទន្ទ្រាននៅទីក្រុងនិងតំបន់ដូចជាប៉ារីសនិងតំបន់ភាគឦសានបានទាំងអស់កងទ័ព Viking មិនត្រឹមតែជាក្រុមដែលពូកែស្វែងរកនិងគ្រប់គ្រងនៅតំបន់ជិតៗនោះទេប៉ុន្តែពួកគេក៏ជាអ្នកពង្រីកទឹកដីទៅកាន់តំបន់ឆ្ងាយៗឬដាច់ស្រយាលដូចជាប្រទេសអ៊ីឡង់ Greenland និងភាគខាងជើងអឺរ៉ុបដូចជា Scotland ឬ Ireland ផងដែរមិនតែប៉ុណ្ណោះភាពប៉ិនប្រសប់ក្នុងការស្វែងរកទឹកដីថ្មីៗនោះទៀតសោតក៏ព្រោះតែពួកគេមានបច្ចេកទេសនៃការធ្វើដំណើរក្នុងសមុទ្រឬទន្លេហើយបានបង្កើតទូកមានល្បឿនលឿនដែលងាយស្រួលក្នុងការធ្វើដំណើរហើយពួកគេមានសមត្ថភាពក្នុងការធ្វើដំណើរក្នុងទឹកសមុទ្រដែលមានរលកធំៗបានយ៉ាងល្អទៀតផងយុទ្ធសាស្ត្រនេះក្នុងសម័យនោះបានធ្វើឲ្យពួកគេក្លាយជាកងទ័ពដ៏ខ្លាំងក្លាបំផុតដែលធ្វើឲ្យប្រទេសនានាក្នុងទ្វីបអឺរ៉ុបស្គាល់កិត្តិនាមនិងកេរ្តិ៍ឈ្មោះរបស់ពួកគេជាចុងក្រោយនៅរយៈពេលពាក់កណ្ដាលសតវត្សទី 11ដោយសារតែការផ្លាស់ប្ដូរសង្គមនិងបរិបទនយោបាយនៅទ្វីបអឺរ៉ុបក៏ដូចជាការជ្រៀតចូលរបស់គ្រិស្តសាសនាបានធ្វើឲ្យកងទ័ព Viking សាបរលាបម្ដងបន្តិចរហូតបាត់អស់ពីមួយចំនួនទៅមួយចំនួនហើយរហូតមកដល់ពេលនេះយើងក៏អាចសិក្សាស្វែងយល់ពីប្រវត្តិរបស់ពួកគេបានដែរគឺតាមរយៈរូបភាពនិងពិធីឬប្រពៃណីដែលប្រារព្ធតៗគ្នាមកដល់ឥឡូវរឿង Vinland Saga ចាប់ផ្ដើមឡើងដោយបង្ហាញពីតួអង្គម្នាក់ឈ្មោះ Thor ជាមួយនឹងចំការខ្សែដែលវាហាក់ដូចជាមានសន្តិភាពស្របមកជាមួយនឹងភាពស្រស់ស្អាតត្រជាក់ភ្នែករំពេចនោះគាត់ក៏បានរលឹកឃើញទៅដល់អតីតកាលដែលគាត់ធ្លាប់បានឆ្លងកាត់មកមួយផ្លេតដែរគឺក្នុងឆ្នាំ987 Thor ជាមេទ័ពក្នុងក្រុមទាហានមួយដែលគេឲ្យឈ្មោះថាជំ Viking គាត់កំពុងតែប្រយុទ្ធជាមួយនឹងសត្រូវជាច្រើននៅលើសមុទ្រក្បែរនោះក៏មានតួអង្គម្នាក់ដែរដែលមានឈ្មោះថា Thorkel តួអង្គក្នុងរឿងនេះគឺឈ្មោះស្តៀងគ្នាអាចមានច្រឡំពីនេះThorkel កំពុងតែប្រយុទ្ធជាមួយគាត់ផងដែរThor គឺពិតជាមានទឹកដៃក្នុងការប្រយុទ្ធល្អខ្លាំងមែនទែនដោយសារតែទ័ពសត្រូវមានចំនួនយ៉ាងច្រើនប៉ុន្តែมันអាចធ្វើឲ្យគាត់មានរបួសសំបីប៉ុនសរសៃសក់មិនតែប៉ុណ្ណោះគាត់តែម្នាក់ឯងអាចវាយសម្លាប់សត្រូវបានយ៉ាងច្រើននិងងាយស្រួលទៀតផងកំឡុងពេលប្រយុទ្ធនោះគាត់បានចាក់បរិសម្នាក់ដែលរៀបនឹងបាត់បង់ជីវិតនឹងបរិសនោះក៏បានស្រែកហៅឈ្មោះប្រពន្ធរបស់គាត់អមមកជាមួយនឹងទឹកភ្នែកផងដែរនោះវាហាក់ដូចជាបានធ្វើឲ្យ Thor គិតច្រើនមែនទែនរហូតសត្រូវបានវាយគាត់ធ្លាក់ទៅក្នុងទឹកជាមួយពេលនោះ Thor ក៏បានសម្រេចចិត្តដកខ្លួនចេញពីសង្គ្រាមនិងហៅទៅកាន់ច្រាំងដែលបង្ហាញថាគាត់ពិតជានឿយហត់ជាមួយនឹងការកាប់សម្លាប់មនុស្សគ្រប់គ្រាន់ហើយកាត់មកឆ្នាំ1002នៅទឹកដី Iceland សាច់រឿងបានដើរតាមក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Thorkel ដែលត្រូវជាកូនប្រុសរបស់ Thor នោះឯងដែលពេលនេះ Thor មានកូនប្រុសស្រីចំនួន2និងបានរស់នៅយ៉ាងសាមញ្ញមានកសិដ្ឋានចិញ្ចឹមសត្វមានចៀមនិងរស់នៅជាមួយនឹងប្រជាជនដទៃទៀតក្នុងភូមិដ៏ទូចមួយពេលយប់ Thorfinn អង្គុយស្ដាប់បុរសម្នាក់ឈ្មោះថា Leif ជាអ្នកទិញលក់ទៅកាន់តំបន់ដទៃទៀតនិងបានរៀបរាប់អំពីការរុករកឃើញរបស់គាត់នៅដែនដីថ្មីមួយផងដែរដែលនៅទីនោះមានភាពសមស្របអនុញ្ញាតឲ្យពួកគេរស់នៅបានយ៉ាងមានសន្តិភាពជាពិសេសគឺជាទឹកដីដែលគ្មានទាសករនិង Leif ឲ្យឈ្មោះទឹកដីថ្មីនោះថា Vinland យប់នោះដែរមានបុរសម្នាក់ដែលទំនងជាទាសករដែលបានរត់គេចពីម្ចាស់បានធ្វើដំណើរមកដល់ភូមិរបស់ពួកគេហើយព្រឹកឡើងត្រូវបានយីវ៉ានិង Thor បានរកឃើញយកគាត់ទៅក្នុងផ្ទះនិងជួយសង្គ្រោះបន្ទាប់ពីទាសករនោះបានដឹងខ្លួននិងបានប្រាប់ថាខ្លួនជាទាសកររបស់បុរសម្នាក់ឈ្មោះ Halfdan ដែលស្ថិតនៅម្ខាងភ្នំពីភូមិមួយនេះនិងដោយសារតែត្រូវបានគេធ្វើបាបខ្លាំងពេកគាត់ស្អប់ទីនោះខ្លាំងណាស់ក៏បានធ្វើការលួចលោបចេញពីទីនោះទាំងយប់ទាសករនោះដោយសារតែរបួសពេញខ្លួននិងមិនអាចទ្រាំទ្របានតទៅទៀតរៀបនឹងដៃខ្យល់ក៏បានយំនឹងនិយាយថាគាត់មិនដឹងថាត្រូវទៅកន្លែងណានោះទេដោយសារតែគាត់ជាប់នៅក្នុងឈ្មោះថាជាទាសករ Thor ក៏បាននិយាយថាឆ្ងាយពីទីនេះទៅទិសខាងលិចឆ្លងកាត់សមុទ្រនិងមានទឹកដីមួយដែលកកក្ដៅដីមានជីវជាតិហើយទីនោះគ្មានសង្គ្រាមឬទាសករនោះទេ Thor បបួលទាសករម្នាក់នោះទៅនៅជាមួយគាត់នៅថ្ងៃខាងមុខទាសករម្នាក់នោះក្រោយពីបានស្ដាប់ពាក្យរបស់ Thor ហើយក៏បានស្លាប់យ៉ាងស្ងប់សុខក្នុងទីនោះទៅពេលនោះ Halfdan ក៏បានមកដល់ភូមិនេះផងដែរដើម្បីគំរាមដល់
ទេសកលដទៃទៀត Halfdan ត្រូវតែយកទេសកលម្នាក់នេះទៅវិញឲ្យខានតែបានប៉ុណ្ណោះពេលនោះទ័រក៏បានសុំទិញទេសកលដែលបានស្លាប់ទៅហើយនោះក្នុងតម្លៃ8ជាមដូចជាមួយនឹងសេរីភាពរបស់ទេសកលនោះដោយសារតែមើលឃើញថាទេសកលនោះបានស្លាប់ទៅហើយ Halfdan ក៏យល់ព្រមផងដែរពេលនេះយើងបានដឹងហើយថាទ័រពិតជាមានចិត្តសប្បុរសប៉ុណ្ណាហើយគាត់បាននាំសាកសពទេសកលនោះទៅកប់លើកំពូលភ្នំក្បែរនោះនៅតំបន់អឺរ៉ុបភាគខាងជើងនៃប្រទេសអង់គ្លេសមានមូលដ្ឋានទ័ពរបស់ Viking មួយដែលជារៀងរាល់ថ្ងៃសៅរ៍ពួកក្រុម Viking គឺមានទម្លាប់ងូតទឹករួមគ្នាយ៉ាងសប្បាយរីករាយពេលដឹងអំពីទំនៀមទម្លាប់មួយនេះស្ដេចរបស់ប្រទេសអង់គ្លេសបានបញ្ជាឲ្យទីហ៊ានរបស់ខ្លួនវាយប្រហារពួក Viking នៅពេលដែលពួកគេមិនបានត្រៀមខ្លួនហើយការវាយប្រហារមួយនេះមិនលើកលែងសូម្បីតែស្ត្រីឬកូនក្មេងភូមិទាំងមូលបានគ្របដណ្ដប់ទៅដោយអណ្ដាតភ្លើងស្ទឹងប្រែក្លាយទៅជាពណ៌ឈាមត្រឹមមួយប៉ព្រិចភ្នែកងាកមកមើលនៅក្នុងភូមិរបស់ Thorfinn វិញនៅពេលដែលដឹងថា Pulif នឹងធ្វើដំណើរយករោមជាមនិងវត្ថុផ្សេងទៀតទៅជួញដូរ Thorfinn រកឬសុំទៅធ្វើដំណើរជាមួយដែរតែ Pulif say no ហើយបានសើចចង្អុលដាក់ Thorfinn ទៀតពេលនោះ Leif បានប្រែទឹកមុខនិងប្រើឲ្យ Thorfinn ទៅហៅឪពុក Thor មកទីនេះឲ្យបានលឿនបំផុតក៏ព្រោះតែមាននៅនាវាចម្បាំងដ៏ធំកំពុងតែធ្វើដំណើរមកកាន់ភូមិរបស់ពួកគេហើយនាវាមួយនេះគឺជានាវារបស់ទីហ៊ានជុំ Viking ដឹកនាំដោយមេទ័ពម្នាក់ឈ្មោះថា Floki ក្រោយបានឃើញឪពុក Thor ដែលធ្លាប់ជាមេរបស់ពួកគេនោះក៏ធ្វើការអោនគោរព Thor ដែលធ្វើឲ្យអ្នកភូមិញាក់ផ្អើលមែនទែន Floki បានប្រាប់ពីការវាយប្រហារថ្ងៃមុនរបស់ប្រទេសអង់គ្លេសទៅកាន់ជនជាតិ Danes និងក្នុងចំណោមនោះប្អូនស្រីរបស់ Sweyn ស្ដេចនៃប្រទេសដាណឺម៉ាកក៏បានស្លាប់នៅក្នុងព្រឹត្តិការណ៍មួយនោះផងដែរដូច្នេះស្ដេចនោះក៏យកលេសមួយនេះដើម្បីធ្វើសង្គ្រាមជាមួយនឹងប្រទេសអង់គ្លេសហើយជុំ Viking ក៏នឹងធ្វើការចូលរួមសង្គ្រាមមួយនេះផងដែរគឺចោះចូលជាមួយនឹងប្រទេសដាណឺម៉ាកទៅ Floki ដើរកេណ្ឌកម្លាំងទ័ពរបស់ខ្លួនឲ្យមកចូលរួមមិនលើកលែងសម្បីតែ Thor ហើយ Floki បានយកអាយុជីវិតអ្នកភូមិទាំងមូលមកគំរាមថាប្រសិនបើ Thor មិនយល់ព្រមនោះទេក្រុមទីហ៊ានរបស់ពួកគេនឹងសម្លាប់រង្គាលអ្នកភូមិមួយនេះចោលទាំងអស់តែម្ដងដោយសារតែគ្មានជំរើស Thor ក៏បានយល់ព្រមចូលរួមនៅសង្គ្រាមមួយនេះផងដែរ Pulif ក៏បានឲ្យយើងដឹងផងដែរថាជុំ Viking គឺមានមូលដ្ឋាននៅក្នុងកំពង់ផែមួយនៃប្រទេស Wendland ហើយពួកជុំ Viking គឺខ្លាំងណាស់ខ្លាំងរហូតដល់ស្ដេចក៏មិនអាចប្រមូលពន្ធពីពួកគេបានឡើយក្រោយពីបានដឹងដំណឹងថា Thor និងពួកគេចូលរួមទៅធ្វើសង្គ្រាមអ្នកភូមិគឺពិតជានាំគ្នាអបអរសាទរខ្លាំងមែនទែនដោយសារតែពួកគេមានជំនឿថាសេចក្តីស្លាប់របស់ពួកគេនឹងមានកិត្តិយសប្រសិនបើបានស្លាប់ក្នុងសមរភូមិសង្គ្រាមទោះនឹងអ្នកភូមិបានរៀបចំនឹងដំឡើងនាវាសម្រាប់ធ្វើដំណើរនៅថ្ងៃស្អែកនេះ Thorfinn ពេលបានឃើញអ្នកភូមិមានអាវុធដាវសម្រាប់ប្រយុទ្ធហើយខ្លួនពិតជាចង់ចូលរួមជាមួយគេណាស់ប៉ុន្តែដោយសារតែខ្លួននៅក្មេងខ្លួនក៏នឹកឃើញរត់ចូលទៅក្នុងបន្ទប់ដាក់អីវ៉ាន់របស់ឪពុកនិងរកឃើញកូនកំបិតមួយរបស់ឪពុកខ្លួននឹងសប្បាយចិត្តខ្លាំងមែនទែនភ្លាមនោះ Thor ក៏បានយកដៃចាប់មុខកំបិតនោះរហូតមុតរួចសួរទៅកាន់ Thorfinn ថាដាវគឺជាឧបករណ៍សម្រាប់សម្លាប់មនុស្សតើកូនក្រងនឹងសម្លាប់នរណា Thorfinn ឆ្លើយថាសម្លាប់សត្រូវ Thor ក៏សួរថានរណាជាសត្រូវរបស់កូនពេលនោះ Thor ក៏បានឲ្យ Thorfinn ស្ដាប់ដោយយកចិត្តទុកដាក់ផងដែរថាកូនគ្មានសត្រូវទេគ្មាននរណាម្នាក់ជាសត្រូវរបស់កូននោះទេដោយសារតែភាពក្មេងវ័យ Thorfinn មិនបានស្ដាប់យល់ពីពាក្យទាំងអស់នេះទេថែមទាំងខឹងជាមួយឪពុកទៀតផងកាត់មកកាន់ Floki វិញបានធ្វើដំណើរមករកបុរសម្នាក់ដែលមានឈ្មោះថា Askeladd ដើម្បីជួលឲ្យ Askeladd សម្លាប់ Thor ចោលនោះឯង Floki បានលើកឡើងថា Thor បានបំពេញច្បាប់កងទ័ពរបស់ជុំ Viking កាលពី15ឆ្នាំមុនព្រោះតែបានបោះបង់កងទ័ពកំឡុងពេលប្រយុទ្ធដូចនេះ Thor មានទោសប្រហារជីវិត Askeladd ក៏បានសួរដែរថា Floki បានទៅដល់ភូមិនោះហើយហេតុអ្វីបានជាមិនសម្លាប់ Thor ចោលនៅទីនោះទៅប៉ុន្តែ Floki មិនបានឆ្លើយនោះទេ Askeladd ជាមនុស្សដែលវៃឆ្លាតមួយរូបគឺគាត់អាចទីដឹងថានេះគឺជាការធ្វើឃាតរបស់ Floki ទៅកាន់ Thor ដែលវាជាគំនុំផ្ទាល់ខ្លួនណាមួយដោយសារតែ Floki មិនឆ្លើយ Askeladd មិនបានខ្វល់ទេប៉ុន្តែគាត់បានសុំ5 ផោនបន្ថែមទៀតពីលើប្រាក់រង្វាន់នោះគាត់នឹងទទួលយកការងារមួយនេះថ្ងៃដែល Thor ត្រូវចេញធ្វើដំណើរ Thor រក Thorfinn មិនឃើញនោះទេមិនដឹងថា Thorfinn រត់ទៅណា Thor ក៏បានផ្ដាំផ្ញើឲ្យ Helga ប្រពន្ធមើលថែ Thorfinn ផងនៅពេលចាក់ចេញយើងក៏បានឃើញផងដែរថាកូនប្រុសរបស់អ្នកភូមិកំឡោះ5នាក់អុំនាវាមកខាងរីឯ Thor គឺគាត់អុំតែម្នាក់ឯងប៉ុណ្ណោះនាវាប៉ុណ្ណានៃកម្លាំងដល់កកម្លាំងពេលធ្វើដំណើរទៅដល់កន្លែងដែលអាចប្រើប្រាស់ខ្យល់ជាមួយនឹងក្តោងសម្រាប់ឲ្យទូកទៅមុខស្វ័យប្រវត្តិគឺមានន័យថាទូកគឺមិនអាចបកក្រោយបានទេ Thorfinn ដែលលួចលាក់ខ្លួននៅក្នុងធុងទូកនោះក៏បានចេញមកក្រៅដោយសារតែគាត់ជឿនោមពេកគ្រប់គ្នាគឺពិតជាហួសចិត្តខ្លាំងមែនទែន Thor ក៏បានទះកំបេះគូត
ตัวฟินปีใบใดได้ซาแต่โกนนึงกบาโคยเป็ดยุบนู้โซกับบันปรับเรื่องมวยจุ่มนุ่นดอลอารีได้บานลุยสลันโกนสไลระบบกอดทาทั้งกำเนิดระบบยี่ว่าโซคือจีเมตัวระบบจุ่มไวคิงนึงมาสังเกตขึ้นทายี่ว่าคือปัจเจกโกนสไลดารึงมอมันเต้นคือกดกัดนกตามโซนไงเฮลกาออยโซดะชมุกโกนสไลปุเกปันได้โซระวลนึงมันปรับออยเฮลกาจีเนตะครูในโดยสารแต่โซคือกดประกาศโกนปรมาเนจึงได้เลือกร้อยกดหนึ่งโยโกนปรรีบหนึ่งจะเจนเฮลกาเครื่องมันเต้นหนึ่งสไลด์เอาโซดะชมุกโกนระบบปุเกโซโดยสารแต่มันได้เคยปรปนคลุนขังปีมุนหมอกให้นิจิเลือกดำบงให้ได้เคยเฮลกาเครื่องครั้งโซกับมันได้ชมุมาได้ระบบกดตะกันโกนสไลระบบปุเกทายีว่าปรึกหลังปุเกกับมันเพื่อดำน้ำแต่ดาวก็ฟารูได้โซหนึ่งปุลิสมินกุมโรงทาหนึ่งตุกกุมล้อถึงนุกเจ้านาทีนี้โซหนึ่งเพื่อดำน้ำแต่ทัวสังกรีมแต่มันในไอให้ปุลิสหนึ่งนวมปุเกตะกันภูมิระบบปุเกวิงลูกเปจีเตจิตดอลปุลิสสมควรคืนทาแต่เนี่ยภูมิไม่กดเตจึงมุนให้วิหารโดยจีจุ่มลายบินเตนให้โซกับมันสมควรดังของไหนทามินเรื่องมันสูงก็บ่มรองดังตลอดกล่าวไปนุก็มีมนุษย์ตุนและบ่มนายประเทศจีจรานบัดเพลปุเกมันอ้อยบอกกล่าวให้กรมมนุษย์ปุนี้คือจีกรมระบาดสกาลานไว้ได้ปุเกบันพลอนภูมินี้รวยแต่หายหนึ่งเรียบจำกุมโรงสำหรับโตในที่นี้ของไหนเคยหนึ่งนี้โซมันโยกุนกับบัดนุอ้อยโซรฟินนำไปตุกกาเปียคลุนหนึ่งบ้านเหาะตะกันตุระบบปุนุหนึ่งบ้านวีกุนจารบาสกาลาสันลอบสเตอร์ออลิงโดยประตรมแต่ได้บนเนาะโซคือคลังโยตเมนเทนโจมวยสันลอบมวยโจปีสันลอบปีเอ็นมีนได้กูจุ่มนึดอาสกาลามันเนี่ยชั่วโมงบีจอนบองจอนอะไรนะยังมาบีจอนมันซีบสัตมวยได้ปลายกอดนั้นคล้ายโดยจิบุญศาสตร์อย่างคือเคลียร์กับไว้ได้แอดมินแสดงไปเนี่ยได้กำลังพลังบรรณาก็มันได้เถื่อเอาโซดอกดาวบานได้เติมประมาณใดบนเนาะบุญทรายก็ดูได้โซบันสไลกุมเรียมดอกปุเกเอาจะจิงไปตูนูเตอร์โซนังตุกจีวดอยบาซาแต่คณีรบอสกาลาจรานชีวิตแสมินเนบันปรุยในขังเลือติดนุสำหรับโซโคลนายมันได้ปนตายเนภูมิหนึ่งโซรฟินไอหนึ่งมีกรุธนะโซมีกุมนึดมวยคือบอกบูลสกาลาประกุดมวยสมาหนึ่งปัสนจีอัสกาลาชเนียอัสกาลาจังหวันไอก็บานได้ปนได้ปรสันบากอดชเนียวินอัสกาลาเตระแต่ดอกคลุนเจงหนึ่งดอกเลงปุเกเอาบนต่อดำนาตมุกติดอัสกาลาลันยลพรมสำนามือนี่หนึ่งมุนประกุดโซบานสูตรการอัสกาลาตามีประปุนโกนดีก็ถ้ามีนเตสมนุนี้ยังมือเฟนทาโซคือสู้ดำใบทาอายสำหรับอัสกาลาบ้านโดยมันจำไม่จะได้กล่าวทาครูซาระบอกกดเตจีอย่างน่ะการประกุดก็จะประดามหลังอัสกาลามันกับกระดองตุบมวยเอาทะเลหนึ่งชนิดวิประหารโซบานมวยกำบัดมันได้วิระปีมันอาจช่วยไอโซบานเตหายไทม์เตียงอัสกาลามันอาจมีอาการที่จะเลิกที่ปีบานนุเตก็เตระบานโซวีวินมวยดาวระบอโซเตอแต่ช่วยอัสกาลาตุบมันจองจบตาหายอัสกาลาบานเติมไตโรงบนเนาะหนึ่งเกตพลิมนูอัสกาลาก็สังเกตคืนบางไหนถ้าดาวระบบกดโคตรขาดวีบางหันถ้าดาวระบบโซก็กำลังจะโคตรขาดด้วยนี้อัสกาลาช่วยไอดาวระบบโซบานบะโดยจะหนึ่งเอาไว้ได้กดบานเกิดเป็นเมนโดยก็ถ้าคลุ้นมินเปรียบกับบานวีประหารตัวกันโซเป็นไตเติมบานโซเย่ดำดาวบีอัสกาลาบานหมอกหนึ่งเอาอัสกาลาในเย่ถ้าคลุ้นจ่อจังคือบานหายโซหนึ่งมันสำหรับอัสกาลาเจ้าเตปนได้ขนมเนียมจีเมดักนวมอัสกาลามันอาจสมจ่อจังในหนึ่งมุกคนใจวันเตปีจอนเป็นเงือปีสันล็อบก็บานเหาะตัวจับโซรฟินทัวจีจำนับขมังหนึ่งอัสกาลาบานเลงระบายโคตรทากรแต่จองสารวงจมวยหนึ่งอัตตะเมตอบจมไวคิงปนเนาะโซกับบานบอกดาวเจ้าบัตัวใบดังทาคลุ้นหนึ่งตระสลับอัสกาลาบานหนึ่งเชียเอาคลิกนี้บันปรุยทางหรือบันสำหรับโซเจ้าเตียงปรุยเป็นคลุ้นโซบานดิเยตกันอัสกาลาถ้าโซคลุ้นนั่นคือบานชนะหายหนึ่งอัสกาลาเตอแต่กรุบปิสนิยาหนึ่งดอกเลงเนบเซนตีเอาตกันภูมิระบบปุเกวินไออัสกาลาก็มันยุโปรมดอเลมปุเกพงได้ตัวรูฟินก็บันยุ่มรถมกเอาปปุกหนึ่งโซบันปรับเอาปูลิฟยกสะสอบระบบกอดตะกันปุจุมไวคิงผองปลัวประสันบาจีขมินสะสอบระบบกอดเตจุมไวคิงหนึ่งกตาโซมันรถติดมันเอาติดนู่นเนบภูมิตึงออสบายจีมินครูธนะเจจีมันคาน
Ascalad ពេលត្រឡប់ទៅវិញគាត់ដូចជាមានអារម្មណ៍ថាបានធ្វើកំហុសអីម្យ៉ាងដោយសារតែគាត់បានសម្លាប់មនុស្សដ៏ល្អម្នាក់ព្រោះតែគ្នារបស់គាត់គ្មានសូម្បីម្នាក់ដែលត្រូវបានសរសម្លាប់ពេលនោះ Ascalad ក៏បានដឹងផងដែរថា Thorfinn មិនបានត្រឡប់ទៅភូមិវិញជាមួយនឹង Polif ទេនិងបានសំងំនៅក្នុងទូករបស់ Ascalad ហើយ Thorfinn គិតមិនយល់នោះទេថាឪពុករបស់ខ្លួនជាអ្នកឈ្នះប៉ុន្តែបែរជាត្រូវស្លាប់ទៅវិញថែមទាំងឪពុកខ្លួនបាននិយាយថាអ្នកប្រយុទ្ធពិតប្រាកដគឺមិនត្រូវការអាវុធនោះទេនិង Thorfinn បានធ្លាក់ចូលទៅក្នុងគំនុំយ៉ាងខ្លាំងគឺខ្លួនត្រូវតែសម្លាប់ Ascalad ឲ្យតតែបានទាំងដែលខ្លួនឯងនឹងមានអាយុត្រឹមតែ6ឆ្នាំប៉ុណ្ណោះឃើញ Thorfinn Ascalad ក៏មិនបានធ្វើអីដែរនិងឲ្យគ្នារបស់គាត់ទប់ Thorfinn ចោលទៅវិញ He'll be dead before long. វីដេអូថ្ងៃនេះមានត្រឹមប៉ុណ្ណេះឯងដែលនៅអេពីសូតក្រោយយើងនឹងចូលទៅកាន់ភាពខ្មៅងងឹតនៃជីវិតរបស់ Thorfinn ដែលបានដើរតាមធ្វើសង្គ្រាមគ្រប់ទិសទីដើម្បីអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតស្លាប់រស់ជាមួយ Ascalad ទាំងដែលខ្លួនឯងនឹងមានអាយុត្រឹម16ឆ្នាំជួបគ្នានៅអេពីសូតក្រោយសួស្តីអ្នកគ្នាតោះយើងមកបន្តសាច់រឿងវិញ្ញាណសាការបន្តទៀតកាលពីអេពីសូតមុនយើងបានដឹងហើយថា Thorfinn គឺមិនបានត្រឡប់ទៅភូមិជាមួយនឹង Leif វិញទេគឺរសាត់អណ្តែតទៅតាមទូករបស់ Ascalad ពេលធ្វើដំណើរទៅដល់លើគោកតាមទន្លេ Humber នៃប្រទេសអង់គ្លេស Ascalad និងគ្នាធ្វើដំណើរទៅរកប្លន់អ្នកភូមិរីឯ Thorfinn វិញដោយសារតែគ្មានអាហារចូលពោះតាំងតែពីជាប់នៅលើទូកមកជាមួយនឹងពួក Ascalad Thorfinn គឺហេវមែនទែននឹងបានរត់ទៅក្នុងព្រៃដើម្បីរកមើលអ្វីដែលអាចញ៉ាំបានតែក៏រអិលជើងរមៀលទៅពុកគល់ឈើមួយស្លាប់បាត់រហូតដល់មេឃងងឹតទើប Thorfinn នឹងខ្លួនពេលដឹងខ្លួនមក Thorfinn បានឮសំឡេងទឹកខ្លួនក៏ងើបហើយរត់ទៅរកកន្លែងដែលមានទឹកនៅពេលដែលបានផឹកទឹកពេញពោះហើយ Thorfinn មានអារម្មណ៍ថាធូរស្បើយមែនទែនប៉ុន្តែពេលនោះ Thorfinn បានឮសំឡេងសម្រែករបស់មនុស្សចេញពីភូមិមួយនិងនៅពេលដែលបានចូលទៅមើលទើបដឹងថាគឺជាសម្រែករបស់អ្នកភូមិដែលត្រូវបានគ្នារបស់ Ascalad ប្លន់នឹងឯងដែលសកម្មភាពមួយនឹងវាមើលទៅហាក់ដូចជាប្រៃផ្សៃខ្លាំងមែនទែនគឺប្រសិនបើពួកគេអនុញ្ញាតឲ្យមានអ្នករស់រានមានជីវិតនោះអ្នកនោះនឹងទៅប្រាប់ដល់ក្រុមទាហានអង់គ្លេសនោះពួកគេនឹងមានបញ្ហាជាជាមិនខានក្រោយពីទទួលទានអាហារពេលល្ងាចឆ្អែតចោលហើយ Ascalad និងគ្នាក៏បានដេកលក់អស់ Thorfinn ប្រសិទ្ធតែឃើញឱកាសល្អក៏កាន់កូនកំបិតដែលពុកឲ្យនឹងចូលទៅរក Ascalad ក្រោយពីរក Ascalad ឃើញបំរុងនឹងជាតាវសម្លាប់ Ascalad ទៅហើយបែរជា Thorfinn មិនធ្វើវាទៅវិញពេលនោះយើងក៏ដឹងផងដែរថា Ascalad មិនបានដេកលក់ទេគឺគាត់ដឹងលុះព្រឹកឡើងទើប Thorfinn កាន់ដាវចូលទៅរក Ascalad ដើម្បីឆលែងប្រកួតស្លាប់រស់មួយស្មើដើម្បីសងសឹកឲ្យឪពុកខ្លួនដែលបានស្លាប់ទៅនោះឯងពេលនោះ Ascalad ក៏បានសួរទៅកាន់ Thorfinn ថាយប់មិញឯងមានឱកាសសម្រាប់យើងហើយហេតុអីក៏ឯងមិនធ្វើប៉ុន្តែទោះជាយ៉ាងណា Ascalad ក៏ព្រមទទួលនៅសំណើរបស់ Thorfinn ផងដែរលទ្ធផលដូចដឹងស្រាប់ហើយថាដាវក៏លើកមិនរួចផងចង់ប្រកួតស្លាប់រស់ក៏ស៊ីមួយជើងពីរជើងរបស់ Ascalad លេងទៅពេលដឹងខ្លួនពីសន្លប់ Thorfinn ដោយសារតែមិនមានអាហារមកជាយូរខ្លួនហេវហត់ខ្លាំងប៉ុន្តែក្រុមរបស់ Ascalad ក៏មិនចិត្តល្អប្រមាណដែរបានបោះឆ្អឹងឲ្យ Thorfinn ដូចទៅនឹងសត្វចឹង Thorfinn ខឹងក៏ព្យាយាមរត់ទៅរកអាហារដោយខ្លួនឯងប៉ុន្តែដោយសារតែគ្មានបទពិសោធន៍នៅក្នុងព្រៃរកអ្វីទ្រពគ្រាប់ផ្ទះមិនបានក៏ត្រឡប់ទៅរកឆ្អឹងវិញណាស់ដែរនឹងកាត់មកខាង Leif វិញ Leif បានយកសម្ភារៈរបស់ Thor មកប្រគល់ឲ្យ Helga និង Yiva វិញនិងបានប្រាប់ថា Thor គឺបានលះបង់ជីវិតជួយពួកគេហើយThorfinn Leif ជាយាមរកយ៉ាងណាក៏រកមិនឃើញដែរប៉ុន្តែគាត់នឹងសន្យាថានឹងព្យាយាមរក Thorfinn មកឲ្យ Helga ជាមួយនឹង Yiva វិញឲ្យទាល់តែបានមិនថាប្រើរយៈពេលប្រមាណឬជួបរឿងអ្វីក៏ដោយពេលនោះ Yiva ក៏បាននិយាយថាឪពុកខ្លួនគឺស្លាប់បាត់ទៅហើយយំក៏គ្មានបានអីមកវិញដែរ Yiva ក៏បានត្រឡប់ទៅធ្វើការនិងការងាររបស់ Yiva គឺទ្វេដងដោយសារតែបាត់បង់សមាជិកគ្រួសាររហូតដល់ទៅ2នាក់នោះឯងរែកទឹកធ្វើម្ហូបដាក់ស្មៅជាមកាយទឹកកកនេសាទទៀតយប់ឡើងត្បាញក្រណាត់សម្រាប់យកទៅជួញដូរទៀតពេលនោះគ្រាន់តែ Helga បានបញ្ឈប់ Yiva ភ្លាមទឹកភ្នែកក៏ចាប់ផ្ដើមហូរដោយមិនដឹងខ្លួនក៏ព្រោះតែនាងព្យាយាមធ្វើឲ្យនាងរវល់ដើម្បីបំភ្លេចទុកនោះឯងកាត់មក Thorfinn វិញ Thorfinn គឺកំពុងតែវឹកហាត់ដាវរបស់គាត់បន្តទៀតកំឡុងពេលអង្គាមឆ្អឹងសល់ពីគេនោះក៏មានចចកមួយក្បាលមិនដឹងថាមកពីណាទេនឹងបានវាយប្រហារ Thorfinn ពេលហក់ចូលមក Thorfinn ក៏បានយកដាវមករងនឹងបានសម្លាប់ចចកនោះបានជាលើកដំបូង Thorfinn នៅតែបន្តវឹកហាត់ជានិច្ចពេលមួយ Thorfinn ក៏ចោលកូនកំបិតរបស់គាត់នឹងទៅជាប់នឹងដើមឈើមួយដោយអចេតនានិងព្យាយាមសាកល្បងវាម្ដងហើយម្ដងទៀតរហូតចេះប្រមាញ់អាហារបានដោយខ្លួនឯងទៀតផង
សូរ៉ូហ្វីនបានទៅរកអាស្កាឡាតម្ដងទៀតនិងសុំអាស្កាឡាតឆ្លងប្រកួតស្លាប់រស់សាជាថ្មីអាស្កាឡាតនៅតែព្រមទទួលសូរ៉ូហ្វីនដដែលនិងមុនប្រកួតអាស្កាឡាតនិយាយអំពីឪពុករបស់សូរ៉ូហ្វីនមួយម៉ាត់ពីរម៉ាត់ដែរដែលធ្វើឲ្យសូរ៉ូហ្វីនគឺចាប់ផ្ដើមខឹងខ្លាំងមែនទែននិងចូលទៅវាយប្រហារអាស្កាឡាតប្រកាសណាស់ដោយលើកមុនអញ្ចឹងស៊ី2 3ជើងលើកនេះ4 5ជើងលេងប៉ុន្តែពេលដែលអាស្កាឡាតឡាយតែនិយាយជាមួយនឹង B John ភ្លេចខ្លួនសូរ៉ូហ្វីនក៏បានប្រើ skill ថ្មីរបស់គាត់គប់កូនកំបិតនោះទៅអាស្កាឡាតប៉ុន្តែក៏ត្រូវអាស្កាឡាតទះចេញវិញឃើញនៅនេះអាស្កាឡាតមិនបានសម្រាប់សូរ៉ូហ្វីននោះទេថែមទាំងបានផ្ដល់ឲ្យសូរ៉ូហ្វីននៅសំណើមួយទៀតផងដែរគឺថាតើសូរ៉ូហ្វីននឹងចង់ចូលជាទ័ព Viking ដែរឬទេហើយប្រសិនបើសូរ៉ូហ្វីនផ្ដល់ប្រយោជន៍ឲ្យគាត់នៅថ្ងៃមុខបានអាស្កាឡាតនឹងទទួលយកការប្រកួតរបស់សូរ៉ូហ្វីនម្ដងហើយម្ដងទៀតរហូតសូរ៉ូហ្វីនអាចមានសមត្ថភាពសម្រាប់គាត់សូរ៉ូហ្វីនក៏បានចាប់ផ្ដើមសម្រេចចិត្តថាគាត់នឹងចូលរួមជាមួយនឹងក្រុម Viking ចាប់ពីថ្ងៃនេះតទៅអាស្កាឡានិងគ្នាបានធ្វើដំណើរទៅដល់តំបន់ខាងជើងនៃប្រទេសអង់គ្លេសនៅទីនោះគឺពោពេញទៅដោយសាកសពកងទ័ពទាហានរបស់ប្រទេសអង់គ្លេសនិងប្រទេសដាណឺម៉ាកដោយសារតែប្រទេសទាំងពីរគឺកំពុងតែធ្វើសង្គ្រាមជាមួយគ្នាយ៉ាងក្តៅគគុកទៅវិញទៅមកយប់នោះដែរកំពុងតែនិយាយគ្នារវាងអាស្កាឡាជាមួយនឹងកងទ័ពដាណឺម៉ាកក្នុងការរៀបចំយុទ្ធសាស្ត្រវាយប្រហារកងទ័ពរបស់ប្រទេសអង់គ្លេសនោះចរចាមិនទាន់ត្រូវតម្លៃគ្នាផងកងទ័ពអង់គ្លេសក៏បានធ្វើការវាយប្រហារមកកាន់ពួកគេដែលក្នុងស្ថានភាពកំពុងតែវឹកវរនោះសូរ៉ូហ្វីនក៏ត្រូវបានកងទ័ពអង់គ្លេសម្នាក់រងនឹងសម្លាប់ចោលទៅហើយប៉ុន្តែត្រូវបានអាស្កាឡាតមកជួយនិងអាស្កាឡាតបាននិយាយទៅកាន់សូរ៉ូហ្វីនថាអ្នកដែលខ្សោយនៅក្នុងសង្គ្រាមគឺត្រូវតែស្លាប់មុនគេពេលនោះហើយដែលជាលើកដំបូងដែលធ្វើឲ្យសូរ៉ូហ្វីនហ៊ានលើកកូនកំបិតនឹងគឺទៅចាក់សម្លាប់មនុស្សចាក់ហើយចាក់ទៀតគឺសាហាវមែនទែនរឿងនេះគឺខ្មៅងឹតណាទាំងមុខទៀតរឿងនឹងកាន់តែខ្មៅទៅហើយជាងទេវាគ្រាន់តែជារឿងទេកុំចូលតួខ្លាំងពេកលឺឲ្យក្មេងៗមិនទេដោយសារតែចំណារបស់ខ្ញុំគឺមានតែ24ដល់35មើលច្រើនក្រោម18សើមានទេអត់អីទេយ៉ាងត្រឡប់មកវិញបន្ទាប់ពីការធ្វើសង្គ្រាមនិងឆ្លងកាត់ពីមួយកន្លែងទៅមួយកន្លែងទឹកដីរបស់សូរ៉ូហ្វីនក៏កាន់តែខ្លាំងទៅជាមួយនឹងអាវុធប្រចាំតកូលរបស់គាត់គឺកូនកំបិតមួយដែលឪពុករបស់គាត់ឲ្យនោះឯងកំឡុងពេលបំពេញភារកិច្ចនៅក្នុងប្រទេសអង់គ្លេសសូរ៉ូហ្វីនគឺមានរបួសពេញខ្លួនហើយក៏ត្រូវបានជួយសង្គ្រោះដោយជនជាតិអង់គ្លេសស្រី2នាក់ម្ដាយនិងកូនស្ត្រីម្នាក់នោះគឺចង់បានសូរ៉ូហ្វីនជំនួសឲ្យកូនប្រុសរបស់គាត់ដែលកូនប្រុសរបស់គាត់នឹងគឺត្រូវបានស្លាប់ដោយសារតែជំងឺហើយកំពុងតែរកចាយឲ្យសូរ៉ូហ្វីននឹងមានទាហានអង់គ្លេសម្នាក់អន់ជិះសេះមកនិងសួរថាតើមានឃើញក្មេងប្រុសម្នាក់ដែលមានរបួសត្រង់ស្មាខាងស្ដាំដែរទេក្មេងនោះគឺជាគ្នារបស់ចៅសមុទ្រ Viking ប៉ុន្តែស្ត្រីជនជាតិអង់គ្លេសម្នាក់នឹងគឺមិនបានប្រាប់ទៅកាន់ទាហានអង់គ្លេសម្នាក់នឹងទេគឺបែរទៅជាប្រាប់ថាសូរ៉ូហ្វីនគឺជាកូនប្រុសរបស់គាត់ទៅវិញនិងមិនដែលបានឃើញក្មេងអីដូចទៅនឹងទាហានម្នាក់នឹងប្រាប់នោះទេយប់នោះសូរ៉ូហ្វីនក៏បានយកកង្កត់អុសដែលមានភ្លើងមួយនិងបាននិយាយជាភាសាអង់គ្លេសទៅកាន់ម្ដាយកូន2នាក់នោះថាវ៉ាន់គឺរត់ចេញពីភូមិនេះទៅហើយសូរ៉ូហ្វីនក៏បានរត់ចេញទៅបាត់ទៅរត់ចេញនឹងគឺមិនទៅណាឆ្ងាយទេសូរ៉ូហ្វីនបានទៅដុតផ្ទះមួយនៅជិតឆ្នេរសមុទ្រសម្រាប់ផ្ដល់ជាសញ្ញាឲ្យអាស្កាឡាតនិងកងទ័ពនឹងចូលមកវាយប្រហារភូមិមួយនេះពេលនោះស្ត្រីម្នាក់នោះរត់មកចំពេលដែលសូរ៉ូហ្វីនគឺកំពុងតែសម្លាប់ទាហានប្រមាណអ្នកមើលទឹកមុខគឺដូចជាបិសាចមែនទេសូរ៉ូហ្វីនក្រោយពីបានឃើញស្ត្រីម្នាក់នោះសូរ៉ូហ្វីនបានដេញស្ត្រីម្នាក់នោះឲ្យនាំគ្នារត់ទៅទាន់មានពេលប៉ុន្តែគ្រប់យ៉ាងគឺវាយឺតពេកទៅហើយ As far from the sea as you can. If you don't hurry, then they'll... Hey, what is that? ឆ្នាំ1012នៅប្រទេសអង់គ្លេសសង្គ្រាមគឺកាន់តែធំទៅហើយប្រជាជនអង់គ្លេសត្រូវបង្ខំជំនះខ្លួនទៅរកទីទួលមានសុវត្ថិភាពព្រោះតែទ័ពរបស់ប្រទេសដាណឺម៉ាកបានវាយដណ្ដើមទឹកដីរបស់ប្រទេសពួកគេបានច្រើនមែនទែនដោយសារតែការវាយប្រហារមានរយៈពេលច្រើនឆ្នាំទ័ពរបស់ដាណឺម៉ាកគឺមានភាពខ្សោយកម្លាំងដូចនេះរដូវរងាឆ្នាំនេះស្ដេចរបស់ដាណឺម៉ាកស្វេនអនុញ្ញាតឲ្យទាហានសម្រាកប៉ុន្តែនៅរដូវក្តៅបន្ទាប់ពីរដូវរងាក្រុមទាហានទាំងអស់ត្រូវតែប្រមូលផ្ដុំនិងធ្វើសង្គ្រាមបន្តទៀតហើយស្វែងខ្លួនឯងក៏នឹងចេញដឹកនាំកងទ័ពទៅកាន់សមរភូមិផងដែរហើយនេះហើយដែលក្រុមចៅសមុទ្ររបស់អាស្កាឡាតគឺគ្មានការងារធ្វើនោះទេព្រោះតែភូមិនៅជាប់សមុទ្រទាំងឡាយគឺពួកគេបានប្លន់ចង់អស់ទៅហើយដោយនេះគ្មានអីមកទប់ទល់ជាមួយនឹងចំណាយនៅឆ្នាំនេះទេស្របពេលនោះដែរប្រទេសបារាំងក៏កំពុងតែមានសង្គ្រាមផ្ទៃក្នុងដែលបានបែងចែកកងទ័ពនិងវាយគ្នាទៅវិញទៅមកដែលមានទ័ពពណ៌ខៀវនិងទ័ពពណ៌ក្រហមជាជនជាតិបារាំង
ខាងតែមួយទេដោយពួកពណ៌ក្រហមចង់វាយខាងខៀវព្រោះចង់បានទ្រព្យសម្បត្តិដែលនៅក្នុងកំផែងនិងកាន់កាប់តំបន់ទាំងមូលផងដែរប៉ុន្តែទ័ពខាងខៀវគឺមានអាវុធល្អៗជាច្រើនដូចជាស្នាដែលពួកគេហៅឈើឆ្កាងនៅសម័យនោះគឺស្នាគឺខ្លាំងជាងព្រួយអញ្ចឹងទេខាងខៀវគឺមានព្រាតដោយសារតែស្នាមានកម្លាំងបាញ់ខ្លាំងនិងបានឆ្ងាយជាងព្រួយដូចនេះពួកគេវាយមិនបែកនោះទេអាស្កាឡាតក៏មានគំនិតមួយអាស្កាឡាតបានហៅសូរ៉ាហ្វីនដែលនៅពេលនេះសូរ៉ាហ្វីនគឺមានអាយុ16ឆ្នាំហើយដោយអាស្កាឡាតឲ្យសូរ៉ាហ្វីនទៅចរចាជាមួយនឹងកងទ័ពខាងក្រហមថាពួកគេនឹងជួយខាងក្រហមវាយខាងខៀវប៉ុន្តែត្រូវចែកទ្រព្យពាក់កណ្ដាលម្នាក់ហើយបើសិនបើពួកគេយល់ព្រមការវាយប្រហារនឹងចាប់ផ្ដើមនៅព្រឹកស្អែកនេះហើយអាស្កាឡាតក៏បានប្រាប់សូរ៉ាហ្វីនផងដែរថាបើសិនជាសូរ៉ាហ្វីនអាចកាត់ក្បាលមេទ័ពខាងខៀវបានយកមកឲ្យគាត់នោះគាត់នឹងយល់ព្រមឆ្លងប្រកួតស្លាប់រស់មួយស្មើជាមួយនឹងសូរ៉ាហ្វីនម្ដងទៀតលុយយ៉ាងសូរ៉ាហ្វីនមិនចាំយូរទេគឺរត់ចូលទៅតែម្ដងនៅពេលដែលសូរ៉ាហ្វីនបានរៀបរាប់ប្រាប់មេដឹកនាំខាងក្រហមរួចហើយពួកគេក៏យល់ព្រមចែកទ្រព្យគ្នាជាមួយនឹងអាស្កាឡាតហើយសូរ៉ាហ្វីនក៏បានផ្ដល់សញ្ញាឲ្យអាស្កាឡាតដឹងផងដែរព្រឹកឡើងការវាយប្រហារក៏ចាប់ផ្ដើមឡើងប៉ុន្តែអាស្កាឡាតរៀងមកយឺតបន្តិចមេដឹកនាំខាងក្រហមយល់ថាសូរ៉ាហ្វីនគឺកុហកគាត់ទេប៉ុន្តែសូរ៉ាហ្វីនគឺមិនខ្វល់ខ្វាយជាមួយនឹងអបិមាត់ធំនឹងទេសូរ៉ាហ្វីនក្រោយពីបានសួរដឹងថានរណាជាមេដឹកនាំខាងខៀវហើយសូរ៉ាហ្វីនក៏បានរត់ហក់ទៅតោងលើកំផែងឈើនោះតែម្ដងពេលនោះអាស្កាឡាតបានមកដល់ដែរគឺគាត់បានឲ្យគ្នារបស់គាត់នឹងលើកទូកនាវារបស់គាត់នឹងវាយប្រហារពីខាងក្រោយហើយក៏អាចចូលទៅខាងក្នុងបានពិតមែនខាងសូរ៉ាហ្វីនវិញនៅពេលដែលឡើងទៅដល់ខាងលើយើងឃើញថាទឹកដៃរបស់សូរ៉ាហ្វីន10ឆ្នាំកន្លងមកនេះត្រឹមកងទ័ពប្រមាណអ្នកមិនដល់1នាទីផងសូរ៉ាហ្វីនបានចាត់ការយ៉ាងងាយស្រួលតែនៅពេលដែលសូរ៉ាហ្វីនបានកាត់ក្បាលមេទ័ពខាងខៀវនោះសូរ៉ាហ្វីនប្រើកម្លាំងខ្លាំងពេកក៏បានធ្វើឲ្យក្បាលរបស់មេទ័ពនោះធ្លាក់ចូលទៅក្នុងទឹកដោយសារតែសូរ៉ាហ្វីនមកនេះគឺមិនមែនដើម្បីសង្គ្រាមឈ្នះឬចាញ់ទេគឺដើម្បីក្បាលអាប៉ែតនឹងឯងក៏លោតចុះទៅក្នុងទឹកតាមទៅជាមួយផងដែរក្រោយពីការវាយប្រហារបានបញ្ចប់ខាងខៀវពិតជាបានចាញ់ពិតមែនប៉ុន្តែអាស្កាឡាតមិនបានយកពាក់កណ្ដាលដូចសន្យានោះទេគឺបានយកទាំងអស់តែម្ដងមួយអាយដាមមាត់ធំនោះគឺចង់កាំងបេះដូងទៅហើយអាស្កាឡាតនៅតែឆ្លៀតឌឺដង 2-3 ម៉ាត់ទៀតតែពេលនោះសូរ៉ាហ្វីនបានយកក្បាលមេទ័ពនោះបោះឲ្យអាស្កាឡាតនឹងសុំប្រកួតឥឡូវនឹងតែម្ដងអាស្កាឡាតបានទទួលប៉ុន្តែថាចាំពេលក្រោយដោយសារតែពួកគេមិនទាន់ចេញផុតពីប្រទេសបារាំងនៅឡើយទេក្រោយពីទទួលបានមាសប្រាក់ជាច្រើនអាស្កាឡាតនាំគ្នាត្រឡប់ទៅកាន់ភូមិដែលពួកគេរស់នៅវិញនៅឯទ្វីប Jutland ដែលគ្រប់គ្រងដោយពូអាស្កាឡាតម្នាក់ឈ្មោះ Lord Gorm មើលទៅអ្នកភូមិគឺពិតជាស្វាគមន៍គ្នានឹងអាស្កាឡាតខ្លាំងមែនទែនហើយអាស្កាឡាតក៏បានភេអ្នកភូមិទាំងមូលតែម្ដងដើម្បីធ្វើជាពិធីជប់លៀងមួយហើយដោយសារតែមិនចង់ខុសពីអាស្កាឡាតក៏ព្រមប្រកួតជាមួយសូរ៉ាហ្វីនពេលនោះតែម្ដងដែល Gorm ក៏ប្រកាសធ្វើជាសាក្សីនឹងដឹងឮអំពីការប្រកួតស្លាប់រួមមួយនេះផងដែរនិងបើសិនជាភាគីទាំងពីរគ្មានអីជំទាស់ទេការប្រកួតនឹងចាប់ផ្ដើមឡើងពេលនោះសូរ៉ាហ្វីនមិនដូចមុនទេការប្រយុទ្ធរបស់គាត់គឺធ្វើឲ្យអាស្កាឡាតនិងអ្នកមើលភ្ញាក់ផ្អើលខ្លាំងមែនទែនទាំងលើកបឿននិងយុទ្ធសាស្ត្រប្រយុទ្ធ Make some small talk. Won't you? មើលឃើញស្ថានភាពមិនសូវស្រួលអាស្កាឡាតបាននិយាយអំពីឪពុករបស់សូរ៉ាហ្វីនម្ដងទៀតហើយដូចរាល់ដងដែរឲ្យតែពេលដែលអាស្កាឡាតរំលឹកពីឪពុករបស់សូរ៉ាហ្វីនគឺខឹងមិនអាចគ្រប់គ្រងកំហឹងរបស់ខ្លួនឯងបានក៏បានរត់ស្ទុះចូលទៅកាន់អាស្កាឡាតទាំងកំរោលនិងត្រូវបានអាស្កាឡាតវាយដួលតទៅបានប៉ុន្តែអាស្កាឡាតនៅតែមិនដាច់ចិត្តសម្លាប់សូរ៉ាហ្វីនដដែលនិងបានវាយគាត់ឲ្យសន្លប់ប៉ុណ្ណោះពេលកំពុងជប់លៀងបុរសអ្នកភូមិម្នាក់បានសរសើរដល់អាស្កាឡាតចំពោះការប្រយុទ្ធពីថ្ងៃមិញនិងឆ្ងល់ថាហេតុអីបានជាអាស្កាឡាតទុកអ្នកដែលចង់សម្លាប់ខ្លួននឹងនៅក្បែរខ្លួនតែគាត់មិនខ្លាចថាសូរ៉ាហ្វីននឹងសម្លាប់គាត់នៅពេលដែលគាត់ដេកលក់ទេអីអាស្កាឡាតបានអះអាងតែម្ដងថាសូរ៉ាហ្វីនគឺមិនអាចធ្វើអញ្ចឹងបានទេព្រោះសូរ៉ាហ្វីនគឺជាអ្នកចម្បាំងដ៏មានកិត្តិយសម្នាក់ដូចជាឪពុករបស់គាត់អញ្ចឹងហើយសូរ៉ាហ្វីនគឺមិនបានចូលរួមកម្មពិធីនឹងគេទេគឺអង្គុយនៅលើទូករបស់ឪពុករបស់ខ្លួននឹងឯងនិងស្រមៃពីពុកខ្លួនឯងចំពោះការសោកស្ដាយដែលខ្លួនបានបាត់បង់ឱកាសក្នុងការសម្លាប់អាស្កាឡាតជាថ្មីម្ដងទៀតពេលនោះមានទាសករស្រីម្នាក់របស់កមយកអាហារមកឲ្យសូរ៉ាហ្វីននិងសួរសូរ៉ាហ្វីនថាជាទាសករដែរមែនសូរ៉ាហ្វីនក៏បដិសេធថាគាត់មិនមែនជាទាសករទេគាត់គឺជាអ្នកចម្បាំងហើយសូរ៉ាហ្វីនបាននិយាយថាប្រសិនបើសូរ៉ាហ្វីនគឺជានាងគាត់នឹងសម្លាប់កមជាម្ចាស់
ចោលហើយរត់គេចទៅឲ្យឆ្ងាយតែនាងបានសួរ Thorfinn វិញថានៅពេលដែលនាងសម្លាប់កមហើយតើនាងនឹងត្រូវទៅទីណាព្រោះគ្រប់កន្លែងគឺសុទ្ធតែមានសង្គ្រាមនិងទារសករដោយទៅនឹងកន្លែងនេះតែពេលនោះ Thorfinn ក៏ហាក់ដូចជានឹកឃើញពាក្យសម្ដីរបស់ពុកខ្លួនការដែលពុកខ្លួនបានជួយសង្គ្រោះទារសករម្នាក់នៅក្នុងភូមិកាលពីដើមរឿងនោះហើយក៏និយាយពាក្យរបស់ពុកគាត់ថានៅភាគខាងលិចឆ្លងកាត់សមុទ្រមានទឹកដីមួយឈ្មោះថា Vinland ទីនោះក៏ក្តៅដីមានជីវជាតិជាកន្លែងដែលគ្មានការជួញដូរទារសករឬសង្គ្រាមនោះទេនាងអាចទៅទីនោះបាននារីម្នាក់នោះក៏បានសួរថាពិតជាមានកន្លែងបែបនោះមែនដែរទេ Thorfinn ហើយមានសូមបញ្ចប់ត្រឹមនេះសិនវីដេអូក្រោយយើងនឹងបន្តជាមួយគ្នាទៀតថាតើ Thorfinn អាចសម្លាប់ Askeladd បានដែរឬទេនិងបានជួបភ្លើងសង្គ្រាមអីខ្លះហើយក៏សូមទោសផងដែរសម្រាប់ការចេញអេពីសូតយូរហើយខ្លីក៏ដោយសារតែ admin ជួបរវល់នឹងការងារនោះឯងជាងនេះជួបគ្នានៅវីដេអូក្រោយតើយើងបន្តសាច់រឿង Vinland Saga បន្តទៀតកន្លងមួយឆ្នាំនៃអេពីសូតមុនគឺត្រូវនឹងឆ្នាំ1013ស្ដេចនៃប្រទេសដៃណាម៉ាកគឺកំពុងតែចាប់ផ្ដើមសង្គ្រាមបន្តទៀតហើយគឺបានបញ្ជាទ័ពខ្លួនមកវាយនៅក្នុងទីក្រុងមួយរបស់ប្រទេសអង់គ្លេសគឺទីក្រុងឡុងហើយ Askeladd និងគ្នាក៏មានវត្តមាននៅទីនោះផងដែរប៉ុន្តែមិនថាប្រទេសដៃណាម៉ាកព្យាយាមខ្លាំងប៉ុណ្ណាទេក៏នៅតែវាយមិនបែកដដែលក៏ព្រោះតែមានមេទ័ពម្នាក់ដែលធ្លាប់ជាមេទ័ពរបស់ Viking នៃប្រទេសដៃណាម៉ាកមួយរូបបានចុះចូលជាមួយនឹងប្រទេសអង់គ្លេសប្រឆាំងជាមួយនឹងប្រទេសដៃណាម៉ាកវិញដែលម្នាក់នោះគឺ Thorkill ដែលយើងទាំងអស់គ្នាធ្លាប់បានឃើញគាត់មកផ្លេតដែរកាលពីនៅដើមរឿងគឺ Thorkill ប្រយុទ្ធក្នុងសង្គ្រាមជាមួយនឹងឪពុក Thorfinn នោះឯងប៉ុន្តែយើងមិនដឹងទេថាមូលហេតុអីបានជាគាត់សម្រេចចិត្តចូលទៅខាងសត្រូវមកវាយគ្នាឯងពេលនោះពួកជុំ Viking របស់ Floki ក៏បានជិះនាវាចូលទៅរក Thorkill និងនាំសាររបស់ព្រះអង្គម្ចាស់ Sweyn ដែលជាស្ដេចរបស់ប្រទេស Denmark មកប្រាប់ Thorkill ថាពួកគេមិនដឹងទេថាប្រទេសអង់គ្លេសគឺឲ្យ Thorkill ប្រមាណប៉ុន្តែពួកគេនឹងឲ្យ Thorkill ទ្វេដងបើសិនជា Thorkill ព្រមត្រឡប់ចូលមកក្នុងកងទ័ពរបស់ប្រទេស Denmark វិញហើយពេលនោះ Thorkill ក៏បានឲ្យយើងដឹងផងដែរថាស្ដេចនៅប្រទេសអង់គ្លេសគឺបានភៀសខ្លួនទៅកាន់ប្រទេសបារាំងហើយនិងកាលពីឆ្នាំមុន Thorkill បានប្រយុទ្ធជាមួយនឹងប្រទេសអង់គ្លេសនឹងដឹងច្បាស់ថាប្រទេសអង់គ្លេសគឺពិតជាខ្សោយមែនទែនអញ្ចឹងទេគាត់ចង់ចូលរួមជាមួយនឹងប្រទេសអង់គ្លេសវិញដើម្បីបានធ្វើសង្គ្រាមជាមួយនឹងប្រទេសដាណឺម៉ាកក៏ព្រោះតែ Thorkill នឹងគឺចូលចិត្តធ្វើសង្គ្រាមខ្លាំងមែនទែនហើយបើសិនជាគាត់វាជាមួយនឹងមនុស្សខ្សោយគាត់មិនចូលចិត្តអញ្ចឹងទេនិយាយរួមគឺវាអត់សប្បាយតែបើសិនជាគាត់ចូលរួមជាមួយនឹងប្រទេសអង់គ្លេសគាត់នឹងបានប្រយុទ្ធជាមួយនឹងមនុស្សខ្លាំងដូចជាក្រុមរបស់ជុំ Viking ជាដើមមិនតែប៉ុណ្ណោះThorkill បែរជាថាឲ្យស្ដេច Sweyn នៃប្រទេសដាណឺម៉ាកហើយដើម្បីបានជាបញ្ជូនអ្នកខ្សោយឲ្យមកវាយជាមួយគាត់មិនក៏មិនបញ្ជូនទ័ពដែលខ្លាំងមកនឹងនិយាយឆ្លើយមែនទែនដើម្បីឲ្យស្ដេចខឹងស្ដេចនឹងគួរតែបញ្ជូនកងទ័ពមកប្រយុទ្ធជាមួយគាត់នឹងឲ្យកាន់តែច្រើនមកដើម្បីឲ្យគាត់នឹងបានសប្បាយម្ដងបន្ទាប់ពីនិយាយចប់គាត់ក៏បានលើកដុំថ្មមួយប៉ុណ្ណាណីគប់ទៅកាន់ Floki និងស្ទើរតែរត់មិនទាន់ក្រោយពី Floki បានរៀបរាប់ប្រាប់ស្ដេច Sweyn នៃប្រទេសដាណឺម៉ាកហើយវាពិតជាដូចទៅនឹងបំណងរបស់ Thorkill ពិតមែនស្ដេច Sweyn បានបញ្ជាឲ្យកងទ័ពវាយប្រហារទៅកាន់ខាង Thorkill នឹងកាន់តែច្រើនឡើងតែអបិ Thorkill នឹងគឺញញឹមបិទមាត់មិនចិត្តទេទាំងមាឌធំកម្ពស់ខ្ពស់និងកម្លាំងអស្ចារ្យនោះ Thorkill បានធ្វើឲ្យទ័ពរបស់ប្រទេសដាណឺម៉ាកនឹងគឺពិបាកខ្លាំងមែនទែនមិនអាចសុំឲ្យចូលទៅចិត្តក្រោយពីមិនអាចធ្វើឲ្យបាន Askeladd ក៏បានប្រាប់ទៅកាន់ Thorfinn ផងដែរនិងប្រគល់ការងារក្នុងការកាត់ក្បាលរបស់ Thorkill នឹងឲ្យគាត់ដើម្បីជាធ្នូក្នុងការឲ្យឱកាសប្រយុទ្ធមួយស្មើរវាង Askeladd ខ្លួនឯងនឹងជាមួយនឹង Thorfinn ម្ដងទៀតហើយ Thorfinn ក៏ព្រមទទួលដែរពេលនោះទូបរបស់ Askeladd ក៏បានទៅដល់ផងដែរនិង Thorfinn បានហក់ចូលទៅលើស្ពានមួយនោះឃើញចឹង Thorkill ពិតជាសប្បាយចិត្តមែនទែននិងបានហាមទ័ពទាំងអស់របស់គាត់នឹងមិនឲ្យប៉ះ Thorfinn ទេទុកឲ្យគាត់ប្រយុទ្ធមួយស្មើវិញកំឡុងពេលប្រយុទ្ធនោះផងដែរ Thorfinn ក៏បានដឹងច្បាស់ផងដែរថាហ៊ានដែល Thorfinn នឹងត្រូវ Thorkill វាយចំតែមួយដៃក៏គាត់អាចស្លាប់បានដែរជាមួយនឹងភាពរហ័សរហួនរបស់ Thorkill គឺមិនអាចវាយគាត់
ត្រូវនោះទេថែមទាំងត្រូវសូរ៉ូហ្វីននឹងវាចំគាត់នឹងប្រមាណដាវដែរពេលនោះសូរ៉ូហ្វីនពិតជាមានយុទ្ធសាស្ត្រប្រយុទ្ធខ្លាំងមែនទែនថែមទាំងអាចកំណត់ដឹងនៅទីតាំងដែលត្រូវជាចំណុចខ្សោយរបស់សូរ៉ូគីលបានទៀតផងសូរ៉ូហ្វីនក៏បានរត់ចូលទៅវាយសូរ៉ូគីលប៉ុន្តែលើកនេះគាត់អោនឲ្យទៀបដោយសារតែសូរ៉ូគីលគឺគាត់ខ្ពស់ហើយពេលដែលសូរ៉ូគីលលើកជើងទាត់សូរ៉ូហ្វីននោះសូរ៉ូហ្វីនបានគេចផុតនិងធាក់ជើងរបស់សូរ៉ូគីលមកខាងទៀតឲ្យដួលនិងក្រវាសដើរទៅរកបំពង់ករបស់សូរ៉ូគីលប៉ុន្តែពេលនោះសូរ៉ូគីលក៏បានយកបាតដៃរបស់គាត់នឹងរងជាមួយនឹងកាំបិតរបស់សូរ៉ូហ្វីនហើយថែមទាំងចាប់ដៃរបស់សូរ៉ូហ្វីនបានជាប់ទៀតផងក្រោយពីចាប់សូរ៉ូហ្វីនបានហើយសូរ៉ូគីលក៏ចាប់បោកសូរ៉ូហ្វីននឹងដោយកាចាញ់ជេរចឹងបោកចុះបោកឡើងអាស្កាឡាត់ក៏មិនមានសង្ឃឹមថាសូរ៉ូហ្វីននៅរស់ដែរក៏ធ្វើការដកថយចោលសូរ៉ូហ្វីនបាត់ទៅពេលដែលសូរ៉ូគីលគិតថាសូរ៉ូហ្វីនមិនអាចតស៊ូជាមួយគាត់ទៀតនោះទេភ្លេចខ្លួនតាមមួយផ្លេតសូរ៉ូហ្វីនក៏បានកាត់ម្រាមដៃរបស់សូរ៉ូគីលដាច់អស់ពីរទៅនឹងបានធ្វើឲ្យសូរ៉ូគីលភ្ញាក់ផ្អើលមែនទែនចំពោះឆន្ទៈប្រយុទ្ធរបស់សូរ៉ូហ្វីននិងសូរ៉ូគីលបានហៅសូរ៉ូហ្វីនថាជាអ្នកចម្បាំងទៀតផងក៏ដូចជាសុំស្គាល់ឈ្មោះ idol របស់គាត់ដែរសូរ៉ូហ្វីនក៏បានប្រាប់ឈ្មោះគាត់ផងដែរថាខ្លួនឈ្មោះសូរ៉ូហ្វីនជាកូនរបស់ Thor ឬឈ្មោះ Thor អញ្ចឹងសូរ៉ូគីលក៏ភ្ញាក់បន្តិចដែរបន្ទាប់មកនិយាយផងសូរ៉ូហ្វីនក៏បានគេចខ្លួនទៅតាមទឹកទន្លេបាត់ទៅនិងសូរ៉ូគីលគឺស្ដាយមែនទែននិងស្រែកសុំសូរ៉ូហ្វីននឹងប្រយុទ្ធមួយស្មើជាមួយគាត់នៅពេលក្រោយម្ដងទៀតក៏ព្រោះតែថ្ងៃនេះសូរ៉ូហ្វីនបានធ្វើឲ្យគាត់នឹងសប្បាយខ្លាំងមែនទែនកាត់មកជំរុំរបស់ប្រទេសដាណឺម៉ាកវិញស្ដេច Sven បានសួរទៅកាន់ Floki ថាកន្លះឆ្នាំមកហើយដែលពួកគេបានចំណាយពេលនឹងកងទ័ពជាច្រើនវាយតំបន់ដែលសូរ៉ូគីលនឹងកំពុងតែកាន់កាប់តែនៅតែវាយមិនបែកហើយគាត់មិនអាចខ្ជះខ្ជាយពេលវេលារបស់គាត់នឹងបន្តទៀតទេគាត់នឹងដឹកនាំទ័ពទៅកាន់ភូមិខាងលិចហើយទប់ទ័ព 4000 នាក់ឲ្យនឹងបន្តវាយប្រហារតំបន់មួយនេះហើយទ័ពទាំងនោះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់បុត្រារបស់គាត់ម្នាក់ដែលមានឈ្មោះថា Kenneth ដើម្បីឲ្យបុត្រា Kenneth របស់គាត់នឹងមានភាពរឹងមាំនិងមានម្ចាស់ការលើខ្លួនឯងពេលនោះក៏មានអ្នកបម្រើចំណិតរបស់ព្រះអង្គម្ចាស់Kenneth បានលើកឡើងបដិសេធថាមិននឹងអាចធ្វើអញ្ចឹងទៅរួចទៅក៏ព្រោះតែព្រះអង្គម្ចាស់ Kenneth គ្មានបទពិសោធន៍ក្នុងការធ្វើសង្គ្រាមពីមុនមកទេហើយណាមួយចំពោះការប្រយុទ្ធជាមួយនឹងសូរ៉ូគីលគុំថាឡើយកងទ័ព 4000 នាក់កងទ័ពទាំងអស់ក៏មិននឹងអាចយូរឈ្នះគាត់បានឬក៏អត់ទេប៉ុន្តែស្ដេច Sven គឺមិនបានផ្លាស់ប្ដូរចិត្តរបស់គាត់នោះទេថែមទាំងបានស្ដីបន្ទោសទៅកាន់ម្នាក់នឹងថាអានមិនភ្លេចប្រាប់ឈ្មោះម្នាក់នឹងគឺឈ្មោះ Ragna ដែលតែងតែមើលថែព្រះអង្គម្ចាស់ Kenneth នឹងយ៉ាងយកចិត្តទុកដាក់ហើយគាត់ក៏បានបន្តទៀតដែរថាដោយសារតែ Ragna នឹងបង្រៀនពាក្យព្រានបដៅរបស់គ្រឹះសាសនាដែលជាហេតុនាំឲ្យ Kenneth មិនចូលចិត្តសង្គ្រាមថែមទាំងខ្លាចទៅជាមនុស្សប្រុសម្នាក់ដែលទុនខ្សោយនោះឯងហើយបើបែបសូរ៉ូគីលវិញក្រោយពីឃើញកងទ័ពរបស់ប្រទេសដាណឺម៉ាកនឹងដកថយគាត់គឺខឹងខ្លាំងមែនទែននៅបានស្រែកជេរទៅដល់ប្រទេសដាណឺម៉ាកនឹងខ្លាំងយ៉ាប់មកអាប៉ែហ្នឹងសូរ៉ូហ្វីនក៏បានហៅមកដល់លើគោកដែរប៉ុន្តែក៏ត្រូវរបួសនឹងពេញខ្លួនដែរហើយក៏បានដើរទៅរកឃើញក្រុមរបស់ Scarlet នឹងនៅតែបន្តធ្វើដំណើរជាមួយពួកគេនឹងទាំងរបួសពេញខ្លួននោះឯងចាំបាត់មិនឃើញកងទ័ពដាណឺម៉ាកវាយប្រហារសូរ៉ូគីលក៏អបសុកក្នុងហឫទ័យនឹងយកដុំថ្មប្រមាណដុំគប់ឆ្លងទន្លេទៅឲ្យស្ដេចនៅប្រទេសដាណឺម៉ាកនិងកងទ័ពនឹងភ្លក់លែងហើយថែមទាំងបានស្រែកជេរថាទ័ពលប៉លយកឲ្យកំសាកម៉េះពួកឯងមិនចង់ស្លាប់នៅក្នុងសង្គ្រាមដើម្បីទៅកាន់វ៉ាហាឡាទេអីឬអញ្ចឹងកងទ័ពរបស់ប្រទេសដាណឺម៉ាកមិនអាចទ្រាំជាមួយនឹងពាក្យជេរប្រមាថរបស់សូរ៉ូគីលបានទេក៏បាននាំគ្នាទៅរករកណាដើម្បីស្នើសុំទៅកាន់ព្រះអង្គម្ចាស់ Kenneth នឹងឲ្យចេញបញ្ជាដើម្បីឲ្យពួកគេនឹងទៅចេញច្បាំងឥឡូវហ្នឹងទៅក៏ព្រោះតែមួយមាធំហ្នឹងគឺសំដីធ្លោះមែនទេតែព្រះអង្គម្ចាស់ Kenneth មិនបានចេញបញ្ជាទេបែរជាទៅថ្វាយបង្គំព្រះជាមួយនឹងលោកអាចារ្យម្នាក់ធ្វើបង្ងើយទៅវិញសូរ៉ូគីលចេះតែឆ្ងល់ថាហេតុអីបានជាពួកគេនឹងមិនធ្វើការវាយប្រហារពេលនោះគ្នារបស់សូរ៉ូគីលម្នាក់ក៏បានមកនិយាយថាអូគាត់ភ្លេចប្រាប់សូរ៉ូគីលពេលនេះស្ដេចរបស់ប្រទេសដាណឺម៉ាកគឺមិនបាននៅទីនេះទេអ្នកដែលនៅគឺ Kenneth បុត្រាទី2របស់គាត់ It's the second born Prince Canute. មិនដឹងទេថាសូរ៉ូគីលកំពុងតែគិតអីដឹងតែគំនិតអាក្រក់ទៅបានហើយតែតាមទឹកមុខនេះមិនមែនរឿងល្អទេយើងកាត់មកកាន់សូរ៉ូហ្វីនវិញសូរ៉ូហ្វីនគឺកំពុងតែសម័យនឹងថាខ្លួនឯងកំពុងតែនៅជាមួយនឹងឪពុកម្ដាយនិងបងស្រីរបស់ខ្លួនគឺជារូបភាពការដែលគាត់នៅក្មេងនឹងឯងនិងពួកគេពិតជាមានសុភមង្គលខ្លាំងមែនទែនប៉ុន្តែមិនបានប្រមាណផងសុបិនល្អប្រែក្លាយទៅជាសុបិនអាក្រក់វិញដែលវាផ្លាស់ប្ដូរទៅតាមព្រឹត្តិការណ៍ដែលសូរ៉ូហ្វីនបានឆ្លងកាត់មកប្រមាណឆ្នាំនោះឯងសូរ៉ូហ្វីនក៏បានព្យាយាមមកជាមួយនឹងសម្រែកផងដែរនិងក៏ព្យាយាមដេកវិញមិនដែលដេកមិនលក់ក៏ដើរលេងបន្តិចទៅ
នៅខាងក្រៅនោះសូរ៉ាហ្វីនក៏បានជួបអាស្កាឡាតនៅទីនោះផងដែរនិងអាស្កាឡាតបានឲ្យសូរ៉ាហ្វីននឹងទៅដេកវិញទៅយកកម្លាំងតែសារតែមេឃមិនទាន់ភ្លឺទេតែសូរ៉ាហ្វីនវិញបាននិយាយដាស់តឿនអាស្កាឡាតថាពួកគេទាំងពីរនឹងមិនមែនជាមិត្តភក្តិទេកុំព្យាយាមស្និទ្ធស្នាលពេកក៏ព្រោះតែសូរ៉ាហ្វីននៅទីនេះដើម្បីសម្លាប់អាស្កាឡាតនោះឯងពេលនោះអាស្កាឡាតក៏បានប្រាប់សូរ៉ាហ្វីនផងដែរថាសូរ៉ាហ្វីនតើឯងឃើញគំនរថ្មទាំងនេះទេនៅទីនេះគឺជាទឹកដីដែលមានប្រជាជនមួយដ៏ខ្លាំងកាលពីអតីតកាលដែលទឹកដីមួយនេះគឺជាប្រទេសរ៉ូមនោះឯងប៉ុន្តែសប្តាហ៍ថ្ងៃនេះប្រជាជនមួយនេះត្រូវបានក្លាយទៅជាជនជាតិឥតប្រទេសនិងដើរជ្រកកោននៅក្នុងប្រទេសអង់គ្លេសដោយសារតែត្រូវបានគេបំផ្លាញកាលពី500ឆ្នាំមុនហើយអាស្កាឡាតក៏បានប្រាប់ផងដែរថាវាគឺជាច្បាប់ធម្មជាតិចំពោះសូរ៉ាហ្វីនគឺកាន់តែខ្លាំងទៅរីឯអាស្កាឡាតខ្លួនឯងនឹងគឺកាន់តែចាស់ទៅនោះឯងដូច្នេះថ្ងៃណាមួយសូរ៉ាហ្វីននឹងអាចសម្លាប់គាត់បានជាមិនខាន That's Ragnarok. Isn't it all just comical? Dawn breaks upon the twilight. ថ្ងៃរ៉ាបន្តិចនោះពេលនោះក៏មានកងទ័ពម្នាក់របស់រ៉ុកណាដែលត្រូវបញ្ជូនទៅសុំជំនួយពីកងទ័ពនៅឯជំរំធំប៉ុន្តែបានមកជួបអាស្កាឡាតមុននិងបានប្រាប់អាស្កាឡាតថាសូរ៉ាគីលគឺបានវាយប្រហារបន្ទាយរបស់ព្រះអង្គម្ចាស់ខេនុតហើយនិងបានចាប់ព្រះអង្គម្ចាស់ខេនុតនឹងទៅជាមួយគាត់បាត់ហើយដោយសូរ៉ាគីលនឹងគឺយកទ័ពរបស់គាត់នឹងទៅ500នាក់ប៉ុណ្ណោះមកវាយបន្ទាយដែលមានកងទ័ពរហូតដល់ទៅ4000នាក់ហើយទាហានម្នាក់នឹងក៏បានប្រាប់ថាគាត់គឺជាមនុស្សម្នាក់ដែលនៅរស់ក្នុងចំណោម400អ្នកទៀតកំពុងតែប្រមូលផ្ដុំនឹងដើម្បីវាយដណ្ដើមព្រះម្ចាស់ខេនុតមកវិញគិតមួយសន្ទុះអាស្កាឡាតក៏បានក្រវាសដាវរបស់គាត់នឹងកាត់ក្បាលកងទ័ពម្នាក់នោះហើយបានស្រែកលើកទឹកចិត្តដល់កងទ័ពរបស់គាត់ថាប្រាក់រង្វាន់ទាំងអស់គឺជារបស់ពួកគេសម្រាប់កងទ័ពម្នាក់នឹងពលគឺអាស្កាឡាតមិនចង់ឲ្យមានទ័ពជំនួយមកជួយព្រះម្ចាស់ខេនុតទេគឺគាត់ខ្លាចរង្វាន់ត្រូវបែងចែកជាពីរនោះឯងដោយយើងដឹងស្រាប់ហើយនៅក្នុងអេពីសូតមុនអាស្កាឡាតគឺមិនចូលចាស់ចែកពាក់កណ្ដាលម្នាក់នោះទេគាត់ចង់បានទាំងអស់នោះឯងអញ្ចឹងពួកគេគឺមានបេសកកម្មជុំគ្នាម្ដងទៀតនៅក្នុងការជួយសង្គ្រោះព្រះអង្គម្ចាស់ខេនុតពីសូរ៉ាគីលហើយទទួលបានរង្វាន់ពីស្ដេចរួមគ្នាកាត់មកខាងសូរ៉ាគីលវិញគាត់បានចាប់ជំរិតព្រះអង្គម្ចាស់ខេនុតរកណានិងទុកលោកអាចារ្យគ្រីស្ទៀនម្នាក់នឹងដែរហើយធ្វើដំណើរទៅរកស្ដេចស្វែងដើម្បីឲ្យប្រទេសដាណឺម៉ាកនឹងធ្វើសង្គ្រាមជាមួយគាត់ហើយមានថាមែនគំនិតអាក្រក់ហ្មងបែបហ្នឹងកំពុងតែធ្វើដំណើរសឹកសោកទ័ពរបស់ព្រះអង្គម្ចាស់ខេនុតក៏បានធ្វើដំណើរមកដល់នឹងស្រែកឲ្យសូរ៉ាគីលនឹងចុះចាញ់ទៅគឺគ្នារបស់គាត់នឹងមាន2000នាក់ឡងពាត់ជាដែរហើយសូរ៉ាហ្វីនក៏បានដោះលែងចំណាប់ខ្មាំងដែរប៉ុន្តែមិនមែនដោយសារតែខ្លាចកងទ័ព2000នាក់នឹងទេគឺសូរ៉ាគីលបានបញ្ជាឲ្យពួកគេនឹងចូលមកវាយប្រហារគាត់មកព្រោះសូរ៉ាគីលនឹងគឺជូរមាត់ចង់ប្រយុទ្ធខ្លាំងមែនទែនពេលនោះរ៉ុកណាក៏បានព្យាយាមហាមកងទ័ពទាំងអស់នោះដែរប៉ុន្តែពួកគេមិនស្ដាប់នោះទេដោយសារតែសូរ៉ាគីលបានជេរប្រមាថពួកគេកងទ័ពទាំងនោះក៏បានចូលទៅវាយប្រហារនិងត្រូវសូរ៉ាគីលនឹងគ្នាសម្លាប់ចោលអស់មិនដល់ប្រមាណនាទីផងភ្លាមនោះសូរ៉ាគីលក៏សម្គាល់ផងដែរថាគ្នារបស់ពួកគេគឺមិនមែន2000នាក់ទេតែពិតមានត្រឹមតែ400នាក់ប៉ុណ្ណោះហើយសូរ៉ាគីលក៏ធំក្លិនឈាមផ្សេងដែលប្រកាសណាស់គឺមានភ្លើងកំពុងតែឆេះនោះឯងហើយភ្លើងនេះក៏ប្រកាសណាស់ដែរថាជាស្នាដៃរបស់អាស្កាឡាតបានហៅសូរ៉ាហ្វីនឲ្យចូលទៅក្នុងដើម្បីជួយសង្គ្រោះគ្នារបស់ព្រះអង្គម្ចាស់ខេនុតហើយក្រោយពីបានប្រាប់ភិនភាគរបស់ព្រះអង្គម្ចាស់ខេនុតហើយសូរ៉ាហ្វីនក៏បានបោលសេះជិះចូលទៅក្នុងព្រៃដែលកំពុងតែមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅនោះទៅពេលជិះទៅដល់ក៏ប្រទះជាមួយនឹងកងទ័ពរបស់សូរ៉ាគីលប្រមាណអ្នកដែរកំពុងតែចង់ចាប់ព្រះអង្គម្ចាស់ខេនុតទៅឲ្យសូរ៉ាគីលវិញ Who the hell is this brunt? Why are you looking at me like that, kid? Don't look all that important. All right. Oh no. Where did he go? ហើយនៅទីនោះសូរ៉ាគីលក៏បានមកស្វាគមន៍សូរ៉ាហ្វីនដែរនិងសូរ៉ាគីលបានសុំសួរសំណួរសូរ៉ាហ្វីន2សំណួរថាសូរ៉ាហ្វីនគឺជាអ្នកដុតភ្លើងនេះមែនដែរឬទេហើយតើសូរ៉ាហ្វីនគឺពិតជាកូនប្រុសរបស់សូរមែនដែរឬទេប៉ុន្តែសូរ៉ាហ្វីនបានឆ្លើយជាមួយនឹងសំណួរសម័យប្រមាណសូរ៉ាគីលក៏បានបន្តថាអញ្ចឹងម្ដាយរបស់ឯងគឺជា Helga មែនលុះឈ្មោះម្ដាយខ្លួនអញ្ចឹងសូរ៉ាហ្វីនក៏ភ្ញាក់បន្តិចដែរនិងបានសួរត្រឡប់ទៅវិញថាម៉េចក៏សូរ៉ាគីលស្គាល់ឪពុកម្ដាយខ្លួនច្បាស់ម្ល៉េះសូរ៉ាគីលក៏សើចនិងនិយាយថាក៏ព្រោះតែសូនឹងគឺជាមនុស្សតែម្នាក់នៅលើโลกនេះដែលខ្លាំងជាងគាត់ប៉ុន្តែមិនទាន់បានប្រយុទ្ធផងដោយសារតែភ្លើងឆេះខ្លាំងពេកសូរ៉ាគីលក៏បានដោះលែងសូរ៉ាហ្វីននិងព្រះអង្គម្ចាស់ខេនុតហើយបានស្រែកប្រាប់ថាគាត់នឹងតាមប្រមាញ់ពួកគេបើសិនជាពួកគេរត់រួច
នោះសូរ៉ាហ្វីនគឺជាអ្នកឈ្នះកាំងអាស្កាឡាតវិញគឺពិតជានាំគ្នាភ្ញាក់ផ្អើលមែនទែនក្រោយពីបានឃើញសូរ៉ាហ្វីននាំព្រះអង្គម្ចាស់ខេនុតមកបានយ៉ាងសុវត្ថិភាពពិតមែនអាស្កាឡាតក៏បានសុំទោសចំពោះព្រះអង្គម្ចាស់ខេនុតនិងរ៉ុកណាចំពោះផែនការរបស់គាត់ក្នុងការដុតភ្លើងនិងនាំឲ្យកងទ័ពរបស់រ៉ុកណានឹងស្លាប់ជាច្រើនតែដោយសារតែអាស្កាឡាតបានសាងគុណសម្បត្តិរ៉ុកណាគឺមិនបានយកទោសបីអីទេពេលនោះអាស្កាឡាតក៏បានសុំឲ្យព្រះអង្គម្ចាស់ខេនុតដោះមួកចេញដែរដើម្បីឲ្យគាត់នឹងបានស្គាល់មុខព្រះអង្គផងព្រោះនៅដំណើរវែងឆ្ងាយទៀតវានឹងពិបាកបើសិនជាគាត់នឹងមិនស្គាល់មុខរបស់ព្រះអង្គម្ចាស់ទេគ្រប់គ្នាភ្ញាក់បន្តិចដែរដោយសារតែមុខព្រះអង្គម្ចាស់ខេនុតគឺដូចស្រីហ្នឹង That's the prince? ពេលធ្វើដំណើរទៅកាន់ជំរំធំរបស់ស្ដេចនោះអាស្កាឡានមានទ័ពដែលមានតិចបកាយមួយដែលគាត់អាចស្ដាប់ដឹងពីជំហានរបស់កងទ័ពរបស់សូរ៉ាគីលក្នុងរយៈចម្ងាយឆ្ងាយបានហើយក៏ដឹងផងដែរថាវត្តមានរបស់សូរ៉ាគីលគឺមានចម្ងាយមិនឆ្ងាយប្រមាណទេពីពួកគេហើយសូរ៉ាគីលនឹងគ្នាបានធ្វើដំណើរលឿនណាស់មិនយូរទេពួកគេនឹងតាមទាន់គ្នារបស់អាស្កាឡានមិនខានដូចនេះអាស្កាឡានបានជួលតាចាស់ម្នាក់ឲ្យយកសម្បត្តិនិងបានប្រាប់ថាផ្ញើពីអាស្កាឡានដែលអាស្កាឡានបានផ្ញើសម្បត្តិមួយទៅកាន់ប្រទេសក្បែរនេះដែលត្រូវជាប្រទេស Wales យូនូប៊ីយ៉នក៏បានចូលទៅរកអាស្កាឡាតនិងសួរអាស្កាឡាតពី3សំណួរដែរថាតើអាស្កាឡាតនឹងកើតអីប៊ីយ៉នសម្គាល់ឃើញថាអាស្កាឡាតហាក់ដូចជាប្លែកចាប់តាំងពីអាស្កាឡាតបានឃើញមុខរបស់ព្រះអង្គម្ចាស់ខេនុតមកម្ល៉េះអាស្កាឡាតក៏បានឆ្លើយនឹងប៊ីយ៉នដែរថាគាត់បានរស់នៅក្នុងចំណោមមនុស្សអាក្រក់រយៈពេល30ឆ្នាំមកហើយនិងគាត់អាចមានសមត្ថភាពមួយគឺដឹងថាមនុស្សម្នាក់ល្អអាក្រក់ឆ្លាតល្ងងដោយគ្រាន់តែមើលមុខមនុស្សម្នាក់នោះតែប៉ុណ្ណោះមិនបានបកស្រាយថាម៉េចនោះទេអាស្កាឡាតក៏បានដាស់គ្នាឲ្យក្រោកឡើងនិងបន្តទៅមុខទៀតបើមិនចង់ឲ្យសូរ៉ាគីលមកទាន់ក្រោយពីធ្វើដំណើរអស់ប្រហែលថ្ងៃអាស្កាឡាតនិងគ្នាក៏បានទៅដល់កន្លែងណាត់ជួបហើយអាស្កាឡាតក៏បានចូលទៅរកបរិសុទ្ធ2នាក់ដែលត្រូវជាមេទ័ពរបស់ប្រទេសវ៉ែលនោះឯងនិងមើលទៅអាស្កាឡាតគឺពិតជាស្និទ្ធស្នាលជាមួយនឹងមេទ័ពរបស់ប្រទេសនេះមែនទែនហើយប្រទេសនេះក៏បានយកនាវា2គ្រឿងមកដែរដើម្បីចម្លងពួកគេទៅកាន់ត្រើយម្ខាងកាត់មកសូរ៉ាគីលវិញគឺតាមពីក្រោយអាស្កាឡាតសុកស្រាប់តែបាត់ពួកគេអស់លីងនិងបានដឹងពីអ្នកខ្លំមើលរបស់គាត់ថាមាននាវា2គ្រឿងបានចម្លងពួកគេទៅត្រើយម្ខាងបាត់ហើយនិងនាវាទាំងនោះគឺមិនមែនជានាវារបស់ប្រទេសដាណឺម៉ាកទេសូរ៉ាហ្វីលក៏ភ្ញាក់ខ្លួនថាគាត់បានមើលងាយអាស្កាឡាតហើយប្រទេសវ៉ែលគឺជាប្រទេសដ៏តូចមួយនៅភាគខាងលិចនៃប្រទេសអង់គ្លេសហើយប្រទេសនេះមានភ្នំចោតនិងមិនសូវមានធនធានធម្មជាតិនោះទេប្រជាជនប្រកបរបរកសិកម្មនិងពួកគេក្រីក្រមែនទែនបើធៀបទៅនឹងប្រទេសអង់គ្លេសហើយសូរ៉ាគីលក៏ឆ្ងល់ដែរថាប្រទេសវ៉ែលស្ថិតនៅក្នុងប្រទេសអង់គ្លេសដែលកំពុងតែធ្វើសង្គ្រាមជាមួយនឹងប្រទេសដាណឺម៉ាកប៉ុន្តែបែរជាមកជួយបុត្រារបស់ប្រទេសដាណឺម៉ាកទៅវិញមានសូមឆ្លើយតែត្រឹមណាសិននឹងចាំជួបគ្នានៅអេពីសូតក្រោយថាតើសូរ៉ាហ្វីនអាស្កាឡាតនឹងគ្នាអាចគេចផុតពីកណ្ដាប់ដៃរបស់សូរ៉ាគីលបានដែរឬទេជាងទេចាំជួបគ្នានៅវីដេអូក្រោយបាយសួស្តីបងប្អូនតោះយើងមកបន្តសាច់រឿង Vinland Saga បន្តទៀតនៅក្នុងអេពីសូតនេះរឿងបានចាប់ផ្ដើមឡើងដោយបង្ហាញអំពីអតីតកាលរបស់ Askeladd ដែល Askeladd បានអៀវម្ដាយខ្លួនដែលកំពុងឈឺនឹងមកកាន់ប្រទេស Wales ហើយពេលនោះយើងក៏បានដឹងដែរថាម្ដាយរបស់ Askeladd គឺជាជនជាតិ Wales នោះឯងដូច្នេះវាមានន័យថា Askeladd គឺមានឈាមជ័រជាជនជាតិ Wales ពាក់កណ្ដាលនិងជនជាតិ Dan ពាក់កណ្ដាលកាត់មកកាន់ពេលបច្ចុប្បន្នវិញក្រោយពីទទួលបានការជួយសង្គ្រោះពីសំណាក់មេទ័ពប្រទេស Wales ម្នាក់ដែលត្រូវជាសម្ព័ន្ធមិត្តរបស់ Askeladd ហ្នឹងយកនាវាមកជួយពួកគេកុំឲ្យ Askeladd នឹងគ្នាគឺចាប់នៅក្នុងដៃរបស់ Sorokil បាត់ទៅហើយនៅក្នុងកំឡុងពេលធ្វើដំណើរមានទាហាននៃប្រទេស Wales ដែលដឹកនាំដោយមេទ័ពនៃទីក្រុងប្រទេស Wales បានមកធ្វើការវាយប្រហារពួកគេដោយពួកគេនឹងបានបាញ់សម្លាប់សេះរបស់ Askeladd មួយក្បាលនិងសាយគំរាមទៅកាន់ Askeladd ថាពួកជនជាតិដែរឬក៏ជនជាតិដែរណាមកនឹងគឺសុទ្ធតែគ្មានសិលធម៌នោះទេ
ពួកគេកាប់សម្លាប់ទន្ទ្រានទៅកាន់ប្រជាជន Slow Strong នៅក្នុងប្រទេសដែលពួកគេឈ្លានពានអញ្ចឹងទេពួកគេគឺនឹងមិនអនុញ្ញាតឲ្យ Askeladd នាំព្រះអង្គម្ចាស់ Canute នឹងឆ្លងកាត់ប្រទេសរបស់ពួកគេឡើយឃើញដូច្នេះ Askeladd ក៏សម្គាល់ដឹងភ្លាមថាការវាយប្រហារមួយនេះគ្រាន់តែជាការគំរាមនោះទេដោយសារតែពួកគេគឺបានបាញ់ត្រឹមតែសេះមួយក្បាលប៉ុណ្ណោះពេលនោះ Askeladd ក៏បានប្រកាសនិយាយជាភាសាវ៉ាល់ទៅកាន់កងទ័ពនៃប្រទេសវ៉ាល់តែម្ដងថានៅក្នុងចំណោមពួកគេគឺមានព្រះអង្គម្ចាស់ Canute ដែលត្រូវឡើងគ្រងរាជ្យនៅពេលអនាគតជាងទេក្នុងនាមជាស្ដេចព្រះអង្គម្ចាស់ Canute នឹងធ្វើកិច្ចព្រមព្រៀងមិនឈ្លានពានមកកាន់ប្រទេសពួកគេប្រសិនបើពួកគេជួយដោយឲ្យពួកគេឆ្លងកាត់ប្រទេសមួយនេះដោយសន្តិភាពហើយ Askeladd ក៏ឲ្យព្រះអង្គម្ចាស់ Canute និយាយប៉ុន្តែពេលនោះព្រះអង្គម្ចាស់ Canute គឺមិនបាននិយាយអីទេថែមទាំងញ័រភ័យមិននឹងទេក៏បានរត់ទៅពួនពីក្រោយរកណាហើយរកណាក៏បំរុងនឹងនិយាយជំនួសប៉ុន្តែ Askeladd បានខាត់ក៏ដោយសារតែកិច្ចព្រមព្រៀងគឺត្រូវតែជាពាក្យដែលនិយាយចេញអំពីមាត់របស់ស្ដេចតែប៉ុណ្ណោះដោយសារតែគ្មានជំនឿឃើញអញ្ចឹង Askeladd ក៏មិនបានបង្ខំឲ្យព្រះអង្គម្ចាស់ Canute ធ្វើការនិយាយអីដែរតែយ៉ា admin ភ្លេចប្រាប់ឈ្មោះមេទ័ពដែលបានជួយ Askeladd មុននេះមេទ័ពចំណាំម្នាក់ហ្នឹងមានឈ្មោះថា Cretenus Askeladd សម្រេចថានឹងបដូរផែនការដោយបាននិយាយប្រាប់គម្រោងរបស់ពួកគេទាំងអស់ហ្នឹងទៅកាន់មេទ័ពនៅទីក្រុងរបស់ប្រទេស Wales ហើយចំពោះមេទ័pomម្នាក់ហ្នឹងដោយសារតែឃើញថា Askeladd អាចនិយាយភាសា Wales បានក៏ដូចជា Cretenus Askeladd ក៏មានជាប់ឈាមជាជនជាតិ Wales ដូចគ្នាដែរអញ្ចឹងទេពាក្យសន្យារបស់ Askeladd គឺអាចទទួលយកបានប៉ុន្តែបើសិនបើពួកគេធ្វើដំណើរឆ្លងកាត់ទីក្រុងនៃប្រទេស Wales វាអាចនឹងជាការគំរាមកំហែងទៅកាន់ប្រជាជន Slow Strong នៅក្នុងប្រទេសមួយនេះដូច្នេះមេទ័ពនៃប្រទេស Wales ក៏បានយល់ព្រមឲ្យពួកគេឆ្លងកាត់ប៉ុន្តែពួកគេត្រូវតែប្រគល់អាវុធដែលពួកគេមាននឹងមកឲ្យខ្លួនរក្សាទុកសិនហើយសម្ដែងធ្វើជាអ្នកទោសដើម្បីធ្វើការឆ្លងកាត់ប្រទេសមួយនេះហើយនៅតាមផ្លូវធ្វើដំណើរហ្នឹងព្រះអង្គម្ចាស់ Canute ក៏បានបកស្រាយដែរថាខ្លួនមិនមែនខ្លាចនោះទេគ្រាន់តែកិច្ចការនៅក្នុងការចុះសន្ធិសញ្ញាឬក៏ធ្វើការសន្យាគឺជាកិច្ចការរបស់បិតារបស់គាត់ដូច្នេះគាត់គឺមិនហ៊ានសម្រេចនៅក្នុងការចុះសន្ធិសញ្ញាមិនឈ្លានពានទៅកាន់ប្រទេសណាមួយឡើយប្រសិនបើមិនមែនជាបញ្ជារបស់បិតារបស់ខ្លួនពេលហ្នឹងរកណាក៏ចម្លើយចិត្តផងដែរថាព្រះម្ចាស់ Canute តាំងពីដើមមកគឺគាត់អត់ដែលនិយាយទៅកាន់នរណាទេក្រៅអំពីរកណាខ្លួនឯងនៅពេលដែលកំពុងតែធ្វើដំណើរហ្នឹងពេលនោះស្រាប់តែមានព្រឺធ្លាក់តែបង្ហាញថាពួកគេហ្នឹងគឺបានដើររហូតទៅដល់រដូវព្រឺធ្លាក់ហើយអញ្ចឹងនៅក្នុងការធ្វើដំណើរនៅក្នុងព្យុះព្រិលពួកគេអាចនឹងជាប់គាំងនៅក្នុងព្រិលឬក៏អាចស្លាប់បានអញ្ចឹងទេ Askeladd គឺបានបង្វែរទិសដៅរបស់ពួកគេហ្នឹងគឺឆ្លងកាត់ប្រទេសអង់គ្លេសតែម្ដងហើយនៅពេលដែលព្រឺធ្លាក់កាន់តែខ្លាំងទៅ Askeladd និងគ្នាក៏បានរកឃើញភូមិមួយផងដែរដែលបើយើងបានដឹងនៅក្នុងចិត្តហើយថាគ្នារបស់ Askeladd ទៅដល់ភូមិណាភូមិនោះនឹងមិនអាចបានសុខឡើយនៅក្នុងភូមិមួយនេះអ្នកភូមិក្រោយអំពីខិតខំប្រឹងប្រែងធ្វើកសិកម្មដើម្បីប្រមូលផលនៅក្នុងការទំនុកបំរុងភូមិរបស់ពួកគេនៅក្នុងរដូវរងានេះកំឡុងពេលអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់នោះគ្នារបស់ Askeladd ក៏បានមកដល់នឹងធ្វើការចាប់ពួកគេនឹងទៅដាក់ម្លែក Warm in here. I feel alive again. What the hell is with this place? Look at all of these kids. Biting meat? Ugh, it's got fucking onions in it. Hey, grab anything that could be used. Stop this! What is wrong with you men? You've wasted our food! You all will pay for this! ហើយ Bjorn ក៏បានប្រមូលស្បៀងពីភូមិទាំងមូលមករាប់និងគិតមើលថាតើពួកគេអាចនឹងប្រើប្រាស់ស្បៀងនេះសម្រាប់ឆ្លងកាត់រដូវរងានេះបានដែរឬទេក្រោយពីរាប់ឃើញថាអាចផ្គត់ផ្គង់គ្នារបស់ពួកគេគ្រប់គ្រាន់ហើយ Askeladd ក៏បានបញ្ជាឲ្យកងទ័ពរបស់គាត់នឹងសម្លាប់អ្នកភូមិចោលទាំងអស់តែម្ដងគឺដូចមុនដែរគឺមិនឲ្យសល់សូម្បីម្នាក់ទាំងក្មេងទាំងចាស់ព្រោះទីនេះគឺជាប្រទេសអង់គ្លេសប្រសិនបើមានអ្នកដែលនៅមានជីវិតនោះនឹងរាយការណ៍ទៅកាន់កងទ័ពនៃប្រទេសអង់គ្លេសហើយព័ត៌មាននោះក៏នឹងទៅដល់ទៅជារបស់ Thorkill ផងដែរប៉ុន្តែ Askeladd គឺមិនបានដឹងទេថាមាននារីម្នាក់ដែលជាអ្នកភូមិនឹងគឺមិនត្រូវបានគាត់ចាប់នោះទេនឹងឈរមើលសកម្មភាពកងទ័ពរបស់ Askeladd សម្រាប់គ្រួសារនិងអ្នកភូមិរបស់នាងផ្ទាល់ភ្នែកនិងវង្វេងវង្វាន់នឹងធ្វើការដើរទៅរកជំនួយអំពីកងទ័ពរបស់ប្រទេសអង់គ្លេសយើងកាត់មកកាន់ Thorkill វិញពេលនេះគាត់និងកងទ័ពរបស់គាត់នឹងគឺបាត់ដើររបស់ Askeladd បាត់ហើយនឹងមិនដឹងថាទៅរក Askeladd នៅទីណាទេដែលវាធ្វើឲ្យគាត់នឹងគឺស្មុគខ្លាំងមែនទែនក៏ព្រោះតែគាត់គិតថា game មួយនេះគឺគាត់នឹងចាញ់ហើយ Thorkill គឺស្អប់ការចាញ់ខ្លាំងមែនទែនកំពុងតែអង្គុយស្មុគសុក
ពេលនោះក៏មានទាហានម្នាក់បានចូលមកប្រាប់ Sorokil ថាពួកគេបានរកឃើញនារីម្នាក់មកពីភូមិនៅជាយប្រទេសដែលនាងបានអះអាងថាក្រុម Viking គឺបានសម្លាប់អ្នកភូមិរបស់គាត់និងគ្រួសាររបស់គាត់នឹងចោលទាំងអស់កាលពីយប់មិញហើយដោយសារតែនាងមិនបាននៅក្នុងផ្ទះទើបបានជានាងអាចរួចគេចផុត Sorokil គ្រាន់តែឮឈ្មោះរបស់កងទ័ព Viking គាត់គឺចាប់ផ្ដើមរំភើបម្ដងទៀតហើយក៏ដោយសារតែកងទ័ពនឹងគ្មានពីណាឆ្ងាយពីក្រុមរបស់ Ascalad នោះទេនឹងបានប្រាប់កងទ័ពរបស់គាត់នឹងឲ្យត្រៀមខ្លួនទៅពួកគេនឹងធ្វើដំណើរទៅធ្វើសង្គ្រាមទាំងអស់គ្នាកាត់មកខាង Sorofin វិញរកណាបានហៅ Sorofin នឹងឲ្យទៅញ៉ាំអាហារនៅក្នុងផ្ទះជាមួយព្រះអង្គម្ចាស់ Kenneth នឹងគាត់ទៅនឹងកុំឲ្យ Sorofin នឹងកុំសូវញ៉ាំសាច់ពេកប៉ុន្តែ Sorofin គឺគាត់ប្រមាញ់សត្វយកមកអាំងញ៉ាំនឹងតាំងពីទូចមកហើយដូច្នេះ Sorofin គឺគាត់ស៊ាំហើយរកណាក៏ថាឲ្យ Sorofin ថាញ៉ាំសាច់ច្រើនអញ្ចឹងបានទៅទឿមកចូលមកក្នុងមកញ៉ាំបន្លែខ្លះហើយ Sorofin ដោយសារតែខ្លាចទៅទឿក៏ចូលមកតាមរកណាដែរទៅតែមិននិយាយលេងទេ Sorofin គឺភ្ញាក់ផ្អើលមែនទែននៅពេលដែលឃើញថានៅក្នុងផ្ទះគឺព្រះអង្គម្ចាស់ Kenneth ជាអ្នកធ្វើម្ហូបទេមិនរកណាទេព្រះបុត្រាឬព្រះបុត្រីណាព្រះអង្គម្ចាស់ Kenneth ក៏បានប្រាប់ទៅកាន់ Sorofin ដែរថាមានតែរកណាទេដែលដឹងថាព្រះអង្គម្ចាស់ Kenneth គឺចេះធ្វើម្ហូបក៏ដោយសារតែកាលពីទូចហ្នឹងព្រះអង្គម្ចាស់ Kenneth គឺធ្លាប់ធ្វើម្ហូបនិងបានយកទៅឲ្យស្ដេចស្វែនធ្វើការភ្លក់ប៉ុន្តែមិនត្រឹមតែមិនទទួលបានការសរសើរទេគឺថែមទាំងត្រូវបានព្រះបិតាខ្លួននឹងស្ដីបន្ទោសថែមទៀតក៏ដោយសារតែការងារធ្វើម្ហូបគឺជាការងាររបស់ទេសកលនោះឯងកំពុងតែទទួលទានអាហារហ្នឹងពេលនោះក៏មានមេទ័ពរបស់ Ascalad ម្នាក់បានមករករកណានិងបានប្រាប់ថាកងទ័ពរបស់ប្រទេសអង់គ្លេសគឺបានរកពួកគេឃើញហើយកងទ័ពពួកគេគឺកំពុងតែប្រយុទ្ធជាមួយនឹងកងទ័ពរបស់អង់គ្លេសហើយរកណាគឺខឹងខ្លាំងមែនទែនដោយសារតែផែនការរបស់ Ascalad សម្រាប់មនុស្សអស់មកភូមិហើយនៅតែបរាជ័យទៀតពេលនោះរកណាក៏បានយកអាវុធនិងបានឲ្យកងទ័ពនឹងនាំផ្លូវគាត់ដើម្បីទៅជួយច្បាំងជាមួយនឹងកងទ័ពរបស់ប្រទេសអង់គ្លេសនោះឯងនៅពេលដែលធ្វើដំណើរសុខៗនឹងរកណាក៏បានចាប់អារម្មណ៍ដឹងផងដែរថាសម្លេងគេប្រយុទ្ធគ្នាគឺនៅខាងនោះទេហើយបានជាកងទ័ពទាំងអស់នេះនាំគាត់មកកាន់ផ្លូវនេះប៉ុន្តែការដឹងខ្លួនរបស់រកណាគឺយឺតពេលបន្តិចហើយនឹងត្រូវបានកងទ័ពរបស់ Ascalad នឹងចាក់គាត់ពីក្រោយដែលធ្វើឲ្យគាត់នឹងរបួសធ្ងន់មែនទែនក៏ដោយសារតែនេះគឺជាផែនការកម្ចាត់រកណារបស់ Ascalad នោះឯងក៏ព្រោះតែ Ascalad គិតថាប្រសិនបើរកណានៅតែទម្រើសនៅតែចាំជួយព្រះអង្គម្ចាស់ Kenneth បន្តទៀតព្រះអង្គម្ចាស់ Kenneth គឺមិនអាចខ្លាចជាស្ដេចល្អបានទេហើយរកណាខ្លួនឯងក៏គាត់យល់ដែរនឹងមុននឹងគាត់អស់ជីវិតទៅគាត់ក៏បានឲ្យ Ascalad សន្យាជាមួយគាត់ថា Ascalad ត្រូវតែមើលថែនិងការពារព្រះអង្គម្ចាស់ Kenneth មិនថាត្រូវជួបរឿងអ្វីក៏ដោយ Ascalad ក៏គាត់បានសន្យាដែរតែគាត់នឹងការពារព្រះអង្គម្ចាស់ Kenneth ហើយនៅពេលហ្នឹងរកណាក៏បានប្រាប់ទៅកាន់ Ascalad និងបានឲ្យយើងដឹងផងដែរថាសង្គ្រាមផ្ទៃក្នុងនៅក្នុងរាជវាំងគឺកំពុងមានការបែកបាក់ហើយដោយសារតែមានមន្ត្រីខ្លះចង់ឲ្យកូនច្បងរបស់ស្ដេចស្វែនជាអ្នកសោយរាជ្យហើយមានមន្ត្រីខ្លះចង់ឲ្យព្រះអង្គម្ចាស់ Kenneth គឺជាអ្នកស្នងរាជ្យដូច្នេះស្ដេចស្វែនគឺត្រូវសម្រេចចិត្តថាគាត់ត្រូវតែជ្រើសរើសបុត្រារបស់គាត់ម្នាក់នៅក្នុងការស្នងរាជ្យបន្តពីគាត់ដូច្នេះហើយបានជាស្ដេចស្វែននឹងបាននាំព្រះអង្គម្ចាស់ Kenneth នឹងមកចូលក្នុងសង្គ្រាមនិងបានប្រគល់ទ័ព 4000 នាក់ឲ្យទៅប្រយុទ្ធជាមួយនឹង Sorokil ដែលសង្ឃឹមថាព្រះអង្គម្ចាស់ Kenneth នឹងបានស្លាប់នៅក្នុងសង្គ្រាមនោះឯងឮបែបនឹង Ascalad គឺភ្ញាក់ខ្លួនព្រឺតថាគាត់បានសន្យាខុសហើយហេតុអីបានជារកណាមិននិយាយមុនគាត់សន្យាហើយដោយសារតែរបួសធ្ងន់ពេករកណាក៏បានស្លាប់នៅក្នុងទីនោះទៅ一緒に鳥料理でもお陛下も喜んでព្រះអង្គម្ចាស់ Kenneth ក្រោយពីបានឃើញសារសពរបស់រកណាដោយសារតែរកណាគឺបានញ៉ាំអាហារជុំគាត់មុននេះបន្តិចនោះឯងប៉ុន្តែពេលនេះបែរជាត្រូវស្លាប់នៅចំពោះមុខគាត់ទៅវិញ Ascalad ក៏បាននិយាយថារកណាគឺត្រូវបានកងទ័ពរបស់ប្រទេសអង់គ្លេសនឹងចាក់សម្លាប់គាត់ក្រោយមក Ascalad ក៏បានទៅធ្វើការសួរចម្លើយមេទ័ពរបស់ប្រទេសអង់គ្លេសម្នាក់ដែលពួកគេបានចាប់បាននិងបានធ្វើទរណកម្មទៅកាន់មេទ័ពម្នាក់នឹងខ្លាំងមែនទែនដើម្បីចង់ដឹងថាតើពួកគេនឹងបានដឹងពីវត្តមានរបស់ខ្លួនដោយរបៀបណាប៉ុន្តែមិនថាត្រូវ Ascalad ដកកញ្ចក់ដៃឬធ្វើទរណកម្មខ្លាំងប៉ុណ្ណាក៏មេទ័ពម្នាក់នឹងមិនឆ្លើយដែរថែមទាំងបោះពាក្យសម្ដីចប់ទៅកាន់ Ascalad ទៀតរៀមនឹងកាត់ចំោះទៅហើយពេលនោះមេទ័ពចំណិតរបស់ Ascalad ដែលមានជាវ័យនោះក៏បានរត់មកប្រាប់ Ascalad ផងដែរថាមានកងទ័ពជាច្រើនកំពុងតែធ្វើដំណើរមកកាន់ភូមិមួយនេះហើយពួកគេត្រូវតែរត់គេចឥឡូវនេះលឺអញ្ចឹងមេទ័ពម្នាក់ហ្នឹងក៏បានប្រាប់ Ascalad ផងដែរថា Ascalad គឺប្រកាសជាស្លាប់ជាមិនខានក៏ដោយសារតែទីហ៊ានមួយក្រុមនេះគឺជាគ្នារបស់ Sorokil នោះឯងកងទ័ពរបស់ Ascalad ក្រោយពីឮឈ្មោះ Sorokil គឺម្នាក់បើកភ្នែកប៉ិនពុះមាន់ហើយគឺភ័យខ្លាំងយកតែមែនទែន
នឹងក៏ដោយសារតែនេះគឺជាលើកទី1ដែលអាស្កាឡាតបានប្រាជ័យនៅក្នុងគម្រោងរបស់គាត់អាស្កាឡាតក៏បានប្រាប់គ្នាឲ្យរៀបចំនិងពួកគេគឺធ្វើដំណើរទាំងយប់តែម្ដងប៉ុន្តែពេលនោះប៊ីចនក៏បានរកឃើញកងទ័ពដែលបំរុងនឹងរត់ចោលជួរណាក៏ព្រោះតែពួកគេនឹងខ្លាចសូរ៉ាគីលនោះឯងប៉ុន្តែអាស្កាឡាតគឺមិនបានខ្វាយខ្វល់ជាមួយពួកគេទេថែមទាំងបាននិយាយទៅកាន់អ្នកគ្រប់គ្នានៅក្នុងការគ្រប់គ្រងរបស់គាត់ទៀតថាអ្នកដែលចង់ចោះចូលជាមួយនឹងសូរ៉ាគីលគឺនៅទីនេះហើយអ្នកដែលចង់បន្តដំណើរជាមួយគាត់ដើរមកមុខមកពួកគេក៏ចេញដំណើរនៅក្នុងពេលនោះទៅព្រឹកឡើងសូរ៉ាគីលគឺពិតជាបានមកដល់ភូមិមួយនេះមែននឹងគ្នារបស់អាស្កាឡាតនឹងប្រមាណអ្នកសុំចោះចូលជាមួយនឹងសូរ៉ាគីលប៉ុន្តែមិនបាននិយាយអីផងក៏ត្រូវសូរ៉ាគីលនឹងសម្លាប់ចោលអស់លីងក៏ដោយសារតែសូរ៉ាគីលនឹងគឺមិនចូលចិត្តកងទ័ពអញ្ចឹងនោះទេនៅពេលដែលអាស្កាឡាតនឹងគ្នានឹងបានធ្វើដំណើរទៅដល់ស្ពានមួយអាស្កាឡាតក៏បានបញ្ជាឲ្យគ្នាគាត់នឹងបានចោះទៅកាប់បំផ្លាញស្ពាននឹងដើម្បីបញ្ជាពេលទៅដល់សូរ៉ាគីលកុំឲ្យមកតាមពួកគេទាន់ប៉ុន្តែភ្លាមនោះទឹកមុខរបស់អាស្កាឡាតគឺផ្លាស់ប្ដូរ180ដឺក្រេនិងគាត់បានហៅសូរ៉ាហ្វីនក៏ដូចជាប៊ីយ៉នមកប្រាប់ថាឲ្យផ្លាស់ប្ដូរព្រះម្ចាស់ខេនុតមកកាន់រទេះសេះពួកគេហើយឲ្យប៊ីយ៉នជាអ្នកបរទេះនោះរីឯសូរ៉ាហ្វីនវិញគឺចាំការពារព្រះម្ចាស់ខេនុតពីក្រោយលឺអញ្ចឹងប៊ីយ៉នក៏ឆ្ងល់ដែរប៉ុន្តែប៊ីយ៉នក៏នឹកឃើញថាអាស្កាឡាតគឺគាត់បានធ្លាប់និយាយថាគាត់រស់នៅក្នុងចំណោមមនុស្សអាក្រក់រយៈពេល40ឆ្នាំហើយអញ្ចឹងគាត់អាចមើលដឹងថាមនុស្សណាល្អអាក្រក់ឬក៏កងទ័ពរបស់គាត់នឹងកំពុងតែក្បត់គាត់អ្នកស្មោះត្រង់ចំពោះគាត់បើគាត់គ្រាន់តែមើលមុខរបស់ពួកគេប៉ុណ្ណោះដែលវាពិតជាដូចទៅនឹងការគិតរបស់អាស្កាឡាតពិតមែនគ្នារបស់អាស្កាឡាតគឺកំពុងតែមានការបះបោរនិងប្រមាថប្រមូលគ្នានឹងក្នុងការរៀបគម្រោងការចង់យកព្រះអង្គម្ចាស់ខេនុតពីអាស្កាឡាតនឹងបកគលឲ្យសូរ៉ាគីលវិញទៅនិងសូមចោះចូលធ្វើជាកងទ័ពរបស់សូរ៉ាគីលនោះឯងឃើញចឹងអាស្កាឡាតក៏បានឲ្យប៊ីយ៉នបរទេះសេះនាំព្រះអង្គម្ចាស់ខេនុតរត់គេចខ្លួនទៅដល់ពេលដែលដោះស្រាយជាមួយនឹងពួកគេហើយគាត់នឹងជិះសេះតាមពីក្រោយហើយក្នុងពេលនោះអាស្កាឡាតក៏បានឲ្យពួកនឹងដឹងផងដែរថាគាត់គឺកំពុងតែខកចិត្តខ្លាំងមែនទែនក៏ដោយសារតែប្រហែលឆ្នាំមកនេះពួកគេគឺបានធ្វើសង្គ្រាមរួមគ្នាផឹកស្រារួមគ្នាប្លន់សម្លាប់មនុស្សរួមគ្នាសប្បាយនឹងទុកករួមគ្នាប៉ុន្តែពេលនេះពួកគេបែរជាបះបោរនិងក្បត់មកកាន់អាស្កាឡាតទៅវិញហើយនៅពេលនេះអាស្កាឡាតគឺស្អប់ពួកគេខ្លាំងណាស់និយាយចប់អាស្កាឡាតក៏បានដកដាវមកសម្រាប់គ្នាគាត់ម្នាក់ឲ្យតែចូលមកនឹងបានបន្តសម្រាប់គ្នាគាត់ម្ដងមួយហើយពេលនោះសូរ៉ាគីលក៏បានមកដល់ដែរហើយដោយសារតែឃើញគេជុំនឹងគិតថាគេកំពុងតែវាយគ្នាហើយចឹងគាត់ក៏ចង់វាយដែរថាឲ្យពួកគេនឹងចាំគាត់ផងគាត់ក៏បានផ្ញើលំពេងមួយទៅកាន់ពួកគេអាស្កាឡាតក៏បាននៅតែបន្តសម្រាប់គ្នារបស់គាត់ដែរប៉ុន្តែដោយសារតែភាពចាស់ទើបតែសម្រាប់បានប្រមាណអ្នកទេប៉ុន្តែគាត់ហត់បាត់ទៅហើយពួកហ្នឹងដោយសារតែឃើញថាគ្មានពេលណាគេអាចយកឈ្នះអាស្កាឡាតបានពួកគេក៏បានដកព្រួយមកដើម្បីធ្វើការបាញ់សម្ដៅទៅកាន់អាស្កាឡាតភ្លាមនោះអាស្កាឡាតក៏បានហក់ទៅរកខានមករកដែរប៉ុន្តែមិនលឿនជាងព្រួយទេគាត់ក៏ត្រូវបានគ្នាគាត់ហ្នឹងបាញ់ចំប្រមាណគ្រាប់ដែរកាត់មកខាងឌីយ៉នដែលបរតែសេះវិញក៏ត្រូវបានគ្នាបះបោជីសេះដេញតាមដែរនិងពួកហ្នឹងគឺព្យាយាមបញ្ចុំចូលប៊ីយ៉នដែរថាឲ្យប្រគល់ព្រះអង្គម្ចាស់ខេនុតមកប៉ុន្តែប៊ីយ៉នគឺស្មោះស្ម័គ្រជាមួយនឹងអាស្កាឡាតគាត់មិនក្បត់អាស្កាឡាតនោះទេនឹងឲ្យពួកគេនឹងវាប្រហារមកកាន់គាត់មកប៉ុន្តែពួកហ្នឹងមានបានវាយប៊ីយ៉នណាពួកគេបានវាយសេះនិងបានធ្វើឲ្យរទេះរបស់ព្រះអង្គម្ចាស់ខេនុតនឹងកលាប់ប៉ុន្តែតូរ៉ាហ្វីនវិញគឺមិនបានខ្វាយជាមួយនឹងពួកហ្នឹងទេក្រោយពីបានដឹងថាអាស្កាឡាតមិនបានតាមមកពីក្រោយគាត់គឺភ័យខ្លាំងមែនទែនដោយសារតែខ្លាចអាស្កាឡាតហ្នឹងស្លាប់នៅក្នុងដៃអ្នកដទៃអញ្ចឹងសូរ៉ាហ្វីនក៏បានធាក់កងទ័ពម្នាក់នឹងជីសេះហ្នឹងបោលត្រឡប់ទៅក្រោយវិញប៊ីយ៉នមិនទាន់កាត់អីនៅឡើយទេក៏បានទាញផ្សិតប្រចាំតកោរបស់គាត់នឹងមកនិងបានហូបវាប្រែคล้ายទៅជាបីសាច់ម្ដងទៀតនឹងបានចាត់ការកងទ័ពដែលបះបោរនឹងឡើងទ្រោមខ្លួនដែរកាត់មកកន្លែងបះបោរវិញក្រោយពីចាត់ការអាស្កាឡាតបានហើយសូរ៉ាគីលនឹងគឺបានមកដល់ល្មមនិងបានត្រាយស្វាគមន៍ពួកគេផងដែរតែគាត់សុំចូលរួមជាមួយដែរប៉ុន្តែពេលចូលមកដល់ហ្នឹងពួកគ្នាបះបោរហ្នឹងក៏បានបោះអាវុធចោលអស់ដែលធ្វើឲ្យសូរ៉ាគីលនឹងគឺកាំងខ្លាំងដោយសារតែបំរុងហ្នឹងគឺបំរុងមកវាយគ្នាបែរជាគេបោះអាវុធចោលអស់តែណាមិនជឿសុកសពចឹងអាមេខ្លោងបះបោរហ្នឹងក៏បានមកចរចាជាមួយនឹងសូរ៉ាគីលដែរថាពួកគេនឹងបកគលព្រះអង្គម្ចាស់ខេនុតទៅកាន់សូរ៉ាគីលហើយពួកគេក៏សូមចោះចូលធ្វើជាកងទ័ពរបស់សូរ៉ាគីលផងដែរពីអប៉ែហ្នឹងអត់ចូលទៅជារបស់សូរ៉ាគីលទេសូរ៉ាគីលក៏បានដើរទៅខ្សឹបសួរអាស្កាឡាតថាឯណាសូរ៉ាហ្វីនអាស្កាឡាតក៏បាននិយាយថាសូរ៉ាហ្វីនគឺបាននាំព្រះអង្គម្ចាស់ខេនុតរត់ទៅបាត់ហើយពេលនោះទឹកមុខរបស់
Sorokil គឺអញញឹមឡើងវិញហើយនឹងបាត់បានធូរទ្រូងខ្លាំងមែនទែនដែលថា Sorafin គឺមិនបានចូលរួមនៅក្នុងការបះបោរមួយនេះទេអញ្ចឹងគាត់ក៏បាននិយាយទៅកាន់កងទ័ពរបស់គាត់ថាក្រៅពី Askeladd សម្រាប់ចោលទាំងអស់ដែលធ្វើឲ្យក្រុមបះបោរគឺកាំងខ្លាំងមែនទែននិងភ័យបែកញើសជោគ Leo ហើយក៏ដោយសារតែការគិតរបស់ពួកគេនឹងគឺខុសកងទ័ពរបស់ Sorokil ក៏បានប្រាប់ទៅកាន់អ្នកបះបោរនឹងឲ្យរើសអាវុធមកប្រយុទ្ធជាមួយពួកគេមកដោយសារតែប្រសិនបើគ្មានអាវុធនៅក្នុងដៃទេពួកគេគឺមិនអាចមានឈ្មោះថាស្លាប់នៅក្នុងសង្គ្រាមនោះអ្នកទាំងអស់គ្នានឹងគឺមិនអាចទៅកាន់ Valhalla បានទេរីឯមួយមេខ្លោងនៅក្នុងការបះបោរនឹងក៏បានចូលទៅរក Sorokil នឹងថាបើសិនជា Sorokil សម្រាប់ពួកគេនឹង Sorokil គឺមិនអាចទទួលបានព្រះអង្គម្ចាស់ Kenneth មកវិញនោះទេពេលនោះ Sorokil ក៏បានថាដែរថាមិនអីទេទូគាត់រកខ្លួនឯងនឹងបានទៅរើសបថៅអាប៉ែមួយនឹងថាយកបថៅនឹងមកសម្រាប់គាត់មកគាត់ហាត់ប្រាណបន្តិចសិន Askeladd នៅចិត្តនឹងក៏បាននិយាយដែរថារឹងមាំឡើង my idol ហើយដោយសារតែ Sorokil នឹងគឺសម្លុតគាត់ខ្លាំងពេកអាមួយមេខ្លោងមួយនឹងភ័យរហូតដល់ផ្ទុះសេខួរក្បាលកាំងស្ញែងពេលនោះ Sorafin ក៏បានជិះសេះមកដល់នឹងបានស្រែកទៅកាន់ពួកគេថាអ្នកណាហ៊ានតែប៉ះ Askeladd បន្តិចគាត់នឹងសម្លាប់ពួកគេចោលតែម្ដងគ្រប់គ្នានៅទីនោះគឺអស់សំណើចនិងភ្ញាក់ផ្អើលខ្លាំងមែនទែនក៏ដូចជា Askeladd ដែរគាត់គឺដឹងថា Sorafin គឺឈួតនឹងការសង្សឹកតែមិននឹកស្មានថា Sorafin ឈួតដល់ថ្នាក់នេះ Sorokil ក៏បានប្រាប់ទៅកាន់ Sorafin ថាគាត់គឺនឹងមិនប៉ះពាល់ Askeladd ទេបើសិនជា Sorafin នឹងព្រមប្រយុទ្ធជាមួយនឹងគាត់ម្ដងទៀត Sorafin គឺមិនរីរែកនោះទេហើយក៏បានយល់ព្រមប្រយុទ្ធជាមួយនឹង Sorokil មួយស្មើតែម្ដងដែលវាប្រៀបដូចទៅនឹងកណ្ដុរចង់ប្រយុទ្ធជាមួយនឹងខ្លាឃ្មុំអញ្ចឹងប្រៀបនឹងប៉ះគ្នាម្ដងទៀតទៅហើយប៉ុន្តែអេពីសូតនេះគឺត្រូវបានបញ្ចប់អញ្ចឹងទេរងចាំតាមដានថាមួយណាឈ្នះនៅក្នុងអេពីសូតក្រោយអរគុណសួស្តីដល់គ្នាតោះយើងមកបន្តសាច់រឿង Vinland Saga បន្តទៀតនៅក្នុងវីដេអូនេះយើងនឹងបានឃើញពីអ្នកនឹងប្រយុទ្ធគ្នាពេញភ្នែកហើយកាលដែលប៉ះគ្នាលើកមុន Sorafin បានវាយជាមួយនឹង Sorokil ត្រឹមតែដៃទទេតែប៉ះគ្នាលើកនេះម្នាក់គឺមានអាវុធប្រចាំតកូលរៀងខ្លួនតែ Sorafin គឺមានកំបិតញីឈ្មោលរបស់គាត់និង Sorokil ក៏មានបថៅញីឈ្មោលមកគូផងដែរតាមរយៈភាពរហ័សរហួនរបស់ Sorafin គាត់គឺអាចមើលឃើញពីការវាយប្រហាររបស់ Sorokil បានតាមទាំងអាចគេចពីបថៅរបស់ Sorokil បានយ៉ាងស្ទាត់ជំនាញទៀតផងនៅពេលដែលគេចទៅគេចមកនឹង Sorafin ក៏អាចវាយប្រហារចំ Sorokil ប្រមាណកំបិតដែរប៉ុន្តែដោយសារតែអារងារបស់ Sorokil នឹងក្រាស់ខ្លាំងពេកកំបិត Sorafin គឺមិនអាចធ្វើអីដល់ Sorokil បានទេពេលនោះ Sorokil ក៏បានសរសើរទៅកាន់ Sorafin ដែរថា Sorafin គឺក្លាហានដូចទៅនឹងឪពុករបស់គាត់អញ្ចឹងដែលខ្លួននៅមានអាយុក្មេងទេប៉ុន្តែមិនខ្លាចពុតារបស់គាត់សំបីតែបន្តិច Sorafin គឺចាប់ផ្ដើមឆ្ងល់ម្ដងទៀតហើយបានស្រែកសួរទៅកាន់ Sorokil ថាអាមួយមាធំឯងនឹងត្រូវស្អីជាមួយនឹងឪពុករបស់គាត់ឃើញ Sorafin ឆ្ងល់អញ្ចឹង Sorokil ក៏ប្រាប់ Sorafin ថា Sorafin នឹងចង់ដឹងបន្តទៀតមែនបើចង់ដឹងបន្តទៀតវាប្រហារគាត់ឲ្យខ្លាំងមកគាត់នឹងប្រាប់ពេលក្រោយ Sorafin ក៏បានតបទៅវិញថាវាប្រហារខ្លាំងគាត់អាចវាយប្រហារបានប៉ុន្តែខ្លាចក្រែងតែគាត់ជ្រុលដៃសម្រាប់ Sorokil ទៅ Sorokil គឺមិនអាចនិយាយប្រាប់គាត់នៅពេលក្រោយនោះឯងតែពាក្យសម្ដីប្រមាណបាត់របស់ Sorafin នឹងបានធ្វើឲ្យអ្នកដែលនៅជុំវិញគាត់នឹងអស់សំណើចមកកាន់គាត់ខ្លាំងមែនទែនប៉ុន្តែចំពោះ Sorokil នៅពេលដែលឃើញគ្នារបស់គាត់នឹងសើចចំអកទៅកាន់ពាក្យសម្ដីរបស់ Sorafin គាត់ក៏បានវាយគ្នាគាត់ម្នាក់ដែលសើចនៅkiaនោះក៏បានសួរទៅកាន់ពួកគេថាពួកឯងសើចអីគេក៏ដោយសារតែ Sorokil គឺចាត់ទុក Sorafin គឺជាអ្នកចម្បាំងមួយរូបនោះឯងហើយគាត់ក៏បាននិយាយទៅកាន់ Sorafin ថាឪពុករបស់ឯងគឺខ្លាំងជាងយើងអញ្ចឹងបង្ហាញយើងមកថាឯងគឺពិតជាខ្លាំងនិងពិតជាកូនប្រុសរបស់សពិតប្រាកដនេះលឺអញ្ចឹងមិនចាំបាច់ត្រូវការ DNA តែអីទេ Sorafin ក៏បានហក់ចូលទៅកាន់ Sorokil យកតែម្ដងក្រោយពីប្រយុទ្ធគ្នាបានមួយសន្ទុះធំហើយ Sorafin ពិតជាអាចវាយធ្លុះអាវរបស់ Sorokil ពិតមែនដែលវាធ្វើឲ្យ Sorokil នឹងពេញចិត្តស្ដោកតែម្ដងហើយដោយសារតែខ្លាចមិនស្មើភាពគ្នានេះSorokil ក៏បានហែកអាវរបស់គាត់ចេញប៉ុន្តែពេលហ្នឹង Sorokil ក៏បាននិយាយរំលឹកទៅដល់ការស្លាប់របស់ Sor ដែលប្រកាសណាវាដូចរដងដែរឲ្យតែ Sorafin ខ្លួនឯងនឹងនឹកឃើញអំពីការស្លាប់របស់ពុកខ្លួនគឺ Sorafin តែងតែគ្រប់គ្រងខ្លួនឯងអត់បានហើយក៏បានរត់ចូលទាំងកំរោទៅរក Sorokil និង Sorokil បានទាត់ Sorafin នឹងឡើងប៉ើងធ្លាយចេញក្រៅស្ទប់អូហ្សូននិយាយលេងហើយក៏ធ្លាក់មកវិញនឹងបុកដើមឈើប្រមាណដើមផ្កាប់មុខមិនដឹងថាយ៉ាងណាទេ
មកខាងព្រះអង្គម្ចាស់ Kenneth វិញបន្ទាប់ពីក្រឡាប់ប្រទេសមុននោះគាត់ក៏បានសន្លប់នឹងសម័យឃើញរកណាតែនៅក្នុងយសពនោះព្រះអង្គម្ចាស់ Kenneth គឺបានយល់ខ្លាំងមែនទែននិងបាននិយាយហាមកុំឲ្យរកណានឹងទៅចោលគាត់ម្ដងទៀតក៏ព្រោះតែគាត់នឹងចាត់ទុករកណាដូចជាពុកបង្កើតរបស់គាត់អញ្ចឹងហើយគាត់ក៏បានសារភាពផងដែរថាប្រសិនបើជាអាចគាត់គឺមិនចង់កើតនៅក្នុងតកូលស្ដេចអីនោះទេគឺបានត្រឹមតែជាកូនប្រុសរបស់រកណានឹងក៏គ្រប់គ្រាន់ទៅហើយប៉ុន្តែរកណាក៏បាននិយាយសំទោសនិងនិយាយឲ្យព្រះអង្គម្ចាស់ Kenneth រឹងមាំឡើងហើយក៏លាចាកចេញពីព្រះអង្គម្ចាស់ Kenneth តតែបានព្រះអង្គម្ចាស់ Kenneth ក៏បានដឹងខ្លួនឡើងហើយគាត់ក៏បានឃើញ Bijon ជាមួយនឹងក្រុមបះបោនោះប្រកួតគ្នាចិត្តនឹងដែរក៏ដូចជាលោកអាចារ្យក៏អង្គុយនៅចាំមើលថែព្រះអង្គម្ចាស់ Kenneth ដែរហើយលោកអាចារ្យ Christian ក៏បាននិយាយទៅកាន់ព្រះម្ចាស់ Kenneth ថាកងទ័ពប្រមាណអ្នកហ្នឹងគឺកំពុងតែវាយគ្នាដើម្បីយកឆ្នៃយកចាញ់ហើយអ្នកឆ្នៃគឺទទួលបានព្រះម្ចាស់ Kenneth នោះឯងពេលនោះព្រះម្ចាស់ Kenneth ក៏បាននិយាយទៅកាន់លោកអាចារ្យដែរថាគាត់បានយល់សប្តិឃើញប្រកណាមកលាគាត់ទោះបីជាគាត់នឹងស្លាប់បាត់ទៅហើយចាប់ពីពេលនេះតទៅប្រហែលជាគ្មាននរណាគេស្រឡាញ់គាត់ដូចជារកណានោះទេពេលនោះលោកអាចារ្យក៏បានថាព្រះម្ចាស់ Kenneth គឺគិតខុសហើយព្រោះតែទង្វើរបស់រកណាកន្លងមកនេះគឺមិនមែនជាសេចក្តីស្រឡាញ់នោះទេក៏ព្រោះតែរកណាដើម្បីតែការពារព្រះម្ចាស់ Kenneth ឲ្យមានសុវត្ថិភាពគាត់គឺបានឈោមមើលមនុស្ស62នាក់នៅក្នុងភូមិទាំងមូលត្រូវអាស្កាឡាតសម្លាប់ហើយគាត់ថែមទាំងមិនបានធ្វើអ្វីសោះតែម្ដងនោះគឺមិនមែនជាការស្រឡាញ់ពិតប្រាកដនោះទេព្រះម្ចាស់ក៏សួរទៅកាន់លោកអាចារ្យវិញថាអញ្ចឹងអ្វីទៅគឺជាការស្រឡាញ់ពិតប្រាកដលោកអាចារ្យក៏បានប្រាប់ទៅកាន់ព្រះម្ចាស់ថាព្រះម្ចាស់ឃើញទេមនុស្សម្នាក់ដែលបានស្លាប់នៅក្បែរយើងនេះគាត់គឺស្រឡាញ់ខ្លួនឯងដោយសារតែគាត់លេងស្អប់លេងលួចអ្នកដទៃទៀតមិនត្រឹមតែប៉ុណ្ណោះនៅពេលដែលគេត្រូវខ្យល់ត្រូវភ្លៀងពួកគេគឺមិនបានត្អូញត្អែរសំបីតែមួយម៉ាត់ថែមទាំងពួកគេបានប្រគល់ខ្លួនបានរបស់ពួកគេឲ្យទៅកាន់ធម្មជាតិវិញដោយសេចក្តីពេញចិត្តទៀតផងសេចក្ដីមួយសន្ទុះព្រះម្ចាស់ Kenneth ក៏គិតយល់ថាសូម្បីតែដុំព្រិននៅក្នុងដៃរបស់ព្រះម្ចាស់ក៏ជាសេចក្តីស្រឡាញ់មួយផងដែរដូច្នេះវាមានន័យថាព្រះបានបង្កើតពិភពលោកមួយនេះមកពោពេញទៅដោយសេចក្តីស្រឡាញ់ប៉ុន្តែហេតុអ្វីបានជាមនុស្សវង្វេងនឹងភាពលូបលន់មិនចេះស្កប់ស្កល់អញ្ចឹងលោកអាចារ្យក៏បានប្រាប់ឲ្យព្រះម្ចាស់ Kenneth នឹងគេចខ្លួនចេញឲ្យឆ្ងាយទៅព្រោះប្រសិនបើព្រះម្ចាស់នៅទីនេះនោះក្រុមពួកបះបោនឹងចាប់ព្រះម្ចាស់នឹងយកទៅឲ្យសូរគីលវិញមិនខានទេប៉ុន្តែក្រោយអំពីការពិចារណាពាក្យសម្ដីរបស់លោកអាចារ្យមុននេះវាបានធ្វើឲ្យទឹកមុខរបស់ព្រះម្ចាស់ Kenneth គឺបានផ្លាស់ប្ដូរមើលទៅដូចជាប្រែក្លាយទៅជាមនុស្សថ្មីម្នាក់អញ្ចឹងហើយព្រះម្ចាស់ Kenneth ថែមទាំងបាននិយាយលួងលោមឲ្យ Bijon អាចស្ងប់អារម្មណ៍បាននិងប្រែក្លាយគាត់ពីបិសាចមកជាមនុស្សវិញនិងព្រះម្ចាស់ Kenneth គាត់បាននិយាយថាព្រះម្ចាស់ Kenneth នឹងកែប្រែពិភពលោកនេះឲ្យប្រែក្លាយទៅជាកន្លែងដែលពោពេញទៅដោយសេចក្តីស្រឡាញ់ពលគឺព្រះម្ចាស់នឹងកែប្រែភពផែនដីនេះឲ្យក្លាយទៅជាឋានសួគ៌នោះឯងប៉ុន្តែពេលនោះកងទ័ពបះបោនឹងបានយកកំបិតទៅចាក់ Bijon ដែលធ្វើឲ្យគាត់នឹងរបួសធ្ងន់ខ្លាំងមែនទែនហើយថែមទាំងបានប្រាប់ឲ្យព្រះម្ចាស់ Kenneth ទៅជាមួយខ្លួននឹងយកព្រះម្ចាស់ Kenneth ទៅប្រគល់ឲ្យសូរគីលនោះឯងប៉ុន្តែព្រះម្ចាស់ Kenneth បានបដិសេធនិងបាននិយាយថាមិនចាំបាច់នាំគាត់ទៅទេគឺគាត់បំរុងទៅរកសូរគីលនឹងឯងដែលធ្វើឲ្យ Bijon និងក្រុមបះបោក៏ដូចជាលោកអាចារ្យនឹងភ្ញាក់ផ្អើលមែនទែនហើយព្រះម្ចាស់ Kenneth ក៏បាននិយាយថាវាដល់ពេលដែលស្ដេចពិតប្រាកដភ្ញាក់ឡើងហើយそれが王の務めだសួស្តីដល់គ្នាតោះយើងបន្តសាច់រឿងវិលានសាកម្មតទៀតសូរ៉ាហ្វីនក្រោយពីហក់ចូលទៅស៊ីស្មងជើងរបស់សូរ៉ាគីលឥឡូវហ្នឹងសូរ៉ាហ្វីនគឺវង្វេងវង្វាន់មិនដឹងឯណាណីទេប៉ុន្តែពេលនោះគ្រាន់តែឃើញមុខរបស់សូរ៉ាគីលភ្លាមសូរ៉ាហ្វីនក៏រំញោចងើបមកតាំងចំហទាំងនៅខ្លួនឯងនឹងមិនទាន់ស្បើងពីសន្លប់ប្រមាណផងហើយបើកលេចមើលដៃស្នាមរបស់ខ្លួនឯងផងគឺបាក់បាត់ទៅហើយសូរ៉ាគីលឃើញអញ្ចឹងក៏មិនអាចវាយសូរ៉ាហ្វីនបន្តទៀតបានដែរនឹងបានឲ្យអាស្កាឡាតនឹងទៅជួយមើលរបួសរបស់សូរ៉ាហ្វីនផងហើយដោយសារតែសូរ៉ាហ្វីនបានកំដរគាត់លេងបានយ៉ាងសប្បាយគាត់ក៏បានភ្លេចសន្យាជាមួយសូរ៉ាហ្វីនដែរហើយគាត់នឹងរៀបរាប់អំពីរឿងរ៉ាវរបស់សូរឲ្យសូរ៉ាហ្វីនស្ដាប់ក៏ដូចជាតើគាត់ត្រូវជាអ្វីជាមួយនឹងសូរនឹងឯងសូរគឺជាមេទ័ពម្នាក់ដែលពូកែខាងប្រើដាវខ្លាំងមែនទែនសូរខ្លាំងរហូតដល់មេដឹកនាំកំពូលរបស់ជុំ Viking បានលើកគាត់ជាមេទ័ពនាំមុខក៏ដូចជាប្រគល់កូនស្រីរបស់គាត់ម្នាក់ដែលនាងត្រូវជាម្ដាយរបស់សូរ៉ាហ្វីននោះឯងនិងជាពិសេសឪពុករបស់ Helga ដែលត្រូវជាម្ដាយរបស់សូរ៉ាហ្វីននោះគឺជាបងប្រុសរបស់សូរ៉ាគីលនោះឯងនិងវាមានន័យថាសូរ៉ាគីលគឺជាពូរបស់ Helga និងត្រូវជាតារបស់សូរ៉ាហ្វីននោះឯងហើយការប្រយុទ្ធដែលសូរ៉ាគីលបានចូលរួមជាមួយសលើកចុងក្រោយនោះគឺការប្រយុទ្ធនៅ Norway ដែលយើងបានឃើញកាលពីដើមរឿងហើយកាលនោះសត្រូវបានវាយសធ្លាក់ចូលទៅក្នុងទឹកនិងគាត់បានបាត់ពីទីនោះហើយពួកជុំ Viking ក៏គិតថាគាត់បានស្លាប់រួមទាំងសូរ៉ាគីលផងដែរនឹងថ្ងៃនោះក៏គាត់យំខ្លាំងមែនទែនក៏ព្រោះតែគាត់នឹងចង់ផ្ដួលសនៅថ្ងៃណាមួយនោះឯង
ហើយយប់មួយសួរក៏បានចូលទៅនាំជីវ៉ាក៏ដូចជាហាលកាចាក់ចេញអំពីបន្ទាយជុំ Viking នោះឯងប៉ុន្តែពេលនោះសូរ៉ាគីលក៏បាននៅទីនោះផងដែរហើយគាត់គិតថាសួរគឺជាចោរហើយរដងគឺគាត់មិនខ្វល់ជាមួយនឹងចោរប្រហែលទេតែថ្ងៃនេះមិត្តភក្តិរបស់គាត់បានស្លាប់អញ្ចឹងគាត់មានអារម្មណ៍អត់ល្អទេសូរ៉ាគីលក៏បានគ្រោះវាពូថៅទៅរកសួរប៉ុន្តែត្រូវបានសួររងជាប់និងធ្វើឲ្យមួកនៅលើក្បាលរបស់សួររបូតនិងបាននឹងថាម្នាក់នឹងគឺជាសនោះឯងហើយពេលនេះសូរ៉ាគីលគឺសប្បាយចិត្តខ្លាំងមែនទែនប៉ុន្តែពេលនោះសួរក៏បានប្រាប់ទៅកាន់សូរ៉ាគីលថាឲ្យសូរ៉ាគីលភ្លេចតែបានឃើញគាត់នៅក្នុងយប់នេះទៅនិងសូមឲ្យសូរ៉ាគីលធ្វើដូចជាគាត់នឹងបានស្លាប់ទៅហើយប៉ុន្តែសូរ៉ាគីលគឺខឹងខ្លាំងមែនទែននិងគាត់មិនយល់ថាហេតុអីបានជាសួរខ្លាចទៅជាបែបនឹងទេសួរក៏បាននិយាយទៅកាន់សូរ៉ាគីលថាខ្លួនគឺបានគិតយល់ហើយថាអ្វីទៅគឺជាអ្នកចម្បាំងដ៏ពិតប្រាកដសូរ៉ាគីលក៏បានដាស់តឿនទៅកាន់សួរថាធ្វើអញ្ចឹងគឺខុសច្បាប់ហើយនិងយាបថារោគប្រកួតជាមួយនឹងសួរប៉ុន្តែត្រូវបានសួរវាបថាសូរ៉ាគីលឲ្យបាក់ក៏លុកមកដៃចូលមុខរបស់សូរ៉ាគីលនិងធ្វើឲ្យគាត់ស្លាប់នៅក្នុងពេលនោះទៅだと知っててかわかったわかった落ち着けトルケルに明日にしろよ帰ってきたばっかだរហូតដល់15ឆ្នាំក្រោយមកទើបសូរ៉ាគីលទទួលបានដំណឹងថាតួគឺពិតជាបានស្លាប់ពិតប្រាកដមែនហើយសូរ៉ាគីលគឺមានមន្ទិលនៅក្នុងខ្លួនមិនទាន់បានសួរសនៅឡើយទេដែលគាត់ចង់ដឹងថាតើអ្នកចម្បាំងពិតប្រាកដដែលសនិយាយសម្ដៅទៅដល់នឹងមានន័យដូចម្តេចហើយក៏បានសួរទៅកាន់សូរ៉ាហ្វីនថាតើគាត់បានធ្វើអីខ្លះនៅពេលដែលរស់នៅ Iceland សូរ៉ាហ្វីនក៏តបថាខ្ញុំដឹងប៉ុន្តែខ្ញុំអត់ចង់ប្រាប់俺は話してやったじゃねえかក្រោយពីអាស្កាឡានបានរងរបួសសូរ៉ាហ្វីនហើយសូរ៉ាហ្វីនគឺត្រូវតែប្រយុទ្ធជាមួយនឹងសូរ៉ាគីលម្ដងទៀតក៏ដោយសារតែការប្រយុទ្ធនេះគឺជាការប្រយុទ្ធស្លាប់រស់នោះឯងប៉ុន្តែសូរ៉ាហ្វីនគឺមិនអាចប្រយុទ្ធដូចមុនបានទេព្រោះតែការប្រយុទ្ធដោយកម្រោលគឺជាការប្រយុទ្ធរបស់មនុស្សល្ងងប៉ុណ្ណោះហើយអាស្កាឡាតក៏បានសុំឲ្យសូរ៉ាហ្វីននឹងស្ដាប់គាត់ម្ដងទៅនិងគាត់បានលើកឡើងថាដោយសារតែការប្រយុទ្ធមួយនេះគឺដាក់ជីវិតពួកគេទាំងពីរនាក់អញ្ចឹងក្នុងពេលនេះក៏នឹងប្រាប់អំពីចំណុចខ្សោយរបស់សូរ៉ាគីលនោះឯងដែលនៅក្នុងការប្រយុទ្ធនេះអាស្កាឡាតគឺបានឲ្យសូរ៉ាហ្វីននឹងធ្វើជារត់កិច្ចនិងបំសើតដៃជាមួយនឹងសូរ៉ាគីលហើយនៅពេលដែលសូរ៉ាហ្វីនមានឱកាសគឺអូសទាញសូរ៉ាគីលមកជិតគាត់មកពេលនោះអាស្កាឡាតក៏បានយកដុំព្រិលយកទៅសម្លៀងជាមួយដាវរបស់គាត់នឹងឲ្យភ្លឺរលោងស្រោបមកជាមួយនឹងសម្លេងដែលគាត់បាននិយាយថាកាលពីអតីតកាលហ្នឹងគាត់បានចូលរួមច្បាំងនៅក្នុងសង្គ្រាមមួយដែលក្នុងសង្គ្រាមហ្នឹងសូរ៉ាគីលក៏បានចូលរួមច្បាំងជាមួយដែរហើយក៏សង្កេតឃើញថានៅពេលហ្នឹងដែរក៏ជាពេលតែមួយដែលគាត់បានឃើញសូរ៉ាគីលហ្នឹងបានដួលហើយគាត់ក៏បានដឹងអំពីចំណុចខ្សោយរបស់សូរ៉ាគីលផងដែរគឺចំណាំងផ្លាតនោះឯងដោយសារសូរ៉ាហ្វីនធ្វើពុតហ្នឹងសូរ៉ាគីលគឺឃើញថាសូរ៉ាហ្វីនអន់មែនទែនក៏ចង់ចូលទៅបញ្ចប់សូរ៉ាហ្វីនដែរនឹងត្រូវបានអាស្កាឡាតហ្នឹងចាំងដាវរបស់គាត់ទៅនឹងព្រះអាទិត្យនឹងចាំងមកកាន់ភ្នែកសូរ៉ាគីលដែលធ្វើឲ្យគាត់នឹងស្វាងមើលឲ្យអត់ឃើញទេគឺញកាអញ្ចឹងសូរ៉ាហ្វីនក៏បានហក់ចូលទៅធាក់សូរ៉ាគីលមកជើងនិងសូរ៉ាគីលបានដួលទៅក្រោយហើយសូរ៉ាហ្វីនក៏បានលោតទៅខ្វះភ្នែករបស់សូរ៉ាគីលមកខាងដែរគឺសូរ៉ាគីលមានគ្រោះថ្នាក់អញ្ចឹងទ័ពរបស់សូរ៉ាគីលក៏បានចាប់សូរ៉ាហ្វីនមកបំរុងនឹងសម្លាប់ចោលប៉ុន្តែត្រូវសូរ៉ាគីលខាត់នឹងស្រែកខ្លាំងមែនទែនថាហេតុអីបានជាពួកគេហ៊ានមកជ្រៀតជ្រែកការប្រយុទ្ធរបស់គាត់ជាមួយនឹងសូរ៉ាហ្វីនដែលកំពុងតែចម្រូងចម្រាសគ្នានោះប្រងម្ចាស់ខាណូតក៏បានធ្វើដំណើរមកដល់ដែរនឹងបាននិយាយទៅកាន់សូរ៉ាគីលថាពួកគេទាំងពីរគឺមិនចាំបាច់ប្រយុទ្ធតទៅទៀតនោះទេនឹងបាននិយាយថាសូរ៉ាគីលគឺបានដឹងក្នុងចិត្តហើយថាជ័យជំនះចំពោះការសន្យារបស់ពួកគេនឹងគឺបានទៅកាន់សូរ៉ាហ្វីននោះឯងហើយសូរ៉ាគីលគឺក្តៅចិត្តខ្លាំងមែនទែននឹងនិយាយថាមិនចាំបាច់បញ្ជាក់គាត់ទេគឺគាត់ដឹងខ្លួនហើយនឹងបានឲ្យកងទ័ពរបស់គាត់នឹងដល់លេងសូរ៉ាហ្វីនជាមួយនឹងអាស្កាឡាតប៉ុន្តែចំពោះអាស្កាឡាតវិញក្រោយពីបានឃើញទឹកមុខរបស់ព្រះអង្គម្ចាស់ខាណូតគាត់គឺមិនបានទៅណាទេនឹងឲ្យសូរ៉ាហ្វីននឹងនៅជាមួយគាត់នឹងឯងថាចាំមើលមានអីកើតឡើងតទៅទៀតសូរ៉ាគីលក៏បាននិយាយថាអាស្កាឡាតជាមួយនឹងសូរ៉ាហ្វីនគឺគាត់បានដល់លេងអញ្ចឹងព្រះអង្គម្ចាស់ខាណូតនឹងមករកអីគេព្រះអង្គម្ចាស់ខាណូតក៏និយាយថាសូរ៉ាហ្វីននិងអាស្កាឡាតគឺដើរតាមគាត់អញ្ចឹងគាត់គឺមកយកពួកគេប៉ុន្តែសូរ៉ាគីលក៏បាននិយាយថាព្រះអង្គម្ចាស់ខាណូតតើព្រះអង្គម្ចាស់ខាណូតឯងគិតអីការសន្យារបស់គាត់គឺដល់លេងត្រឹមតែអាស្កាឡាតជាមួយនឹងសូរ៉ាហ្វីនប៉ុណ្ណោះហើយការធ្វើដំណើររបស់គាត់នឹងគឺវែងឆ្ងាយមែនទែនគឺដើម្បីមកចាប់ព្រះអង្គម្ចាស់ខាណូតនឹងឯងប៉ុន្តែព្រះអង្គម្ចាស់ខាណូតបែរជាចូលមកឲ្យគាត់ចាប់ស្រួលអញ្ចឹងព្រះអង្គម្ចាស់ខាណូតក៏បានសួរទៅកាន់សូរ៉ាគីលថាតើសូរ៉ាគីលនឹងមានគំនិតថាចាប់ព្រះអង្គម្ចាស់ខាណូតនឹងដើម្បីធ្វើជាធ្នូធ្វើសង្គ្រាមជាមួយនឹងព្រះអង្គម្ចាស់ស្វែនមែនសូរ៉ាគីលក៏ឆ្លើយថាបាទពិតមែនហើយព្រះអង្គម្ចាស់ខាណូតក៏បានរៀបរាប់អំពីបញ្ហាផ្ទៃក្នុងនៅក្នុងវាំងថាឪពុកខ្លួនស្ដេចស្វែននឹងគឺគាត់ចង់ប្រគល់រាជបល្ល័ង្កនឹងទៅឲ្យ
ឲ្យកូនប្រុសច្បងរបស់គាត់ហើយគាត់គឺមិនអាចឡើងគ្រងរាជបានទេដោយសារតែគាត់គឺជាកូនទី2នោះឯងសូរ៉ូគីថាទី2ក៏ទីទៅយ៉ាងហោចណាស់ក៏គាត់គំរាមសម្លាប់បុត្រារបស់ស្ដេចស្វែនគាត់ក៏នឹងធ្វើសង្គ្រាមជាមួយសូរ៉ូគីដែរពេលនោះព្រះម្ចាស់ខេណូតក៏និយាយថាឪពុកស្ដេចស្វែនរបស់គាត់គឺមិនបានស្រឡាញ់គាត់នោះទេមូលហេតុដែលគាត់មកចូលនៅទីនេះក៏ដោយសារតែស្ដេចស្វែននឹងបានបញ្ជូនគាត់ឲ្យទៅធ្វើសង្គ្រាមដើម្បីឲ្យគាត់នឹងទៅស្លាប់នៅក្នុងសង្គ្រាមដោយស្នាដៃរបស់សូរ៉ូគីនោះឯងអញ្ចឹងការចាប់ព្រះម្ចាស់ខេណូតទៅសូរ៉ូគីគឺមិនមានបានប្រយោជន៍អីនោះទេសូរ៉ូគីក៏សួរថាហើយបើអញ្ចឹងបើសិនបើគាត់ដោះលែងព្រះម្ចាស់ខេណូតតើព្រះម្ចាស់ខេណូតនឹងទៅណាព្រះម្ចាស់ខេណូតក៏បាននិយាយថាគាត់គឺនឹងទៅធ្វើសង្គ្រាមជាមួយនឹងឪពុករបស់គាត់នោះឯងសូរ៉ូគីក៏និយាយថាតើព្រះម្ចាស់ខេណូតទៅធ្វើសង្គ្រាមនៅរបៀបណាបើកងទ័ពរបស់ឪពុកគាត់នឹងគឺមានចំនួនច្រើនសន្ធឹកសន្ធាប់ព្រះម្ចាស់ទៅក៏គង់តែនឹងស្លាប់ដដែលព្រះម្ចាស់ខេណូតក៏ថាគាត់គឺមិនខ្លាចស្លាប់នោះទេគឺព្រះម្ចាស់ខេណូតនិយាយអញ្ចឹងសូរ៉ូគីក៏បាននិយាយថាមានមនុស្សជាច្រើនដែលបាននិយាយថាខ្លួនគឺមិនខ្លាចសេចក្តីស្លាប់តើតែពួកគេបានជួបប្រទះផ្ទាល់ជាមួយនឹងសេចក្តីស្លាប់ពេលពួកគេដឹងខ្លួនថាពួកគេនៅចង់រស់ហើយសូរ៉ូគីក៏បានដើរចូលទៅរកព្រះអង្គខេណូតនិងបានយាកណ្ដាប់ដៃរបស់គាត់នឹងវាទៅព្រះអង្គម្ចាស់ខេណូតឡើងប៉ើងសក់ហើយតែព្រះអង្គម្ចាស់ខេណូតគឺមិនបានសូម្បីតែព្រិចភ្នែកដែលភ្នែកមួយគូនឹងគឺវារំលឹកសូរ៉ូគីទៅកាន់សួរដែលនៅថ្ងៃនោះប្រសិនបើគាត់ទៅតាមសួរគាត់នឹងទទួលបានចម្លើយដើម្បីដោះស្រាយចម្ងល់គាត់តាំងពីយូរយារហើយនោះឯងគិតចុះគិតឡើងសូរ៉ូគីក៏បាននិយាយទៅកាន់ព្រះអង្គម្ចាស់ខេណូតថាគាត់នឹងជួយព្រះអង្គម្ចាស់ខេណូតដើម្បីទៅច្បាំងជាមួយនឹងស្ដេចស្វែននៅពេលនោះអាស្កាឡាតក៏បានទប់សំណើចលេងជាប់នឹងបានសើយោតែម្ដងដែលវាត្រូវចិត្តរបស់គាត់ខ្លាំងមែនទែនហើយគាត់ក៏បានដើរទៅកាន់ព្រះអង្គម្ចាស់ខេណូតនិងហុចដាវមួយទៅកាន់គាត់ហើយអាស្កាឡាតក៏បាននិយាយថារកណាគឺគាត់ជាអ្នកសម្លាប់អញ្ចឹងជីវិតរបស់គាត់អាស្រ័យទៅលើព្រះអង្គម្ចាស់ខេណូតហើយបើសិនបើព្រះអង្គម្ចាស់ខេណូតទុកឲ្យគាត់រស់គាត់សន្យាថានឹងជួយព្រះអង្គម្ចាស់ខេណូតទៅច្បាំងជាមួយនឹងស្ដេចស្វែនដោយភាពស្មោះស្ម័គ្រនិងព្រះអង្គម្ចាស់ខេណូតយល់គឺគាត់មិនបានធ្វើអីដល់អាស្កាឡាតទេហើយទីបំផុតអាស្កាឡាតសូរ៉ូហ្វីនសូរ៉ូគីលក៏ដូចជានឹងគ្នារបស់គាត់ក៏បានសម្រេចចិត្តដើរតាមព្រះអង្គម្ចាស់ខេណូតក្នុងគោលបំណងបណ្ដេញស្ដេចស្វែនចេញពីតំណែងស្ដេចនោះឯងនៅក្នុងអេពីសូតនេះគឺចាប់ត្រឹមនឹងឯងចង់ដឹងតើសាច់រឿងនៅអេពីសូតក្រោយបន្តទៅជាយ៉ាងណាជួបគ្នានៅវីដេអូក្រោយこの一命に変えてもどのみち水に流すしかねえだろうがសួស្តីទាំងអស់គ្នាតើយើងបន្តសាច់រឿងវិលានសាកាបន្តទៀតនៅពេលនេះទាំងអាស្កាឡាតសូរ៉ូគីលក៏ដូចជាសូរ៉ូហ្វីនគឺបានយល់ព្រមដើរតាមព្រះអង្គម្ចាស់ខេណូតដែរហើយដំណឹងមួយនេះផងដែរគឺបានលេចលឺទៅកាន់ Floki និង Floki គឺបានភ្ញាក់ផ្អើលមែនទែនដោយសារតែគាត់ទទួលបានសារថាព្រះអង្គម្ចាស់ខេណូតនឹងគឺបានស្លាប់នៅក្នុងសង្គ្រាមដែលបានធ្វើជាមួយនឹងសូរ៉ូគីលបាត់ទៅហើយប៉ុន្តែពេលនេះបែរជាលេចលឺដំណឹងថាសូរ៉ូគីលនឹងគឺបានដើរតាមព្រះអង្គម្ចាស់ខេណូតទៅវិញប៉ុន្តែពេលនោះព្រះអង្គម្ចាស់ខេណូតនឹងគ្នានឹងក៏បានបង្ហាញខ្លួននៅចំពោះមុខ Floki ហើយធ្វើឲ្យ Floki នឹងគឺនិយាយអីអត់ចាញ់ទេពេលនោះព្រះអង្គម្ចាស់ខេណូតក៏បានស្ដីឲ្យ Floki ដែរថាមិន Floki គឺឆ្លើយមែនទែនឃើញស្ដេចនៅចំពោះមុខហើយបែរជាមិនបង្ហាញការគោរពនៅពេលនេះព្រះអង្គម្ចាស់ខេណូតនឹងគ្នានឹងបានធ្វើដំណើរមកដល់ជំរំធំរបស់ស្ដេចស្វែនហើយនៅតាមផ្លូវទៅជួបស្ដេចស្វែនហ្នឹងព្រះអង្គម្ចាស់ខេណូតក៏បានប្រគល់ការងារទៅកាន់ក្រុមរបស់គាត់ដែរដែលព្រះអង្គម្ចាស់ថាសូរ៉ូគីលគឺបានធ្លាប់ក្បត់ជុំ Viking ម្ដងហើយអញ្ចឹងការងាររបស់សូរ៉ូគីលគឺទៅផ្សះផ្សាជាមួយនឹងមេទ័ពធំរបស់ជុំ Viking ទៅសូរ៉ូគីលលឺអញ្ចឹងត្រេកអរមែនទែនដោយសារតែការងារហ្នឹងគឺស្រួលណាគាត់បានទៅអង្គុយផឹកហ្វ្រីហើយធ្វើការទៀតហើយដោយសារតែអាស្កាឡាតមានសមត្ថភាពអាចយល់ដឹងពីមនុស្សបានដោយការមើលមុខអញ្ចឹងព្រះម្ចាស់ខេណូតបានឲ្យអាស្កាឡាតហ្នឹងទៅជួបស្ដេចជាមួយគាត់ក៏ដូចជាមើលមុខរបស់ស្ដេចស្វែនហើយធ្វើការសន្និដ្ឋានទាំងអស់គ្នាថាស្ដេចស្វែននឹងធ្វើអីតទៅទៀតនិងអាស្កាឡាតក៏បាននិយាយទៅកាន់ព្រះម្ចាស់ខេណូតដែរថាបងប្រុសរបស់ព្រះម្ចាស់ខេណូតហ្នឹងគឺនៅឆ្ងាយអំពីប្រទេសដាណាម៉ាកអញ្ចឹងនេះគឺជាឱកាសដ៏ល្អមួយដែលព្រះម្ចាស់ខេណូតហ្នឹងអាចរៀបចំផែនការសម្រាប់ស្ដេចស្វែនហើយនៅពេលដែលគ្មានស្ដេចអញ្ចឹងអំណាចទាំងអស់គឺនឹងធ្លាក់មកកាន់ព្រះម្ចាស់ខេណូតហ្នឹងឯងព្រះម្ចាស់ខេណូតក៏បានសន្យាដែរថាប្រសិនបើអំណាចធ្លាក់មកកាន់គាត់នឹងធ្វើឲ្យផែនដីនេះក្លាយទៅជាឋានសួគ៌នោះឯងありがたきお言葉 ដល់ពេលធ្វើដំណើរទៅជួបស្ដេចស្វែនហ្នឹងស្ដេចស្វែនបានហៅព្រះម្ចាស់ខេណូតក៏ដូចជាគ្នាឲ្យចូលមកជិតគាត់ប៉ុន្តែពេលនោះអាស្កាឡាតនិងសូរ៉ូហ្វីនក៏បានសង្កល់ដឹងដែរថានៅគ្រប់ជ្រុងនៃបន្ទប់មួយនេះគឺសុទ្ធសឹងតែជាកងទ័ពជុំ Viking ដែលប្រដាប់អាវុធពេញដៃនិងមិនសុវត្ថិភាពចំពោះព្រះម្ចាស់ខេណូតទេប៉ុន្តែព្រះម្ចាស់ខេណូតគឺមិនខ្លាចទេនឹងឲ្យគេទាំងពីរនេះមិនបាច់ធ្វើអីទេពួកគេក៏បានដើរចូលទៅក្នុងបន្ទប់មួយនោះហើយការដែលដើរទៅកាន់តែជិតព្រះម្ចាស់ស្វែនហ្នឹងហើយអាស្កាឡាតក៏នឹងបានឃើញទឹកមុខព្រះម្ចាស់ស្វែនហ្នឹងកាន់តែច្បាស់ផងដែរ王の顔がわかる顔を見ればそこでよい
ひざまずけ ក្រោយពីបានឃើញទឹកមុខរបស់ព្រះអង្គម្ចាស់ស្វែនអាស្កាឡាតហាក់ដូចជាចម្លែកចិត្តមែនទែននៅសតែទឹកមុខរបស់ស្ដេចហ្នឹងគឺហាក់ដូចជានឿយហត់និងចាស់ជរាខ្លាំងមែនទែនហើយស្ដេចស្វែនក៏បានសួរព្រះអង្គម្ចាស់ខេនុតរកវត្តមានរបស់រកណាដែរតែព្រះអង្គម្ចាស់ខេនុតក៏បាននិយាយថារកណាគឺបានស្លាប់បាត់ហើយពេលនោះស្ដេចស្វែនក៏បាននិយាយដែរថាព្រះអង្គម្ចាស់ខេនុតគឺបានផ្លាស់ប្ដូរហើយដែលវាមានត្រឹមតែរយៈពេលដ៏ខ្លីមួយតែព្រះអង្គម្ចាស់ខេនុតគឺហាក់ដូចជាមនុស្សថ្មីម្នាក់ចឹងហើយស្ដេចស្វែនក៏បានបន្ថែមដែរថាបុត្រាប្រុសរបស់គាត់រួចពីសេចក្តីស្លាប់អញ្ចឹងគាត់គួរតែធ្វើពិធីជប់លៀងមួយតែពេលនោះគាត់ក៏បានហៅព្រះអង្គម្ចាស់ខេនុតនឹងឲ្យដើរមកជិតគាត់បន្តិចហើយគាត់បានមើលឃើញទឹកមុខព្រះអង្គម្ចាស់ខេនុតកាន់តែច្បាស់ដល់ពេលនោះស្ដេចស្វែនក៏បាននិយាយដែរថាទឹកមុខរបស់ព្រះអង្គម្ចាស់ខេនុតគឺដូចទឹកមុខរបស់គាត់កាលពីនៅក្មេងអញ្ចឹងដែលគាត់កាលនៅក្មេងហ្នឹងស្ដេចស្វែនគឺបានមានបំណងក្នុងការសម្លាប់បិតាខ្លួនហ្នឹងដើម្បីទទួលបានមង្គតមួយដែលគាត់កំពុងតែពាក់នោះឯងតែគាត់បានថាបិតារបស់គាត់ហ្នឹងគឺជាមនុស្សដែលអត់ប្រយោជន៍លុះនៅពេលដែលគោលបំណងរបស់គាត់បានសម្រេចហ្នឹងគាត់ក៏ពិតជាទទួលបាននៅមង្គតរបស់គាត់បានពិតមែនប៉ុន្តែនៅពេលដែលគាត់បានពាក់មង្គតមួយហ្នឹងវាបានបង្ហាញគាត់ថាទ្រព្យសម្បត្តិនៅគ្រប់ទីកន្លែងនៅលើភពផែនដីនេះឲ្យតែគាត់ចង់បានគាត់នឹងអាចទទួលបានវាភ្លាមនេះហើយជាមូលហេតុដែលគាត់បានធ្វើសង្គ្រាមគ្រប់ទិសទីដើម្បីពង្រីកទឹកដីនោះឯងពេលនោះព្រះអង្គម្ចាស់ខេនុតក៏បានសួរទៅកាន់ស្ដេចស្វែនវិញដែរថាអញ្ចឹងវាមានន័យថាមង្គតមួយហ្នឹងគឺបានបញ្ជាស្ដេចឲ្យសម្លាប់គាត់មែនស្ដេចស្វែនក៏បាននិយាយដែរថាមានរឿងពីរដែលមង្គតតែងតែបញ្ជាស្ដេចឲ្យធ្វើគឺប្រើអំណាចរបស់គាត់ក៏ដូចជាបង្កើនអំណាចរបស់គាត់ហើយនៅពេលនេះផងដែរមង្គតមួយនេះគឺមិនត្រូវការព្រះម្ចាស់ខេនុតនោះទេហើយស្ដេចស្វែនក៏បានបញ្ជាកងទ័ពរបស់គាត់នឹងឲ្យមកឡោកគាត់គ្នារបស់ព្រះម្ចាស់ខេនុតពេលនោះស្ដេចស្វែនក៏បានឲ្យជំរឿសទៅកាន់ព្រះម្ចាស់ខេនុតដែរថាគាត់នឹងបកគោលដីមួយចំនួនឲ្យទៅកាន់ព្រះម្ចាស់ខេនុតហើយនឹងឲ្យព្រះម្ចាស់ខេនុតនឹងរស់នៅក្នុងទីនោះដោយសន្តិភាពទៅនឹងកុំរវីរវល់រឿងនយោបាយប្រទេសទៀតហើយបើសិនបើព្រះម្ចាស់ខេនុតមិនយល់ព្រមនឹងសំណើមួយនេះទេក៏នឹងសម្លាប់ព្រះម្ចាស់ខេនុតឥឡូវនឹងតែម្ដងពេលនោះព្រះម្ចាស់ខេនុតក៏បានសួរទៅកាន់ស្ដេចស្វែនថាមង្គតគឺកំពុងតែបញ្ជាឲ្យស្ដេចស្វែននឹងនិយាយអញ្ចឹងមែនមិនតែបាននិយាយអីទៀតផងអាស្កាឡាតក៏បានសុំកាត់ព្រះម្ចាស់ខេនុតដែរអាស្កាឡាតសុំលើកមតិមួយទៅកាន់ស្ដេចស្វែនដែរអាស្កាឡាតបាននិយាយថាព្រះម្ចាស់ខេនុតគឺជាមនុស្សតែម្នាក់ដែលបានធ្វើឲ្យទូរគីលនឹងចុះចូលមកខាងពួកគេហើយនេះគឺជាគុណសម្បត្តិដ៏ធំមួយសម្រាប់ព្រះម្ចាស់ខេនុតក្នុងការទទួលបានការអបអរសាទរចំពោះគាត់ក៏ដោយសារតែនៅពេលដែលទូរគីលចុះចូលមកខាងពួកគេប្រទេសអង់គ្លេសគឺគ្មានអ្នកការពារតទៅទៀតទេដូច្នេះស្ដេចស្វែនគឺនឹងឡើងគ្រប់គ្រងប្រទេសអង់គ្លេសបានទាំងមូលហើយចំពោះការសម្រេចបានដ៏ធំធេងមួយនេះរបស់ព្រះម្ចាស់ខេនុតប្រសិនបើការអបអរជំនួសដោយសេចក្តីស្លាប់មនុស្សមន្ត្រីនៅក្នុងរាមក៏ដូចជាប្រជារាស្ត្រនឹងមានការសង្ស័យមកកាន់ស្ដេចស្វែនមិនខានក៏ព្រោះតែព្រះម្ចាស់ខេនុតគឺមិនបានប្រព្រឹត្តកំហុសអីនោះទេលឺអញ្ចឹងស្ដេចស្វែនក៏បានសួរទៅកាន់អាស្កាឡាតដែរថាតើអាស្កាឡាតឈ្មោះអីអាស្កាឡាតក៏បានប្រាប់ឈ្មោះថាខ្លួនឈ្មោះអាស្កាឡាតស្ដេចស្វែនក៏បានសួរទៅកាន់អាស្កាឡាតម្ដងទៀតថាពាក្យថាអាស្កាឡាតប្រែថាការគ្រប់ដណ្ដប់ដោយផេះអញ្ចឹងវាគ្រាន់តែជារហស្សនាមប៉ុណ្ណោះប្រាប់ឈ្មោះដែលឪពុករបស់អាស្កាឡាតនឹងដាក់ឲ្យខ្លួនមកអាស្កាឡាតក៏បាននិយាយដែរថាឪពុករបស់គាត់នឹងគឺមិនបានដាក់ឈ្មោះគាត់ទេពេលនោះស្ដេចស្វែនក៏បាននិយាយថាប្រហែលជាអាស្កាឡាតនឹងជាកូនរបស់ទាសករណាមួយរបស់ឪពុកខ្លួនហើយលុះយ៉ាងអាស្កាឡាតគឺខឹងខ្លាំងមែនទែនតែសូម្បីតែសូរគីលនៅក្បែរនឹងក៏មិនដែលបានឃើញចំហាយដែលអាស្កាឡាតនឹងខឹងពីមុនមកចឹងដែរប៉ុន្តែពេលនោះស្ដេចស្វែនក៏បានយល់ព្រមជាមួយនឹងពាក្យសម្ដីរបស់អាស្កាឡាតដែរគឺស្ដេចស្វែននឹងរៀបចំពិធីដើម្បីប្រគល់រង្វាន់ក៏ដូចជាអបអរចំពោះការសម្រេចបានរបស់ព្រះម្ចាស់ខេនុតហើយនៅក្នុងយប់នោះផងដែរសូរគីលក៏បាននាំគ្នានឹងបង្កើតជាពិធីជប់លៀងមួយសម្រាប់ព្រះម្ចាស់ខេនុតហើយនៅក្នុងពិធីជប់លៀងហ្នឹងក៏មានបរិមម្នាក់ដែរដែលគ្មានពីណាគេធ្លាប់ឃើញគាត់ពីមុនមកទេសូរគីលក៏បានសួរដែរថាមួយក្មេងហ្នឹងជានរណាគេពេលនោះបរិមម្នាក់ហ្នឹងក៏និយាយប៉ុន្តែគ្រាន់តែឮសំឡេងរបស់បរិមម្នាក់ហ្នឹងគ្រប់គ្នាក៏បាននឹកឃើញមកដែរថាបរិមម្នាក់ហ្នឹងគឺជាលោកអាចារ្យគ្រីស្ទាននោះឯងតែពេលនេះគាត់បានកោពុកមាត់នឹងមានពីណាគេមើលស្គាល់ទេពេលនោះយើងក៏បានណែនាំមកស្គាល់បរិមម្នាក់ដែរដែលមានឈ្មោះថា Kenna ដែលគាត់ហ្នឹងគឺជាបងប្រុសរបស់ Rokna នោះឯងប៉ុន្តែអាស្កាឡាតក៏បានសម្គាល់ដឹងដែរថាអបិម្នាក់ហ្នឹងគឺដូចជាអត់សូវស្រួលប្រហែលទេកាត់មកខាងក្រៅទៀមស្រាវិញអាស្កាឡាតបានចេញមកក្រៅដោយសារគាត់ជឿនោមេនឹងបានឃើញសូរ៉ាហ្វីនហ្នឹងកំពុងតែវឹកហាត់ខ្វាច់តារបស់គាត់ទាំងដៃថៃរបស់គាត់ខាងស្ដាំហ្នឹងគឺបានបាក់នឹងទឹកដៃរបស់សូរ៉ាហ្វីនគឺអេមែនទេប៉ុន្តែពេលនោះគ្នារបស់អាស្កាឡាតដែលនៅសល់ហ្នឹងក៏បានមករកអាស្កាឡាតដែលគ្នារបស់អាស្កាឡាតទាំងបបាម៉ាហ្នឹងគឺនៅសល់តែ3នាក់ទេគឺ
គឺ Sorafin អាមួយផ្ទុះសេខួរក្បាលហើយនឹងប្អូនប្រុសរបស់គាត់ដែល Ali នឹងក៏បានមករក Askeladd និងសុំគាត់ទៅផ្ទះហើយគាត់ក៏សុំទោសដែរចំពោះការយកគំនិតទៅចាក់ Bijon ហើយគាត់សង្ឃឹមថា Bijon នឹងអាចជាសះស្បើយឆាប់រហ័ស Askeladd ក៏បានប្រាប់ដែរថា Bijon គឺមានរបួសជ្រៅណាស់គាត់មានពេលមិនច្រើននោះទេគិតមួយសន្ទុះ Askeladd ក៏បានបោះកង់ដៃមាសរបស់គាត់នឹងបកគលទៅឲ្យ Ali និងមានលក្ខខណ្ឌមួយចំពោះ Ali ថា Ali គឺមិនស័ក្តិសមក្នុងការកាន់ដាវតទៅទៀតទេ Ali គួរតែទៅបង្កើតកសិដ្ឋានចិញ្ចឹមចៀមយកប្រពន្ធមួយមានកូននិងចាស់ស្លាប់នៅលើគ្រែទៅហើយ Askeladd គឺមិនចង់ឃើញ Ali នឹងចូលមកធ្វើសង្គ្រាមម្ដងទៀតទេបើមិនបើគាត់ឃើញ Ali ចូលប្រយុទ្ធនៅក្នុងសង្គ្រាមម្ដងទៀតគាត់នឹងសម្លាប់ Ali ចោលឧទោបី Ali នឹងនៅខាងគាត់ក៏ដោយ Ali ក៏បាននាំមកប្រុសរបស់ខ្លួននឹងចាក់ចេញទៅដែលពេលនេះយើងបានឃើញមួយជ្រុងនៃទឹកចិត្តរបស់ Askeladd ដែរថា Askeladd ដែលធ្លាប់តែជោគជ័យកន្លងមកនេះជីវិតរបស់គាត់គឺឯកាខ្លាំងមែនទេក្នុងអេពីសូតទី20នឹងគឺចប់ត្រឹមហ្នឹងហើយជួបគ្នានៅអេពីសូតក្រោយបាយសួស្តីដល់គ្នាតោះយើងបន្តសាច់រឿងវិលានសាកាបន្តទៀតនៅក្នុងអេពីសូតនេះយើងបានដើរតាមបរិយាចំណេះម្នាក់ដែលពេលយើងបានធ្លាប់ស្គាល់គាត់ហើយគឺលោក Police ហ្នឹងហើយ Police ដែលបានខំស្វែងរក Sorafin គ្រប់ទីកន្លែងនៅពេលនេះគាត់ដូចជាមានរាងកាយចាស់មែនទែនហើយដោយសារតែការស្វែងរកមួយនេះគឺកន្លងអស់រយៈពេល11ឆ្នាំទៅហើយ11ឆ្នាំមកនេះគាត់បានដើរធ្វើជំនួញពីតំបន់មួយទៅតំបន់មួយក្រែងអាចស្វែងរកក្មួយប្រុសរបស់គាត់ឃើញនិងអាចនាំ Sorafin នឹងទៅឲ្យ Helga វិញតាមសន្យារបស់គាត់ចំណែកនៅក្នុងស្ថានភាពនៃសង្គ្រាមវិញដោយសារស្ដេច Dänemark វាយបានមួយភាគធំនៃតំបន់អឺរ៉ុបហើយម្ចាស់ប្រទេសដែលធ្វើសង្គ្រាមចាញ់គឺត្រូវបានដាក់លក់ជាទាសករជាច្រើនហូរហែគ្រប់ទីកន្លែងពលិបដែលខំធ្វើដំណើរមកទីនេះក៏ព្រោះតែគាត់គិតថាគាត់អាចនឹងរកឃើញ Sorafin នៅក្នុងចំណោមទាសករទាំងនោះឯងប៉ុន្តែអស់រយៈពេលជាច្រើនខែហើយគាត់នៅតែរក Sorafin មិនឃើញដដែលភ្លាមនោះក៏មានទូកងទ័ពព្រះអង្គម្ចាស់ Canute នឹងបានធ្វើដំណើរកាត់នោះហើយពលិបគ្រាន់តែបានឃើញមុខ Askeladd ភ្លាមគាត់ចំណាំបានផ្លេតថានេះជាចៅសមុទ្រដែលបានសម្លាប់សូហើយ Sorafin ក៏បានបាត់ខ្លួនទៅជាមួយគាត់ម្នាក់ដែរដែលពេលនេះ Police ហាក់ដូចជាមានសង្ឃឹមឡើងវិញបន្តិចហើយក្រោយពីបានឃើញមុខ Askeladd ងាកមកខាងលើទូកវិញ Askeladd បានប្រាប់ព្រះអង្គម្ចាស់ Canute ដែរថាថ្ងៃស្អែកនេះគឺជាការប្រគល់រង្វាន់របស់ស្ដេចហើយស្ដេចអាចនឹងប្រគល់ទឹកដីខ្លះឲ្យមកកាន់ព្រះអង្គម្ចាស់ Canute ដែរហើយប្រសិនបើព្រះអង្គម្ចាស់ Canute នឹងមិនព្រមយកទេស្ដេចអាចនឹងយកវាធ្វើជាលេសហើយព្រះអង្គម្ចាស់ Canute នឹងគឺចង់បះបោរម្ខានប៉ុន្តែពេលហ្នឹងក៏មានឃាតករម្នាក់បានលួចធ្វើឃាតព្រះអង្គម្ចាស់ Canute ដោយបានបាញ់ស្នាមកគ្រាប់មកចំព្រះអង្គម្ចាស់ Canute ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលពេញកន្លែងហ្នឹងឯងប៉ុន្តែឃាតករនោះក៏បានរត់ទៅប្រទេសជាមួយនឹង Sorafin ហើយក៏ត្រូវ Sorafin នឹងវារហូតធ្លាក់ទៅដល់កន្លែងដែលលោក Police នឹងនៅប៉ុន្តែដំបូងឡើយហ្នឹង Police និង Sorafin គឺមិនបានចំណាំគ្នានោះទេក៏ដោយសារតែ Sorafin គឺបានបែកតាំងតែពីទូចហ្នឹងឯងគ្រាន់តែថា Sorafin គឺធ្លាប់វាយឈ្នះ Sorake ពីមុនអញ្ចឹងឈ្មោះរបស់គាត់ហ្នឹងក៏មិនអន់ប្រហែលដែរហើយក៏ត្រូវបានគេកោតសរសើរនិងនិយាយឈ្មោះគាត់ទើបធ្វើឲ្យលោក Police ចាំ Sorafin បានវិញហើយនៅក្នុងពេលនេះពូក្មួយក៏បានជួបគ្នាតតែបានគ្រាន់តែថាពេលនេះ Sorafin គឺមិនមានបំណងទៅជាមួយ Police វិញទេគាត់គឺគិតតែប្រកាន់ជាមួយនឹងការសងសឹករបស់គាត់ប៉ុណ្ណោះរីឯ Leaf ក៏មិនអាចធ្វើអ្វីបានក្រៅពីភ្ញាក់ផ្អើលចំពោះការផ្លាស់ប្ដូររបស់ Sorafin ដែរដោយខ្លួនមិនដឹងទេថា Sorafin បានឆ្លងកាត់ភ្លើងសង្គ្រាមនៅរੂអ្វីខ្លះទេទើបបានជាគាត់ខ្លាយទៅជាបែបនេះ Leaf ក៏បានស្រាយតា Sorafin ថាគាត់នឹងមិនទៅណាទេហើយគាត់នឹងនៅទីក្រុងមួយនេះរហូត Sorafin បដូរចិត្តទៅជាមួយគាត់វិញចំពោះខាងព្រះអង្គម្ចាស់ Canute វិញក៏ត្រូវបានជួយសង្គ្រោះដែលពេលនោះអ្នកជួយសង្គ្រោះនឹងបានវះអាវរបស់គាត់ក៏ស្រាប់តែបានឃើញថាព្រះអង្គម្ចាស់ Canute នឹងគឺជាស្រីសោះនឹងនាំគ្នាស្រីមើលតែការគិតគឺមិនដូចការពិតទេការពិតនឹងគឺថា Askeladd បានប្រែងអ្នកមើលសោះ Askeladd គឺបានរកទាសករម្នាក់ដែលស្តីនឹងព្រះអង្គម្ចាស់ Canute មកជំនួសហើយគាត់បានជួលឃាតករឲ្យមកធ្វើឃាតព្រះអង្គម្ចាស់ Canute តាមផ្លូវគាត់បានរៀបចំឈុតឆាកនេះឡើងមកក្នុងគោលបំណងបង្កើតពាក្យចចាមអារាមឲ្យជនជាតិនិងកងទ័ពសង្ស័យនឹងលេងទុកចិត្តស្ដេចស្វែងបន្តទៀតនោះឯងមិនតែប៉ុណ្ណោះទេ Askeladd ក៏បានដឹងផងដែរថាមានជនបង្កប់របស់ស្ដេចនឹងកំពុងតែនៅជិតខ្លួនរបស់ពួកគេគឺបងប្រុសរបស់រកណា Askeladd ក៏លេងល្ខោនមកតង់ទៀតដោយបាននិយាយអំពីផែនការពួកគេទាំងអស់ឲ្យកាណាស្ដាប់ហើយបន្ទាប់ពីដឹងផែនការរបស់ Askeladd អស់ហើយកាណានឹងយកព័ត៌មានទាំងអស់យកទៅប្រាប់ស្ដេចស្វែងនោះឯងហ
ហើយព្រោះតែពាក្យរបស់ជនបង្កប់ស្ដេចគាត់នឹងជឿ 100% តែមិនហើយពាក្យចចាមរាមនឹងដំណឹងទាំងនេះអាចធ្វើឲ្យស្ដេចផ្អាកសកម្មភាពក្នុងផែនការរបស់គាត់មិនខាននិយាយទៅតួអង្គអាស្កាឡានេះបើធ្វើតេស្តវិញ IQ ប្រហែល 1000 កាត់មកផ្នែកកំសត់ប្រចាំភាគនេះម្ដងវាចង់ក្រោយពីត្រូវរបួសការពីធ្វើសង្គ្រាមជាមួយនឹងសរគីតមកគាត់គឺមិនមានពេលច្រើនទៀតនោះទេហើយបើគាត់នៅតែបន្តដេកនៅក្នុងជំងឺនេះតទៀតគាត់គឺមិនអាចស្លាប់ហើយទៅកាន់ហាវ៉ាហាឡាបានទេព្រោះគាត់មិនបានស្លាប់នៅក្នុងសង្គ្រាមនោះឯងតែបានជាគាត់ណាត់អាស្កាឡាតនិងសុំប្រយុទ្ធជាមួយអាស្កាឡាតមួយស្មើដើម្បីបានស្លាប់នៅក្នុងការប្រយុទ្ធវាក្រនជាងដេកស្លាប់នៅលើគ្រែអាស្កាឡាតក៏បានយល់ព្រមផងដែរព្រោះថ្ងៃនោះគាត់ក៏បានសន្យាប្រកួតមួយស្មើជាមួយនឹង Sorafin ផងដែរថ្ងៃសន្យាក៏បានមកដល់ 悪いなトロフィー មុនពេលចាប់ផ្ដើម Bijon ក៏បានសួរទៅកាន់ Askalat ចោលថាគ្រប់គ្នាដែលរួមសុខរួមទុក្ខជាមួយនឹង Askalat កន្លងមកបានស្លាប់អស់ហើយ Bijon ខ្លួនឯងក៏កំពុងតែជិតស្លាប់ទៀតផងនៅពេលដែលគ្រប់គ្នាស្លាប់អស់បែបនេះតើ Askalat មិនឯកាទេឬហើយ Bijon ក៏បានរត់ទៅប្រយុទ្ធជាមួយនឹង Askalat ហើយត្រូវ Askalat ចាក់គាត់ចំទ្រូងដែរមុននឹងដៃខ្យល់ Bijon ក៏បានសុំធ្វើជាមិត្តភក្តិរបស់ Askalat ជាលើកចុងក្រោយព្រោះកន្លងមកពួកគេគ្រាន់តែជាចៅវាយនេះនិងកូនចៅប៉ុណ្ណោះហើយ Askalat វិញស្ទើរតែបែកទ្រូងទៅហើយនឹងបានយល់ព្រមផងដែរថា Bijon គឺជាមិត្តភក្តិតែម្នាក់គត់ដែលគាត់មាន Askalat ក៏បានបញ្ចប់គាត់នៅក្នុងពេលនោះទៅしまったすぐ楽にアスラッドあんたと友達お前は俺のたった一人の送ってくれអេពីសូតទី22មានត្រឹមប៉ុណ្ណេះឯងជួបគ្នានៅអេពីសូតក្រោយក្រោយពីបានប្រកួតនឹងសម្លាប់មិត្តភក្តិសម្លាញ់តែមួយក៏របស់ខ្លួនរួចហើយអាស្កាឡាតគឺមិនបានបង្ហាញពេលវេលាច្រើននោះទេគឺវាដល់ពេលដែលត្រូវប្រកួតជាមួយនឹង Sorafin វិញម្ដងនៅពេលនេះគឺអាស្កាឡាតរៀងមើលបន្តិចដែរហើយក៏បានឲ្យ Sorafin នឹងឆាប់ហក់ចូលមកហើយការប្រកួតមួយនេះព្រះអង្គម្ចាស់ Kenneth គឺជាអ្នកដឹងឮដូច្នេះគាត់គឺមិនខ្វល់ថានរណាឈ្នះទេគាត់នឹងបញ្ឈប់ការប្រកួតមុននឹងមាននរណាម្នាក់ស្លាប់ពេលនេះ Sorafin ក៏បានសង្កល់ទឹកមុខរបស់អាស្កាឡាតដូចជាខុសប្លែកពីការប្រកួតមុនក៏ដោយសារតែអាស្កាឡាតពេលនេះគឺមានអារម្មណ៍សូវល្អនោះឯងហើយដោយសារតែឃើញ Sorafin គិតយូរពេកមិនព្រមវាប្រហារគាត់អាស្កាឡាតក៏បានបោះដាវរបស់គាត់ចោលតែម្ដងនិងបាននិយាយឌឺដងទៅកាន់ Sorafin ឲ្យ Sorafin ចូលមកហើយដូចរាល់ដងដែរ Sorafin ក៏បានរត់ចូលទៅរកអាស្កាឡាតប៉ុន្តែក៏ត្រូវអាស្កាឡាតចាប់ក្បាច់ប្រយុទ្ធបាននិងបានបលះ Sorafin ដាក់យោឡើងប៉លមុខ Sorafin ឲ្យさっきのやつ癖から何からアーシェラッドに見抜かれてらああ決闘の理由はហើយវាមិនមានអីចម្លែកទេតែសារតែអាស្កាឡាតនិង Sorafin ហ្នឹងគឺធ្លាប់បានប្រកួតជាមួយគ្នាជាច្រើនដងមកហើយអញ្ចឹងអាស្កាឡាតក៏បានស្គាល់ពីទម្លាប់ប្រយុទ្ធរបស់ Sorafin ខ្ទេចខ្ទីដែរនិងមិនចាំបាច់ប្រើដាវក៏អាចយកឈ្នះ Sorafin បានយ៉ាងងាយស្រួលផងដែរក្រោយពីវាយ Sorafin ឆ្អែតឆ្អន់ហើយអាស្កាឡាតក៏បានប្រាប់ពីចំណុចខ្សោយរបស់ Sorafin ថា Sorafin គឺមិនដែលរៀនពីកំហុសខ្លួនឯងទេរាល់ការប្រកួតទាំងអស់អាស្កាឡាតតែងតែធ្វើឲ្យ Sorafin ខឹងនិងបានបាត់បង់លំនឹងបន្ទាប់មក Sorafin នឹងចាញ់គ្រប់ការប្រកួតរបស់គាត់នោះឯងអាស្កាឡាតគាត់ក៏បានសារភាពផងដែរថាគាត់គឺពិតជាស្អប់អ្នកចម្បាំងខ្លាំងមែនទេជាពិសេសគឺពួក Viking នេះតែម្ដងហើយគាត់ក៏បានបន្តថាចំពោះបុរសដំបូងគេបង្អស់ដែលគាត់បានសម្លាប់នោះគឺជាអ្នកចម្បាំងដ៏ខ្លាំងមួយរូបហើយបុរសម្នាក់នោះគឺជាឪពុករបស់គាត់នោះឯងគ្រប់គ្នាគឺភ្ញាក់ផ្អើលនឹងរឿងនឹងមែនទេអាស្កាឡាតក៏បាននិយាយអំពីប្រវត្តិរបស់គាត់ឲ្យយើងដឹងជាលើកដំបូងផងដែរថាកាលពីគាត់នៅទូចម្ដាយរបស់គាត់នឹងគឺមានជំងឺមិនអាចធ្វើការចិញ្ចឹមជីវិតបានទេដូច្នេះគាត់គឺជាមនុស្សតែម្នាក់ដែលមើលថែម្ដាយរបស់គាត់ហើយអាស្កាឡាតគឺជាអ្នកធ្វើការនៅក្នុងរោងជាងដែកមួយកន្លែងនិងពីមួយថ្ងៃទៅមួយថ្ងៃខ្លួនប៉ារបស់គាត់នឹងតែងតែត្រូវគ្របដណ្ដប់ទៅដោយថេះ
ទើបបានជាគេហៅគាត់ថា Ascalad ដែលវាមានន័យថាគ្របដណ្ដប់ទៅដោយផេះនោះឯងហើយម្ដាយរបស់គាត់គឺជាស្រីស្នេហ៍របស់មេទ័ពដ៏ខ្លាំងក្លាម្នាក់ឈ្មោះ Olaf ប៉ុន្តែក្រោយពីនាងធ្លាក់ខ្លួនឈឺមកឪពុករបស់គាត់តែងតែចាត់ទុកនាងដូចជាសត្វធាតុអញ្ចឹងនិងបានបោះបង់នាងចោលរីឯ Olaf វិញក៏មាននូវកូនប្រុសជាមួយនឹងប្រពន្ធស្របច្បាប់របស់គាត់នឹងជាច្រើនអ្នកដែរហើយដោយធ្វើសង្គ្រាមជាមួយគាត់គ្រប់ទិសទីដោយគាត់មិនបានដឹងទេថាខ្លួនបានបន្សល់ទុកនូវកូនម្នាក់ដែលលំបាកវេទនាខ្លាំងប៉ុណ្ណាទេនោះនៅកំឡុងពេលមើលថែម្ដាយរបស់ខ្លួននោះនាងតែងតែនិយាយអំពីរឿងទំនាយរបស់ស្ដេចអាតូរីដដែលពីមួយថ្ងៃទៅមួយថ្ងៃរហូត Ascalad ជឿអំពីរឿងមួយនោះថាស្ដេចអាតូរីនឹងកើតឡើងមកហើយផ្លាស់ប្ដូរពិភពលោកមួយនេះឲ្យក្លាយទៅជាកន្លែងដ៏បរិសុទ្ធមួយអញ្ចឹងបានជាខ្លួនស្ម័គ្រចិត្តដើរតាមព្រះម្ចាស់ Kenneth នោះឯងដោយគិតថាព្រះម្ចាស់ Kenneth គឺជាស្ដេចអាតូរីនៅក្នុងទំនាយមួយនោះថ្ងៃមួយជំងឺរបស់ម្ដាយក៏រើឡើងនាងក៏បានបង្វែងដើរទៅជួប Olaf ដោយចៃដន្យដោយច្រឡំថា Olaf គឺជាស្ដេចអាតូរីហើយ Olaf ក៏បានដកដាវបំរុងនឹងសម្លាប់នាងទៅហើយឃើញអញ្ចឹង Ascalad ក៏បានទាញដាវមួយចូលទៅរកសម្លាប់ Olaf ដើម្បីជួយម្ដាយរបស់ខ្លួននិងគាត់បានចម្លើយចិត្តមែនទែនក៏ព្រោះតែខ្លួនគឺមិនដែលបានកាន់ដាវសំបីម្ដងទេប៉ុន្តែគាត់ហាក់ដូចជាអាចប្រើដាវបានយ៉ាងស្ទាត់ជំនាញនិងគាត់បានដឹងភ្លាមថាវាគឺជាទេពកោសល្យដែលបានពីជាមកពុករបស់ខ្លួននោះឯង剣は俺の手によく馴染んだ。どう振ればいいのか分かっていた。俺の体に目の前のくせえ話さ。涙が出るぜ。Olaf ក្រោយពីឃើញថ្វីដៃរបស់ Ascalad ហើយគាត់ក៏បានសួរនឹងដឹងថា Ascalad គឺជាកូនរបស់គាត់និងគាត់បានព្រមទទួលឲ្យ Ascalad នឹងចូលទៅវឹកហាត់ដើម្បីក្លាយទៅជាកូនប្រុសពេញសិទ្ធិរបស់គាត់ម្នាក់ពីមួយថ្ងៃទៅមួយថ្ងៃ Ascalad តែងតែខិតខំប្រឹងប្រែងហាត់បង្កើតទំនាក់ទំនងជាមួយនឹងបងប្រុសទាំងអស់របស់គាត់និងតែងតែធ្វើឲ្យឪពុកចាប់អារម្មណ៍មកកាន់ខ្លួនកន្លងអស់រយៈពេល2ឆ្នាំគ្រប់គ្នាក៏បានទទួលស្គាល់ថាគាត់គឺជាកូនម្នាក់របស់ Olaf យប់មួយ Ascalad ក៏បានលបលួចចូលទៅសម្លាប់ឪពុកខ្លួនដែលកំពុងតែដេកលក់ហើយការសម្លាប់មួយនេះ Ascalad បានប្រើដាវរបស់កូនប្រុសម្នាក់ដែលមិនសូវចោះសម្រុងជាមួយនឹងឪពុកខ្លួនគឺដើម្បីទម្លាក់កំហុសឲ្យកូនប្រុសម្នាក់នឹងត្រូវបានកូនប្រុសឯទៀតលែងចោះសម្រុងគ្នានិងសម្លាប់គ្នាទៅវិញទៅមកនោះឯងដែលវាធ្វើឲ្យ Ascalad ពេញចិត្តស្ដោកតែម្ដងដែលរឿងទាំងមូលនេះ Ascalad ក៏ចង់ប្រាប់ Thorfinn ថាគាត់គឺស្អប់ឪពុកខ្លួនណាដោយទៅនឹង Thorfinn ស្អប់គាត់ដែរប៉ុន្តែគាត់ប្រើរយៈពេលត្រឹមតែ2ឆ្នាំប៉ុណ្ណោះគាត់អាចសម្លាប់អ្នកដែលគាត់ស្អប់បានដោយឡែក Thorfinn វិញប្រើរយៈពេលរហូតដល់ទៅ10ឆ្នាំហើយនៅតែមិនអាចសម្លាប់គាត់បានទៀត Ascalad ក៏បាន deal Thorfinn ថា Thorfinn គឺជាមនុស្សល្ងងម្នាក់ដែលបោះបង់អ្វីគ្រប់យ៉ាងហើយខំប្រឹងធ្វើរឿងដែលឥតប្រយោជន៍មួយនេះប្រៀបដូចជាសត្វឆ្កែរត់តាមអាហារដូច្នោះដែរចុកសាហាវThorfinn ក្រោយពីពិចារណាពាក្យរបស់ Ascalad និងគិតពីទង្វើរបស់ខ្លួនកន្លងមក Thorfinn ហាក់ដូចជាស្ទាក់ស្ទើរក្នុងចិត្តមិនដឹងថាខ្លួនធ្វើត្រូវឬកំពុងធ្លាក់ទៅក្នុងនរកនោះទេនៅក្នុងអេពីសូតនេះមានត្រឹមប៉ុណ្ណឹងជួបគ្នាក្នុងអេពីសូតក្រោយនៅថ្ងៃនេះដល់ពេលដែលស្ដេចធ្វើការប្រគល់រង្វាន់ទៅកាន់មន្ត្រីរបស់គាត់និងព្រះម្ចាស់ Kenneth ហើយនៅពេលដែលស្ដេចមិនទាន់យាងមកដល់នឹងមន្ត្រីធំទាំងអស់គឺកំពុងតែជជែកគ្នាអំពីពាក្យចចាមអារាមថ្ងៃមុននិងពួកគេមិនដឹងទេថាវាជាការពិតឬក៏អត់រីឯ Thorfinn ក្រោយពីត្រូវ Ascalad វាឡើងចាស់ដៃហើយថែមទាំងគាត់មានរបួសជាប់ខ្លួនទៀតហើយថែមទាំងត្រូវ Ascalad វាឈឺផងដែរនោះក៏ដូចជាវែងទិសដៅមិនដឹងថាត្រូវធ្វើអីទៀតទេហើយមើលឃើញគេនឹងច្រឡំ Ascalad ពេញនឹងត្រូវគេព្រួតវាយប៉ុន្តែវាមិនឈ្នះ Thorfinn ទេតែរសារតែបករឿងច្រើនដងពេកហ្នឹងក៏ត្រូវទៅហ៊ានល្បាតចិត្តនឹងចាប់គាត់យកទៅឃុំឃាំងពេលនោះ Liz ក៏បានចូលទៅរក Thorfinn ដើម្បីបញ្ចុះបញ្ចូលគាត់ឲ្យត្រឡប់ទៅផ្ទះវិញគ្រាន់តែគាត់ខំនិយាយយ៉ាងណាក៏ Thorfinn នៅតែមិនព្រមត្រឡប់ទៅវិញឡើយLiv ក៏បានរំលឹកអំពី Thor ថា Thor គឺខំរត់គេចពីសង្គ្រាមស្វែងរកទឹកដីណាដែលមានភាពល្អសម្រាប់ពួកគេរស់នៅនិង Thor ក៏បានរកឃើញនៅទឹកដី Vinland ដែរអញ្ចឹងប្រសិនបើគាត់រស់នៅគាត់នឹងធ្វើដំណើរទៅទីនោះមិនខានឡើយហើយ Liv ក៏បាននិយាយថាគាត់គឺបានសន្យាដោយកិត្តិយសទៅកាន់ Thor ថាគាត់នឹងនាំ Thorfinn ទៅផ្ទះវិញឲ្យទាល់តែបានដែលវាធ្វើឲ្យភ្នែក Thorfinn មានពន្លឺវិញបន្តិចហើយនៅពេលនោះស្ដេចក៏យាងមកដល់និងស្ដេចបានប្រកាសអំពីសមិទ្ធផលផ្សេងជាច្រើនដែលពួកគេបានធ្វើនិងជាពិសេសគឺជោគជ័យរបស់បុត្រា Kenneth របស់ខ្លួន
និងស្ដេចស្វែនបានប្រកាសប្រគល់ទឹកដីមើសាយដែលជាទឹកដីមួយដ៏រីកចម្រើនរបស់ប្រទេសនេះឲ្យទៅ Canute និងបានឲ្យសូរ៉ាគីលចាំបម្រើព្រះអង្គម្ចាស់ Canute តទៅលើអញ្ចឹងខាងក្រៅរបស់ Ascalad ធម្មតាទេប៉ុន្តែនៅក្នុងចិត្តរបស់គាត់គឺកំពុងតែពុះកជ្រោខ្លាំងមែនទែនព្រោះតែស្ដេចនឹងបានដើរតាមគម្រោងរបស់គាត់ទាំងអស់តែម្ដងប៉ុន្តែភ្លាមនោះស្ដេចក៏បានលើកឡើងអំពីប្រទេសមួយតែมันបានបង្ហាញការគោរពរបស់ពួកគេនឹងមកកាន់ស្ដេចប្រទេសដាណឺម៉ាកទេនិងថែមទាំងបានបដិសេធសម្ដៅរបស់ស្ដេចដល់ទៅ2ដងទៀតហើយស្ដេចក៏មានគម្រោងវាយប្រហារប្រទេសដ៏ឆ្លើយមួយនេះផងដែរនៅខែក្រោយដោយប្រទេសមួយនោះគឺជាប្រទេស Wales មួយលឺស្ដេចនិយាយបែបនេះ Ascalad គឺកាំងជាខ្លាំងដែល Ascalad និងខួររបស់គាត់នឹងចាប់ផ្ដើមស្វែងរកដំណោះស្រាយចង់ផ្ទុះហើយប៉ុន្តែពេលនោះ Floki ក៏បានសម្គាល់រួចក៏បានយកវាទៅប្រាប់ស្ដេចស្វែនដោយគិតថា Ascalad គឺពិតជាមានទំនាក់ទំនងអ្វីមួយជាមួយនឹងប្រទេស Wales មិនខានហើយវាអាចជាចំណុចខ្សោយរបស់ Ascalad ផងដែរគួយនឹងសូរ៉ាគីក៏បានសួរទៅកាន់ Ascalad ថាការពីច្បាំងជាមួយគាត់នឹងប្រទេស Wales គឺបានជួយសង្គ្រោះ Ascalad ទាំងដែលព្រះអង្គម្ចាស់ Canute និង Ascalad គឺជាជនជាតិដែនហើយក៏សួរថាហេតុអី Ascalad ក៏បានប្រាប់ត្រង់ថាភ្នូររបស់ម្ដាយរបស់គាត់គឺនៅទីនោះប្រទេស Wales គឺជាប្រទេសកំណើតរបស់គាត់នោះហើយពេលហ្នឹងវាក៏ដល់ពេលដែលអ្នកប្រកាសហៅឈ្មោះ Ascalad ដើម្បីទទួលរង្វាន់ផងដែរ俺ってやつはどうしてこう土壇場の隙がないのかねពេលនេះដល់ពេលដែល Ascalad ឡើងទទួលរង្វាន់ពីស្ដេចចំពោះការខិតខំប្រឹងប្រែងការពារបុត្រាស្ដេចឲ្យមានសុវត្ថិភាពប៉ុន្តែព្រោះតែសម្គាល់ដឹងថា Ascalad អាចមានទំនាក់ទំនងជាមួយនឹងប្រទេស Wales ស្ដេចស្វែនក៏បាននិយាយថាស្ដេចនឹងប្រគល់ការឈ្លានពានប្រទេស Wales ឲ្យទៅ Ascalad ដឹកនាំនិងស្ដេចបាននិយាយថាគាត់ទុកចិត្ត Ascalad ថាអាចសម្រេចកិច្ចការមួយនេះប៉ុន្តែនឹកស្មានមិនដល់ថា Ascalad ក៏ហ៊ាននិយាយបញ្ចុះបញ្ចូលឲ្យស្ដេចពិចារណាឡើងវិញអំពីគំនិតមួយនេះព្រោះតែការធ្វើសង្គ្រាមជាមួយនឹងប្រទេសដ៏តូចមួយនេះគឺមិនមានផ្លែផ្កាអ្វីចំពោះកងទ័ពនិងប្រទេសដាណឺម៉ាកទេពេលនោះមន្ត្រីជាច្រើនក៏លាន់មាត់សរសើរ Ascalad ដែរថាពិតជាហ៊ានមែនទែនគឺហ៊ានជំទាស់ជាមួយនឹងផែនការស្ដេចពេលនោះស្ដេចស្វែនក៏បានឲ្យ Ascalad បញ្យល់គាត់ថាហេតុអីហើយ Ascalad ក៏បញ្យល់ថាប្រទេស Wales គឺជាប្រទេសដែលគ្មានជីជាតិទេធនធានធម្មជាតិក៏មិនសូវមានដែរបាននិយាយអំពីទីតាំងភូមិសាស្ត្រវិញសម្បូរទៅដោយភ្នំចោតបើចូលធ្វើសង្គ្រាមជាមួយប្រទេសនេះមិនទាន់ទាំងច្បាំងផងគឺវាពិបាកបាត់ទៅហើយអញ្ចឹងជំនួសដោយការធ្វើសង្គ្រាម Ascalad គឺស្ម័គ្រចិត្តចូលខ្លួនទៅចរចាជាមួយនឹងស្ដេចនៃប្រទេសមួយនេះជំនួសឲ្យស្ដេចស្វែននិងគាត់សន្យាថាគាត់នឹងអូសទាញប្រទេស Wales ឲ្យចោះចូលជាមួយនឹងប្រទេសដាណឺម៉ាកស្ដេចស្វែនក៏បាននិយាយថាប្រទេសដាណឺម៉ាកដូចជារណបប្រទេសនេះពេកហើយតែ Ascalad បានថាវាជាការបង្ហាញពីការសន្តោសរបស់ស្ដេចទៅកាន់ពួកគេទៅវិញទេសូរ៉ាគីលនិងមន្ត្រីដទៃទៀតពិតជាសរសើរជាមួយនឹងការដោះស្រាយរបស់ Ascalad នឹងមែនទេតែយើងកាត់មកខាង Sorafin បន្តិចទីបំផុត Sorafin ក៏បានសម្រេចចិត្តទៅជាមួយនឹង Pulif វិញហើយ Leaf គឺពិតជាសប្បាយចិត្តណាស់ដែលអាចនាំ Sorafin ត្រឡប់ទៅភូមិវិញប៉ុន្តែពេលនោះSorafin ក៏បានមើលទៅកាន់សត្វស្លាបមួយដែលទុំនៅជិតនោះដែលវាបង្ហាញអំពីសេរីភាពហើយសត្វស្លាបនោះក៏ហើរចេញទៅវាមានន័យថាជាការចាប់ផ្ដើមអនាគតថ្មីដែល Sorafin គួរតែត្រឡប់ទៅជាមួយនឹង Pulif វិញធ្វើអ្វីដែលជា Sorafin ខ្លួនឯងប៉ុន្តែគំនិតរបស់ Sorafin ដែលបានចងគំនុំជាមួយនឹង Ascalad ដល់សែនយូរវាមានកម្លាំងខ្លាំងជាងអនាគតថ្មី Sorafin ក៏បានបដិសេធជាមួយនឹងសេរីភាពមួយនេះនិងបានរត់ទៅរកអតីតកាលវិញដដែលនឹងលពូលីសងាកមកវិញគឺបាត់ Sorafin ប៉ុន្តែគឺវាយឺតពេលទៅហើយគាត់មិនអាចរក Sorafin ឃើញទេត្រឡប់មក Ascalad វិញក្រោយពីនិយាយអំពីគំនិតជំទាស់ផែនការស្ដេចហើយស្ដេចស្វែនក៏បានដើរមករក Ascalad និងបាននិយាយថានេះគឺពិតជាមន្ត្រីដ៏ស្មោះត្រង់ម្នាក់ដែលស្ដេចគួរតែមាននៅជិតខ្លួននិងបានបង្អង់ខ្លួនទៅជិត Ascalad ស្ដេចស្វែនបាននិយាយតិចទៅកាន់ Ascalad ថារវាងប្រទេស Wales និងព្រះអង្គម្ចាស់ Canute Ascalad គឺរើសមួយទៅហើយប្រសិនបើ Ascalad យកក្បាលព្រះអង្គម្ចាស់ Canute មកឲ្យគាត់ប្រទេស Wales នឹងមានសេរីភាពហើយ Ascalad ផ្ទាល់ក៏អាចចូលរួមនៅក្នុងការគ្រប់គ្រងរបស់ស្ដេចបានដែរមិនទាន់បានឆ្លើយផងស្ដេចស្វែនក៏បានបន្តទៀតថាយើងដឹងហើយថាម្ដាយរបស់ឯងគឺជាទីសកលហើយឯងព្យាយាមការពារប្រទេស Wales យើងក៏អាចទីដឹងថាផលិតផលតែមួយគត់ដែលប្រទេស Wales ផលិតគឺជាទីសកលឬស្ដេចទីលប្រទេសនឹងមិនឲ្យខ្លួនអញ្ចឹង Ascalad ក៏បានទះដៃរបស់ស្ដេចស្វែនចេញពីលើស្មារបស់គាត់និង Ascalad បាននិយាយថាអញធ្វើមកឯណាហើយមិនសំពាក់មកគាត់នឹងទេគាត់និយាយអញ្ចឹងបើធ្វើឲ្យអ្នកគ្រប់គ្នានឹងគឺកាំងជាលើកទី1 Ascalad ក៏បាននិយាយគំរាមទៅកាន់កងទ័ពថាកុំឲ្យចូលមកព្រោះស្ដេចគឺនៅចិត្តដាររបស់គាត់ណាពេលនោះ Ascalad ក៏បានសម្លឹងទៅកាន់ព្រះអង្គម្ចាស់ Canute ដែរនៅ Ascalad បានភ្ជង់ដាវទៅកាន់ស្ដេចស្វែនស្ដេចក៏ថាឲ្យ Ascalad នឹងដកដាវចេញទៅគាត់នឹងអត់អោនឲ្យ
ប៉ុន្តែសាឡាក៏បានតបវិញថាវាតិចតួចណាស់សម្រាប់អ្នកដែលមើងងាយគ្រួសារនិងប្រជាជនរបស់គាត់ស្ដេចស្វាយនេះគឺសំតែស្លាប់មួយមុខគត់ស្ដេចក៏ថាឈប់ឥឡូវគឺនៅទាន់ពេលអាស្កាឡាតប៉ុន្តែអាស្កាឡាតក៏បាននិយាយថាគាត់គឺមិនមែនឈ្មោះអាស្កាឡាតគ្រាន់តែជាឈ្មោះក្រៅរបស់គាត់ប៉ុណ្ណោះឈ្មោះពិតដែលម្ដាយរបស់គាត់ដាក់ឲ្យនោះគឺអាណតដាច់ទេយ៉ាងខ្លួនឯងទៅ 루키우스 아르토리우스 카스투스 ដែលគាត់នេះហើយគឺទៅផ្សារសំជាស្ដេចគ្រប់គ្រងទឹកដីមួយនេះហើយក៏ដែលអ្នកនៅក្នុងនឹងគឺកាំងជាលើកទី2ក្រោយពីធ្វើឃាតស្ដេចហើយអាស្កាឡាតក៏បានមើលទៅកាន់មុខព្រះអង្គម្ចាស់ខេណូតទៀតព្រះអង្គម្ចាស់ខេណូតក៏យល់ពីបំណងរបស់អាស្កាឡាតធ្វើយ៉ាងច្បាស់គឺអាស្កាឡាតជួយសង្គ្រោះទាំងព្រះអង្គម្ចាស់ខេណូតនិងប្រទេសវ៉ែលនោះហើយព្រះអង្គម្ចាស់ខេណូតក៏បញ្ជាឲ្យទាហានចូលទៅវាយប្រហារអាស្កាឡាត どうした次に死にたい者を自ら切って死んぜようぞシルムラ人数で押し切る នៅខាងក្រៅសូរ៉ាហ្វីនក៏បានធ្វើដំណើរមកដល់ដែរនឹងឆ្ងល់មែនទែនថាអាស្កាឡាតពិតជាឈួតហើយគាត់ក៏បញ្ញាប្រត់ចូលទៅក្នុងលុះពេលទៅដល់ខាងក្នុងសូរ៉ាហ្វីនបំរុងនឹងរត់ទៅជួយអាស្កាឡាតប៉ុន្តែអាស្កាឡាតស្រែកហាមសូរ៉ាហ្វីនវិញពេលនោះដែររបស់ព្រះអង្គម្ចាស់ខេណូតបានចាក់ទម្លុះខ្លួនរបស់អាស្កាឡាតបាត់ទៅហើយបែរវាជាបំណងរបស់អាស្កាឡាតនឹងឯងហើយគាត់ក៏បានសួរថាតើនេះជាលើកទី1ដែលព្រះអង្គម្ចាស់ខេណូតសម្លាប់មនុស្សមែនប៉ុន្តែព្រះអង្គម្ចាស់គឺធ្វើបានល្អណាស់ពេលហ្នឹងព្រះអង្គម្ចាស់ខេណូតស្ទើរតែដួលទៅហើយប៉ុន្តែត្រូវបានសូរ៉ាហ្វីនជួយទប់ពីក្រោយរៀបនឹងដាច់ខ្យល់អាស្កាឡាតក៏បានឲ្យសូរ៉ាហ្វីននឹងសម្លាប់គាត់ឲ្យបានមុនទៅប្រយ័ត្នគាត់ស្លាប់បាត់ប៉ុន្តែសូរ៉ាហ្វីនគឺមិនបានសម្លាប់គាត់ទេព្រោះតែពួកគេគឺត្រូវតែប្រយុទ្ធគ្នាមួយស្មើដូចកិត្តិយសមិនមែនអញ្ចឹងទេអាស្កាឡាតក៏បានសួរទៅកាន់សូរ៉ាហ្វីនថាក្រោយពីគាត់ស្លាប់ទៅតើសូរ៉ាហ្វីនបានគិតទេថាតើសូរ៉ាហ្វីនខ្លួនឯងនឹងមានគម្រោងរស់នៅបែបណាតើឯងមិនបានគិតទេអាស្កាឡាតបាននិយាយឲ្យសូរ៉ាហ្វីនបោះបង់វាចោលទៅកសាងអនាគតថ្មីដែលឪពុកសរបស់ឯងចង់ធ្វើព្រោះឯងគឺជាកូនប្រុសរបស់សធ្វើអ្វីដែលជាអ្នកចម្បាំងដ៏ពិតប្រាកដម្នាក់ទៅហើយអាស្កាឡាតក៏បានដាច់ខ្យល់ស្លាប់នៅក្នុងពេលនោះទៅ ព្រះម្ចាស់ខេណូតក៏ខំប្រឹងនិយាយឲ្យសូរ៉ាហ្វីនរងាប់ចិត្តវិញដែរប៉ុន្តែទឹកមុខសូរ៉ាហ្វីនពេលនេះគឺបាត់បង់ក្តីសង្ឃឹមអស់រលីងហើយសូរ៉ាហ្វីនក៏បានលោតទៅក្រវិះដាវចំមុខរបស់ព្រះអង្គម្ចាស់ខេណូតបន្តិចដែរប៉ុន្តែក៏ត្រូវសូរ៉ាគីលគាត់ខ្លួនបានមុនព្រះអង្គម្ចាស់ខេណូតក៏ស្រែកថាឲ្យលេងគាត់ទៅព្រោះវាជារបួសតិចតួចណាស់នៅក្នុងការសងសូរ៉ាហ្វីនវិញព្រះអង្គម្ចាស់ខេណូតក៏បានដើរទៅរើមង្គតយកមកពាក់នៅលើក្បាលហើយក៏បានប្រកាសថាឥឡូវគាត់គឺជាស្ដេចថ្មីនិងពួកគេគឺត្រូវការបង្រួបបង្រួមប្រទេសវិញ ពួកគេគឺនឹងមិនឈ្លានពានប្រទេសវ៉ែលទេហើយនៅក្នុងចុងបញ្ចប់នៃរឿងសូរ៉ាហ្វីនត្រូវបានទាហានអូគាត់ចេញដោយសូរ៉ាហ្វីនបានសម្លឹងទៅកាន់សាកសពរបស់អាស្កាឡាតហើយគាត់ក៏បានរបូតកំបិតរបស់ឪពុកគាត់នឹងធ្លាក់ទៅនឹងដីប៉ុន្តែមុននឹងដល់ដីវាបាន reflection អំពីរឿងរបស់សូរ៉ាហ្វីនការសងសឹករបស់សូរ៉ាហ្វីនចាប់តាំងពីដើមរឿងរហូតមកដល់ចុងបញ្ចប់នៃរឿងដែលពេលនេះការសងសឹកត្រូវបានបញ្ចប់ហើយប៉ុន្តែមានសំណួរដែលអាស្កាឡាតថាតើគាត់នឹងរស់នៅបែបណាក្រោយពីអាស្កាឡាតស្លាប់ទៅដែលសូរ៉ាហ្វីនខ្លួនឯងមិនទាន់បានមានចម្លើយនៅឡើយ Vinland Saga Season 1 គឺត្រូវបានបញ្ចប់ត្រឹមប៉ុណ្្នឹងហើយរឿងនេះគឺមានមនោគមសាហាវបន្តិចប៉ុន្តែក៏មាននូវគោលគំនិតល្អៗជាច្រើនដែរតែអាចរៀនសូត្របានពីរឿងទាំងមូលនេះសម្រាប់ admin ឲ្យរឿងនឹង7.5 សាកចូលទៅមើលរឿងពេញតែខ្លួនឯងទៅបានដឹងថាវាអែមមកប៉ុណ្ណាជួបគ្នានៅក្នុងសាច់រឿងនិងវីដេអូក្រោយ